បងប្រុសចូលទៅទីនោះឲ្យបានឆាប់ដើម្បីឲ្យយើងគ្រប់គ្នាបានកាន់កាប់មួយបងប្រុសហងយ័នមានការថប់បារម្ភយ៉ាងខ្លាំងហេតុអ្វីបានជាដូនតាតើទើបតែចាប់ផ្ដើមនិយាយអំពីវាបន្ទាប់ពី3000ឆ្នាំនៃបុរាណប្រវត្តិវានៅតែឆាប់ខ្ញុំខ្លាចសែនធីងនិងអ្នកអតីបានចេញដំណើរហើយតើកៅអីនៅក្នុងវិមានសិចឈៀវជាកៅអីធម្មតាទេនោះតំណាងឲ្យឱកាសសម្រាប់ការរាប់ជាបរិសុទ្ធបងប្រុសនឹងដឹងចាប់ពីពេលនេះទៅមិនអីទេខ្ញុំនឹងស្ដាប់អ្នកខ្ញុំជាបុរសចំណាស់ល្អពីហងយ័នក្នុងរឿងព្រេងរបស់ហងយ័នប៉ុន្តែខ្ញុំមិនហងយ័នពុកគឺជាព្រលឹងពិភពផែនដីកូនប្រុសរបស់បុរសនេះគឺខ្ញុំការខ្លាចជាពុកក្រហមកើតចេញពីមនុស្សចំនួនក្រោយតាមធម្មជាតិខ្ញុំដឹងពីទុកសោករបស់ហងយ័នជោគវាសនាសោកពីតាមផ្លូវទៅកាន់វិមានជើអាសនៈបានអ្នកបងហងមេងស៊ីទីដែលតំណាងឲ្យឱកាសនៃពុកបរិសុទ្ធហើយក៏បានឲ្យគាត់នៅចំណងដ៏ធំមួយផងដែរមូលហេតុនិងផលត្រូវបានកញ្ញានិងសម្លាប់តើបាត់ហៅសិនយ៉ាជេព្រះអម្ចាស់សូក៏ដ៏អស្ចារ្យដែលនឹងគ្រប់គ្រងតុលាការសូកនីពេលអនាគតមើលទៅដូចនេះឥឡូវនេះវាគួរឲ្យចាប់អារម្មណ៍ណាស់មិត្តអ្នកកាន់សាសនាតាវសូមប្រាប់ខ្ញុំផងតើការអធិប្បាយនៅក្នុងវិមានជាតិជើបានចាប់ផ្ដើមទេឆ្លើយតបទៅអ្នកកាន់សាសនាតាវប៉ុន្តែវាមិនទាន់បានចាប់ផ្ដើមនៅឡើយទេទោះជាយ៉ាងណាមានមិត្តភក្តិតាវជាច្រើនអ្នករួចទៅហើយដែលបានមកប្រាសាទតាវអ្នកអាចទៅសាលសម្រាប់ការបណ្ដោះបណ្ដាលបន្ថែមអស់លោកស្រីនៅតែគុនពេងដាសូជាលើកដំបូងដែលខ្ញុំត្រូវបានកោះហៅខ្ញុំបានប្រញាប់ប្រញាល់ទៅកាន់វិមានជាតិជើហើយដោយមិននឹកស្មានដល់ថាខ្ញុំនៅតែនៅទីនោះគុនពេងនិងខ្ញុំអង្គុយពីកៅអីចុងក្រោយតើនឹងដូចមុនទេបងប្រុសកុំខឹងហើយចាប់វាទៅបើមិនអញ្ចឹងទេបំភ្លេចវាចោលប្អូនប្រុសគុំស្ដាយក្រោយគុំធ្វើដូចលោកស្រីឆាងលេនគ្រាន់តែដេដេហ្គយតើលោកស្រីឆាងលេនជានរណាកុំភ្លេចទេបងប្រុសហុងយុនតែងតែនិយាយរឿងចម្លែកទាំងនេះមិនមែនគ្រាន់តែជាការចែករំលែកទេតើវាជាឱកាសទេខ្ញុំនឹងសោកស្ដាយវាយល់ហើយយ៉ាងណាក៏ដោយខ្ញុំមានវាសនាបោះបង់កៅអីមិនក៏ខ្ញុំមិនឲ្យវាទៅស្រីហ៊ូទូខ្ញុំមិនជឿលើលោកខាងលិចទេហ្វាងនិងមនុស្សពីរនាក់នោះនៅតែហ៊ានវាយនារីស្រុកដែលជាម្ចាស់ស្ត្រីនៃបុកបុរសទាំង12មកទីនេះលឿនវាធំណាស់ដែលប្រព័ន្ធមូលហេតុត្រូវបានធ្វើឲ្យសកម្មហើយម៉ាស៊ីនត្រូវបានរកឃើញតើវាត្រូវបានចងប្រព័ន្ធចុងក្រោយអ្នកមកចងនៅពេលណាក៏បាននៅពេលដែលអ្នកអតីទទួលយកអត្ថប្រយោជន៍នៃម៉ាស៊ីនប្រព័ន្ធរង្វាន់ដែលអាចត្រូវបានប្រគល់មកវិញរួមមានប៉ុន្តែមិនត្រូវបានកំណត់ចំពោះអាវុធវេទមន្តវត្ថុវិញ្ញាណធម្មពលវេទមន្តនិងបច្ចេកទេសទេឥឡូវនេះអ្នកពិតជាមនុស្សល្អគឺហងយ័នដែលត្រូវរង្វាន់ហេតុអ្វីនេះអ្វីខ្ញុំបានស្គាល់ហងយ័ននេះនៅពេលយើងដើរក្នុងទឹកដីបុរាណប៉ុន្តែខ្ញុំមិននឹកស្មានថាគាត់នឹងនៅតែនៅទីនោះទេភាពរីករាយបែបនេះប្រសិនបើនរណាម្នាក់អញ្ជើញអ្នកសូមបន្តទៅមុខតោះទៅទាំងអស់គ្នាមកហូធូងេអង្គុយចុះយ៉ាងលឿនបងប្រុសហុងយុនសំណាងណាស់លោកជាបុគ្គលកំពូលម្នាក់ដែលមានឥទ្ធិឫទ្ធិអស្ចារ្យប្រសិនបើផែត្រូវបានកាន់កាប់ដោយពួកគេនោះត្រូវតែមានឱកាសដ៏អស្ចារ្យសូមអរគុណចំពោះសេចក្តីសប្បុរសរបស់អ្នកជាមិត្តភក្តិតាវហុងយុនខ្ញុំនឹងមិនធ្វើវាទេនេះគឺជាសមាជិកនៃត្រកូលរបស់ខ្ញុំបងប្អូនឲ្យពួកយើងនឹងក្លាយជាមិត្តសម្លាញ់តាវបន្ទាប់ពីអ្នកស្លាប់ខ្ញុំចង់កប់ចិត្តប្អូនស្រីរបស់ខ្ញុំហៅចុះយ៉ាងណាចំពោះខ្ញុំកុំខ្លាចថាខ្ញុំនឹងវាយអ្នកបាត់ហាហាតាវគាត់ក៏ជាមនុស្សអស្ចារ្យដែរតោះអង្គុយទាំងអស់គ្នាសូមអរគុណមិត្តភក្តិតាវសម្រាប់សេចក្តីសប្បុរសរបស់អ្នកដោយសារមានវេទិកាមួយទៀតខ្ញុំនឹងអង្គុយជាមួយបងប្រុសខ្ញុំកៅអីនេះមានអាថ៌កំបាំងនិងឱកាសដ៏អស្ចារ្យមិត្តអ្នកកាន់សាសនាតាវមិនដឹងថាហេតុអ្វីបានជាអ្នកត្រូវបន្តផ្ដល់ឲ្យខ្ញុំអ្វីដែលមិត្តតាវរបស់ខ្ញុំនិយាយគឺល្អប៉ុន្តែបងប្រុសចិនយូអានសេននិងខ្ញុំមិនពូកែខាងការដាំដុះទេឱកាសនេះខ្ញុំខ្លាចថាខ្ញុំមិនអាចធ្វើបានតើមានហានិភ័យក្នុងរឿងនេះទេមេធ្មប់ដូនតា12នាក់គឺមួយនឹងដូចគ្នាសម្រាប់អ្នកកាន់សាសនាតាវមិនចាំបាច់មានហានិភ័យទេប្រសិនបើនោះជាករណីសូមអរគុណមិត្តតាវហឹមលោកឈៀវសូមអរព្រះគុណអង្គុយលើដីអាចមានឱកាសចាប់ឆ្នោតតើហើយជាឆ្វេមីងរង្វាន់អ្វីមានអ្វីចម្លែកលាយបញ្ចូលក្នុងផលិតផលបន្ទាប់ពីត្រូវបានគូផែនដីឬឆ្វេមីងនឹងក្លាយជាម្ចាស់ផ្ទះហើយក្រោកឈរឡើងនេះមិនអីទេថាតើត្រូវចាប់ដើមឆ្នោតគឺផ្អែកលើប្រព័ន្ធឆ្នោតដំបូងរបស់ម្ចាស់ផ្ទះប្រព័ន្ធនឹងផ្ដល់ឲ្យអ្នកនៅសិទ្ធិក្នុងការធ្វើការជ្រើសរើសដោយខ្លួនឯងតែម្ដងសូមជ្រើសរើសនេះគឺជាអំណោយថ្មីថ្មោងរឿងព្រេងនិទានកាបូបមានក្លិនល្អប៉ុន្តែតើខ្ញុំគួរជ្រើសរើសអ្វីបងប្រុសឲ្យពេលនេះខ្ញុំអាណិតអ្នកណាស់បងប្អូនយល់យ៉ាងណាដែរតើវានៅណានេះមិនមែនជាអ្វីដែលអ្នកតែងតែនិយាយទេបងប្អូនមានតែកូនទេដែលជាអ្នកជ្រើសរើសពិតណាស់លើកនេះគឺខ្ញុំជាបងប្រុសវាយឺតពេកបើមិនដូច្នេះទេអ្នកនឹងមិនមានបញ្ហាទេចាស់បងឲ្យហាហាហេតុអ្វីពុកក្រហមនេះនៅហ៊ូទូ
សូមអ្នកមានរឿងដែលអ្នកគ្រាន់តែឬខ្ញុំនិយាយហងយ៉ាងបានទៅនិយាយថាគាត់មិនអាចចាប់យកឱកាសនេះបានទេមានតែពេលនោះទេដែលវាសនាត្រូវបានផ្ដល់ឲ្យខ្ញុំប៉ុន្តែហេតុអ្វីបានជាអ្នកកាន់សាសនាតើជាច្រើនអ្នកដូចជាអ្នកមានអំណាចនៅក្នុងវិមានសិទ្ធិជ្រើសរើសស្វែងរកគាត់បើខ្ញុំខ្លាចជាគូស្នេហ៍តើជាមួយហៅឈឺតើខ្ញុំនឹងមិនមានឱកាសទទួលបានរង្វាន់ពីមុនទាំងអស់ទេតើវាមិនល្អទេដែលមានប្រពន្ធដ៏បរិសុទ្ធខ្ញុំបន្ទាប់ពីជ្រើសរើសម្ចាស់ផ្ទះត្រូវបានជ្រើសរើសវាជាប្រព័ន្ធដែលជោគជ័យជាមួយនឹងការត្រឡប់មកវិញទេវាពិតជាអស្ចារ្យណាស់ប្រព័ន្ធគឺខុសគ្នាហើយរង្វាន់តែងតែដូចនេះពិតទេខ្ញុំត្រូវមនុស្សអមតៈតើខ្ញុំពិតជាអមតៈឬមនុស្សអូប្រព័ន្ធឆ្កែអ្នកកុហកខ្ញុំនេះជាហងយ៉ាន់រ៉េងហើយផលដែលអ្នកឲ្យខ្ញុំអង្គុយហាខ្ញុំសំនឹងទទួលបានវាប្រសិនបើខ្ញុំមិនបានរៀបចំក្នុងរយៈពេល3,000ឆ្នាំអ្នកទាំងពីរមកយឺតហើយអ្នកមិនអាចតាមទាន់ដោយគ្មានកៅអីក្តៅអរគុណច្រើនមិត្តតាវដែលបានតាក់ទងមកខ្ញុំនិងផ្ដល់កន្លែងអង្គុយដល់បងប្អូនទាំងពីររបស់ខ្ញុំចូលយើងកត់សម្គាល់ពីភាពក្លាហាននៃយោយោរបស់ពួកបរិសុទ្ធវាមិនងាយស្រួលទេក្នុងការប្រយុទ្ធជាមួយគាត់ចង់ឬគ្រាន់តែអង្គុយចុះហើយបើមិនចង់ឬក៏ចេញទៅតើអ្នកគិតថាអ្នកកំពុងតែធ្វើអ្វីដើម្បីធ្វើបាបស្រីរបស់ខ្ញុំប្រសិនបើអ្នកមិនជឿជាក់ទេនោះអ្វីដែលអាក្រក់បំផុតដែលយើងអាចធ្វើបានគឺចេញទៅប្រកួតទួ2នានាពីខុសទាំងឡាយចូលអង្គុយចុះសិនហើយឲ្យពីខុសនោះនិយាយមនុស្សគ្រប់រូបត្រូវតែត្រូវបានប្រព្រឹត្តដោយស្មើភាពគ្នាតើអាចថាអ្នកដែលឮពីក្រោយតិចជាងអ្នកដែលឮពីខាងមុខឬមនុស្សមានការងឿងឆ្ងល់បងប្រុសហនយន់វាមិនអីទេប្រសិនបើអ្នកមិនពេញចិត្តវានៅពេលអ្នកចុះជណ្ដើរប៉ុន្តែគាត់កំពុងប្រគល់វាមកអ្នកវិញមុខហងយុនបងប្រុសតើអ្នកមានបញ្ហាអ្វីអ្នកមិនដូចមុនទេដោយខ្ញុំដាក់អ្នកដទៃទោះបីជាអ្នកមានគុណវិបត្តិក៏ដោយបងប្រុសសំខាន់ត្រូវស្ដាប់នៅពេលនេះយើងនឹងនិយាយអំពីដំណោះស្រាយត្រឹមត្រូវនាពេលអនាគតដើម្បីជៀសវាងការប្រយុទ្ធជាមួយមេធំដូនតើហើយអ្នកអាចទទួលបានឆ្នោតប្រសិនបើអ្នកមិនមានឱកាសទេប្រព័ន្ធឆ្កែនឹងផ្ដល់រង្វាន់ដល់អ្នកកុំភ្លេចវាហេតុអ្វីបានជាផ្ដល់ឱកាសឲ្យខ្ញុំតែមួយតើមានឱកាសតែមួយគត់សម្រាប់នេះទេមូលហេតុនៃការធ្វើគឺជាបណ្ដាញមួយដែលទីអ្វីអស់ទីណាអ្នកនិយាយត្រូវដែលប្រតិកម្មខ្សែសង្វាក់នៃរាងកាយមិនស្ថិតនៅក្នុងវិសាលភាពនៃការពិចារណារបស់ប្រព័ន្ធនោះទេបើមិនដូច្នោះទេការជួយញៀវបង្កើតមនុស្សម្នាក់នឹងបង្កឲ្យមានកម្មផលមិនចេះចប់អត់ទេតើអ្នកជំពាក់អ្វីប្រពន្ធខ្ញុំប្រព័ន្ធសូមនិយាយតើប្រព័ន្ធត្រូវបានបើកទេការចាប់រង្វាន់អាឡាសដូចដែលបានរំពឹងទុកខ្ញុំនៅតែមិនបានផ្ដល់ឲ្យវាតើអ្វីជាការផ្ដល់រង្វាន់ឲ្យខ្ញុំសម្រាប់ Fox វាប្រែថានេះគឺជាការជួបខ្មៅពួកគេមិនដែលជាកម្មសិទ្ធិរបស់យ៉ែនយើងទេពួកគេជាកម្មសិទ្ធិរបស់លោកលូហុងដូច្នេះពួកគេបានចែករំលែកតែមួយចំណែកប៉ុណ្ណោះឱកាសហាក់ដូចជាសំហេតុផលតើវាមិនមែនជាអ្វីដែលខ្ញុំកំពុងស្វែងរកប្រព័ន្ធទេតើអ្វីជាអាហារបំពន់តើប្រព័ន្ធអាចផ្ដល់ឲ្យខ្ញុំនៅអាហារខ្លះបានទេខ្ញុំក៏នឹងប្រើឱកាសរបស់គុណពេងដែរតើឈ្វេនីវិនឈឺគីមានឱកាសបែបណាអាហារជៀនបងប្រុសដងអ្នកពិតជាផ្ដល់ឲ្យខ្ញុំនៅរលកឈាមនេះជាកំណប់វិញ្ញាណពីកំណើតហេតុអ្វីបានជាអ្នកនៅតែល្ងងពេលរកលុយគិតពីរឿងសប្បាយមនុស្សពីរនាក់នេះមិនអាចជួយអ្វីបានឡើយវាជារឿងល្អហេតុអ្វីបានជាអ្នកត្រូវការផ្ដល់ឲ្យគាត់នៅក្រុមទូទៅយើងនៅទីនេះដើម្បីស្ដាប់វាហើយមិនមែនទេពួកគេនៅទីនេះដើម្បីបង្កបញ្ហាពួកគេមានអាកប្បកិរិយាអាក្រក់ចំពោះប្អូនស្រីរបស់ខ្ញុំនិងអ្នកខ្ញុំនឹងសម្លាប់ពួកគេរស់នៅក្នុងជីវិតដ៏រុងរឿងក្នុងសម័យនេះនារីតើមានប៉ុន្មានអ្នកដែលអាចប្រជែងគ្នានឹងក្លាយជាបងប្អូនបានតាមកម្លាំងត្រកូលទាំង3ដែលមានកម្លាំងខ្លាំងដូចលូហូជាយូរមកហើយក៏ធ្លាក់ចុះវាគ្រាន់តែថាជំនាញរបស់ខ្ញុំមិនល្អដូចអ្នកដទៃទេខ្ញុំគ្រាន់តែជាអ្នកចាញ់គុណនិតល្អនេះជារបៀបដែលកងទ័ពក្រហមភ្លាមនោះទាហានជាច្រើនបានលេចចេញមកហើយតើពួកគេអាចនិយាយបានត្រឹមត្រូវដោយរបៀបណាប្រសិនបើហងយ៉ាន់មិននៅទីនេះមានអ្វីធំនឹងកើតឡើងបន្ទាប់មកគាត់ចាប់ផ្ដើមនៅខ្ញុំផ្នែកទី4ពិតជាមិនបានដឹងថាសេហងនោះទេឱកាសគឺជាជំនាញហងយ៉ាន់ហេតុអ្វីបានជាទុកឲ្យអ្នកដទៃយកកៅអីធម្មជាតិពិតបែបនេះសម្រាប់ជាប្រយោជន៍នៃកងទ័ពក្រហមខ្ញុំនឹងចងចាំទីតាំងរបស់សេងកវីវិនហើយចាប់ផ្ដើមវាខ្ញុំសូមថ្លែងអំណរគុណចំពោះពួកបរិសុទ្ធនៃកងទ័ពក្រហមដែលបានផ្សព្វផ្សាយដល់លោកឆេលចាប់ពីពេលនេះទៅខ្ញុំនឹងអង្គុយលើកៅអីនេះហើយស្ដាប់ទីបំផុតខ្ញុំបានបោះជំហានដំបូងដើម្បីផ្លាស់ប្ដូរជោគវាសនារបស់ខ្ញុំប៉ុន្តែខ្ញុំមិនដឹងទេតើនេះនឹងត្រឡប់ទៅកន្លងដើមរបស់វាវិញទេវាជាការគ្មានគំនិតឈ្មោះទូទៅ
នេះបញ្ចប់ធម្មទេសនានេះអ្នកអាចត្រឡប់ទៅប្រាសាទតាវដើម្បីអនុវត្តមួយរយៈបន្ទាប់ពីវិមាន Zechel បើកឡើងវិញអ្នកអាចមកទីនេះម្ដងទៀតសូមអរគុណលោកសែងហេវិធីអមតៈនេះមិនត្រូវគ្នាជាមួយយើងទេវាបានអង្គុយនៅទីនោះអស់រយៈពេល3,000ឆ្នាំមកហើយពួកគេស្រុកខ្យល់អាកាសដ៏ច្របូកច្របល់វិស្ថានសួគ៌នៅខែដីដើម្បីអនុវត្តនូវវិធីអមតៈនេះវាគ្មានអ្វីចម្លែកទេដែលពួកគេមានអារម្មណ៍មិនស្រួលដោយសារតែពួកគេអនុវត្តជាមួយថេសុទ្ធប្រសិនបើយើងមិនបានមកម្ដងទៀតនៅពេលក្រោយទេយើងក៏អាចនឹងបណ្ដុះមរតកឈាមរបស់យើងនៅក្នុងទឹកដីបុរាណហេតុអ្វី Peng Fashion គួរស្ដាប់អ្នកអត់ទេគាត់មិនទាន់លុបឈ្មោះ Xiao Gong កូនប្រុសគាត់ចេញទេចូលនិយាយដោយស្មោះត្រង់វាមិនសមរម្យទេបងប្អូនក្មេកចុះអ្នកវិញតើអ្នកនឹងមកលើកក្រោយទេវានៅតែ 10,000 ឆ្នាំចូលនិយាយអំពីវានៅពេលដែលពេលវេលាមកដល់ជាទូទៅអ្នកដែលនិយាយបែបនេះប្រកាសជាមិនត្រឡប់មកវិញទេហងយានផ្ដល់ឲ្យខ្ញុំនៅកៅអីរបស់អ្នកហេតុអ្វីបានជាវាអាចទៅរួចដែលថាគាត់ពិតជាចូលចិត្តខ្ញុំយើងត្រូវរកឱកាសដើម្បីសង្ហុំយន្តវាមិនល្អដូចមិត្តតាវនឹងយើងទេវាជាការល្អក្នុងការត្រឡប់ទៅភាពវឹកវរដំបូងជាមួយគ្នាការឆ្លើយតបពុកក្រហមបុរសម្នាក់នេះនិយាយពាក្យចម្លែកនឹងវាយឆ្លាតគ្រប់ប្រភេទពីមួយពេលទៅមួយពេលហើយសប្បាយពេលដើរលេងជាមួយហើយប្រសិនបើវាដំណើរការវាមិនអាចទៅរួចនោះទេតាមធម្មជាតិនិយាយទៅយើងមិនបានជួបគ្នាយូរមកហើយហេតុអ្វីបានជាយើងមិនរកកន្លែងប្រមូលផ្ដុំនិងនិយាយអំពីសាសនាតាវអ្នកអាចប្រាប់ខ្ញុំថាខ្ញុំគ្មានអ្វីត្រូវនិយាយទេចិត្តខ្ញុំខុសគ្នាទាំងស្រុងដូច្នេះខ្ញុំត្រូវប្រាប់អ្នកឲ្យរកអ្នកផ្សេងវាជាចាប់ប្រសិនបើអ្នកមានការប្រយុទ្ធដ៏ល្អនៅទីនេះមកខ្ញុំនឹងមិនទៅជាមួយហៅជាដើម្បីប្រយុទ្ធជាមួយអ្នកទេយើងតតែខ្ញុំឈួតអូខេមិនអីទេតោះឆាប់ត្រឡប់ទៅវិញតើមានអ្វីខុសនៅតាមផ្លូវពន្យល់មិត្តតាវទោះបីជាខ្ញុំមិនដឹងថាកៅអីនេះជាឱកាសបែបណាក៏ដោយខ្ញុំក៏យល់យ៉ាងច្បាស់ថាបញ្ហានេះមិនសាមញ្ញទេលើកនេះខ្ញុំជំពាក់អ្នកចាប់ភពអង់គ្លេសវាបានកន្លងផុតទៅហើយហេតុអ្វីបានជាខ្វល់ខ្វាយពីវាគ្រប់ពេលគិតថាសមតាវហងយន្តមិនត្រឹមតែឆ្លៀតឱកាសសុំផលប្រយោជន៍នោះទេផ្ទុយទៅវិញគាត់ជាមនុស្សល្អដែលនិយាយរឿងនេះដោយចំហាហាអ្នកល្អណាស់កូនប្រុសរបស់អ្នកមានបុគ្គលិកលក្ខណៈដូចខ្ញុំនិងបងប្រុសរបស់ខ្ញុំចំណងអាហាររបស់អ្នកមិននឹកស្មានថាស្រីទាំងពីរនេះចូលចិត្តណាត់អ្នកបងប្រុសគុំនិយាយកុហកអូបងស្រីខ្ញុំគ្រាន់តែប្រាប់ការពិតហើយអ្នកអាចធ្វើបានតើខ្ញុំអាចរកវិធីបានយ៉ាងដូចម្តេចបន្ទាប់ពីមានចិត្តសាហាវម្លេះអ្នកមិនឃើញខ្ញុំទេតើអ្នកកំពុងគិតនៅឯណាខ្ញុំពិតជាមិនមានគំនិតបែបនេះទេចុះអ្នកវិញជាការប្រសើរណាស់ខ្ញុំទទួលស្គាល់ថាខ្ញុំមានគំនិតមួយចំនួនអ្នកមិនបាននិយាយថាវាសម្រាប់តែកុមារទេតើអ្នកចង់បានគេទាំងអស់ទេខ្ញុំអ្នកទាំងពីរបានឧទាហរណ៍តើមុខខ្ញុំមានទឹកមុខចម្លែកអ្វីលួចលាក់និយាយអាក្រក់ពីខ្ញុំមែនទេខ្ញុំនឹងធ្វើជាសាក្សីដល់ហងយានខ្ញុំពិតជាមិនបាននិយាយអាក្រក់ពីអ្នកទេអ្នកនៅតែចាស់សួស្ដីបងប្រុសឯងដឹងទេថានៅគ្រាដ៏លំបាកយើងត្រូវបិទបាំងគ្នាទៅវិញទៅមកជាជាងក្បត់បងប្អូនយើងហើយរត់ចេញដល់ខ្លួនឯងបងប្រុសហងយន្តវាជាឈ្មោះគាត់ចូលចិត្តមេងស៊ូវូខ្លាំងណាស់ដោយសារតែបុគ្គលិកលក្ខណៈត្រង់របស់គាត់ខ្ញុំចាស់ហើយបងប្រុសខ្ញុំសុំទោសដែលខ្ញុំសរសើរអ្នកថាបាបប្រសិនបើអ្នកងាយៗទៅមនុស្សធ្ងន់ធ្ងរដែលមានសិលខុសខ្ពស់នឹងគោរពខ្ញុំនោះអ្នកអត់ធ្វើវាដែរខ្ញុំអាចលក់បងប្អូនបានយ៉ាងនេះហាហាលោកតាហងយន្តតើអាចថាអ្នកមានចិត្តស្រឡាញ់ប្អូនស្រីឈ្វាន់មេងទេអ្នកកាន់សាសនាតាវហងយន្តសរសើរនិងសរសើរនាងអាហាហាយកព្រមតោះឈប់និយាយលេងមិត្តរបស់ខ្ញុំហងយានវីរនេះពិតជាមានអាថ៌កំបាំងដ៏អស្ចារ្យអូមកតើអ្នកអាចប្រាប់ខ្ញុំលម្អិតបានទេនៅពេលដែលខ្ញុំស្ដាប់ដោយយកចិត្តទុកដាក់នៅធម្មទេសនៃរបស់ពួកបរិសុទ្ធខ្ញុំពិតជាសុខខ្យល់អាកាសបរិសុទ្ធចូលទៅក្នុងខ្លួនរបស់ខ្ញុំនិងតាមខ្លួនរបស់ខ្ញុំនៅពេលដែលអំណាចនៃច្បាប់រីករាលដាលនឹងត្រូវបានដាំដុះវាមិនអាចទៅរួចទេសម្រាប់រូបរាងកាយដើម្បីបដិសេធគ្រីជួងឈីងរបៀបដាំដុះថៃដោយគ្មានខ្ញុំបន្ទាប់ពីការលះបង់កៅអីខាងដីគួរតែកើតឡើងក្នុងអំឡុងពេលនៃការចាប់បដិសេធឡើងវិញនៃជីគីមីមហាកុសលបានសម្រេចហើយនៅពេលដែលព្រលឹងបានឡើងឋានសួគ៌ប្រសិនបើហៅឈឺអាចបណ្ដុះព្រលឹងពីមុនមកតើការចាប់បដិសន្ធឡើងវិញនៃពិភពទាំង6នឹងដូចមុនដែរឬទេទួនមានឥទ្ធិពលនៃការផ្ចង់អារម្មណ៍នឹងធ្វើឲ្យចិត្តស្ងប់ដោយមិនដឹងខ្លួនគាត់បានធ្លាក់ចូលទៅក្នុងអន្លង់មួយហើយចាប់ផ្ដើមប្រតិបត្តិតាមការណែនាំរបស់ពួកបរិសុទ្ធវីរនីភ្លាមបានបង្កើតឲ្យមានអត្ថន័យអាចកំបាំងដូចជាប្រសិនបើវាដូចជារនាំងដែលរារាំងខ្យល់ខ្វក់នៅក្នុងខ្លួនរបស់ខ្ញុំដូច្នេះហើយខ្ញុំបានទាញយកប្រយោជន៍ពីវាយ៉ាងលឿនឆ្លៀតយកឱកាសនេះឆ្លៀតពេលហាត់ទើបបានជារលូនប្រសិនបើអ្នកចាប់អារម្មណ៍អ្នកអាចបណ្ដុះព្រលឹងក្មេងស្រីហៅជាបណ្ដុះរាជវង្សយួនព្រះមានន័យខ្លាំងណាស់សម្រាប់យើងដូច្នេះយើងត្រូវសងអ្នកតាវលើកនេះខ្ញុំមិនដឹងថាអ្នកតាវៀតណាមម្នាក់នោះមានទេអ្វីប្រសិនបើអ្នកត្រូវការសិស្សអ្នកអាចចាត់ទុកថាជាអ្នកត្រូវបានតែងតាំងផងដែរប្រសិនបើអ្នកយករោមជាដាក់លើក្បាលរបស់អ្នកនោះអ្នកត្រូវបានចាត់ទុកថាជាអ្នកកាន់សាសនាតាវអ្នកមិនចាំបាច់ធ្វើបែបនេះទេតើនេះអាចត្រូវបានធ្វើដោយរបៀបណាអ្នកមិនទាន់បានធ្វើវានៅឡើយទេស្ដាប់ខ្ញុំតើបងប្អូនបានត្រៀមទ្រព្យសម្បត្តិអ្វីខ្ញុំបានទទួលរង្វាន់ដែលខ្ញុំចង់បានរួចហើយពីបងប្អូននិងអ្នកកាន់សាសនាតាវសូមកុំប្រាប់ខ្ញុំចុះបើវាជាការពិត
និយាយអញ្ចឹងខ្ញុំពិតជាខ្លាចថាខ្ញុំមិនអាចរំលងអ្វីដែលខ្ញុំបាននិយាយហើយវាហាក់ដូចជាខ្ញុំមិនបានសាករបស់ខ្ញុំលោក Dewis ថងយ៉ាងម្នាក់នេះពិតជាចូលចិត្តខ្ញុំណាស់ក្មេងស្រីហាព្រោះក្រហមមិត្តចាស់យ៉ាងចូលចិត្តក្មេងស្រីពីរនាក់ហើយយើងគិតថាគាត់ល្អដូច្នេះយើងនឹងជួយគាត់យើងឈរត្រង់យើងប្រកាសជានឹងយើងមិនត្រូវភ្លេចឆន្ទៈក្នុងការធ្វើឲ្យ Hanger រស់ឡើងវិញទេប្រយុទ្ធប្រឆាំងនឹងស្ថានសុខនិងផែនដីកុំចោះចាញ់អ្នកណាម្នាក់មិត្តភក្តិតើពីរនាក់ទើបតែបានជួបឪពុកភ្នំប៊ូជើបានបន្សល់ទុកដោយព្រះមិនអាចជួយបានក្រៅពីរំខានអ្នកមិត្តតើអ្នកមិនបាននិយាយថាអ្នកចង់នៅជាមួយខ្ញុំចូលនិយាយអំពីវាមិនត្រឡប់ទៅជាមួយយើងបងប្រុសខ្ញុំនៅតែអាចនិយាយថាខ្ញុំមិនយល់ព្រមទៅពុកម៉ែបងប្អូនអំពើល្អរបស់អ្នកនឹងរំខានដល់ពួកយើងបងប្អូនប្រាសាទជាឫសគល់របស់យើងដើម្បីដឹងពីធម្មជាតិរបស់យើងវាគឺជាវិញ្ញាណឈាមពិតរបស់ Peng Fashion ដែលផុសចេញពីថ្លុកឈាមក្នុងវិមាន Peng ឥឡូវនេះវាកាន់តែច្បាស់ហេតុអ្វីបានជាតើពីរអ្នកមានមោទនភាពម្លេះមិត្តភក្តិអនុញ្ញាតឲ្យខ្ញុំនិងក្មេងស្រីទាំងពីរនេះអំដំណើរពួកយើងដើម្បីចាក់ចេញវាជាយូរមកហើយដែលយើងបានចាក់ចេញបើអ្នកពិតជាចង់ទៅមើលថាតើកូនសម្ព័ន្ធរស់នៅយ៉ាងណាវាសមហេតុផលក្នុងការដោះស្រាយរឿងសំខាន់នៅក្នុងត្រកូលជាមុនមែនទេតើអ្នកឃើញវាដោយរបៀបណាការបង្ហាញរបស់ពួកគេគឺចម្លែកណាស់បងប្រុសតើអ្នកមានបញ្ហាអ្វីខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះច្បាប់ឱកាសរបស់មិត្ត Dewis Digen ប៉ុន្តែខ្ញុំចង់ទៅនិយាយជាមួយនឹងអ្នកកាន់សាសនាតើយយើងអំពីបងប្រុសរបស់ខ្ញុំតើអ្នកធ្វើប៉ុន្មានដងទើបខ្លាយជាអ្នកមានទេពកោសល្យឈួនមេងបុរសម្នាក់នេះមិនបានឃើញថាបងប្អូនបង្កើតលក្ខខណ្ឌសម្រាប់ខ្ញុំទេហេតុអ្វីបានជាគាត់មិនចាក់ចេញពិបាកទេគាត់ក៏ចាប់អារម្មណ៍នឹងខ្ញុំដែរតើខ្ញុំកំពុងគិតអ្វីនៅលើផែនដីអ្វីហឹមពីក្នុងនាមជាអ្នកកាន់សាសនាទៅខ្ញុំលើកតម្កើងអក្សរជនពីររូបដែលជាដើមនៃផ្លូវទាំង3គឺទឹកភ្លើងនិងខ្យល់ឥឡូវនេះខ្ញុំក៏សំខាន់នៅក្នុងច្បាប់ទាំង3នេះផ្លូវហងហ្គៀនមិត្តរបស់ខ្ញុំទោះបីជាអ្នកបានប្រទានបទអក្សរដូចច្បាស់លាស់និងមានសេរីភាពបដៅរបស់អ្នកគ្រូជាច្រើនវាជាការពិតដែលថាគ្រឹះដែលមានស្ថិរភាពទាំងនេះនឹងជៀសមិនរួចមានអត្ថន័យរស័ព្ទខ្លះប្រសិនបើខ្ញុំអាចខ្ចីទ្រព្យសម្បត្តិខាងវិញ្ញាណរបស់បងប្រុសខ្ញុំដើម្បីបំពេញច្បាប់នៃមេធាននៅលើផែនដីនោះខ្ញុំអាចផ្លាស់ប្ដូរជោគវាសនារបស់ខ្ញុំបានវាជាការអាណិតដែល genuine ទោះបីជាបងប្រុសស្រីមានប្អូនប្រុសនិងពូក៏ដោយគាត់គឺជាអធិរាជនៃផែនដីផ្លូវនៃផែនដីនិងច្បាប់នៃផែនដីតើនោះមិនមែនជាប្អូនស្រីដែលជាមហាក្សត្រីនៃផែនដីទេបងស្រីអ្នកតើអ្នកអាចជួយគាត់បានទេប្រញាប់អីទៅខ្ញុំមានបំណងនេះរួចហើយដូច្នេះវាងាយស្រួលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅមិត្តអ្នកកាន់សាសនាតាវហើយក៏សូមថ្លែងអំណរគុណផងដែរមិត្តអ្នកកាន់សាសនាតាវឈ្វាមីងជួយអ្នកអរគុណបងស្រីហ៊ូធូតើខ្ញុំបានធ្វើអ្វីតើប្រញាប់ឡើងហើយចាប់យកពេលវេលាខ្ញុំនឹងនិយាយអំពីវានៅពេលក្រោយពេលវេលាមានត្រឹមតែ10000ឆ្នាំប៉ុណ្ណោះដូច្នេះយើងគួរគោរពពេលវេលានេះមិត្តតើនិយមប្រើប្រលឹងអ្នកល្អជាងយល់ដោយផ្ទាល់ទោះបីជាវាដូចជាសានឈីងក៏ដោយបងប្រុសរបស់ខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលជិតស្និទ្ធនឹងខ្ញុំតាមរយៈប្រលឹងរបស់ខ្ញុំតើអាចប្រើវិញ្ញាណឬប្រលឹងរបស់ខ្លួនផ្ទាល់ដើម្បីបង្កើតមនុស្សដោយរបៀបណាខ្ញុំគ្រាន់តែគិតអំពីជំនួយរបស់ហងយ៉ានចំពោះខ្ញុំគេថាហងយ៉ានកំពុងនិយាយការបកស្រាយផ្ទាល់ខ្លួនចេញពីមាត់របស់គាត់ខ្ញុំមិនដឹងថាពេលណាវានឹងនាំគាត់ទៅយល់អត្ថន័យត្រឹមត្រូវនោះទេយួនឆែនទើបតែដាំដុះរូឈៀវហើយមិនអាចប្រើវាបានដូច្នេះខ្ញុំបានប្រើវិធីនេះលោក Dewis ថងយ៉ានគឺជាមនុស្សល្អម្នាក់ទោះជាបែបនេះក្តីវាមិនគួរជារឿងធំនោះទេស្មោះត្រង់ជាមួយខ្ញុំបែបនេះហើយនិយាយវាគឺជាចំណុចប្រសពនៃប្រលឹងនិងប្រលឹងដែលយកពីអំណាចនៃច្បាប់ការពិតនេះវាមិនមានន័យថាវាបានคล้ายជាការពិតទេគូស្នេហ៍តាវហងយ៉ានសូមថ្លែងអំណរគុណចំពោះបងប្រុសហាវឈឺដែលរស់នៅដោយក្តីស្រឡាញ់ដ៏អស្ចារ្យរបស់មិត្ត Chaos Touch ខ្ញុំនិយាយចំមិនមែនមានន័យទេវាហាក់ដូចជាបែបនេះវាមិនអាក្រក់ទេប៉ុន្តែមានអ្វីមួយអំពីខ្ញុំដែលអ្នកមិនចូលចិត្តទេយើងមិនអាចខ្ជះខ្ជាយឱកាសល្អបែបនេះដើម្បីដេញស្ត្រីម្នាក់នោះទេអ្នកត្រូវចាប់ផ្ដើមដើម្បីបញ្ជាក់ទំនាក់ទំនងជាមុនសិនហើយបន្ទាប់មកនិយាយអំពីវាហើយជាក៏ចូលចិត្តខ្ញុំដោយនឹកស្មានមិនដល់ចូលយើងយល់ពីច្បាប់ដោយបេះដូងរបស់យើងកំហុសធំរឿងវាចិត្តដល់ពេលទេសនាលើកទី2ហើយដូច្នេះយើងមិនអាចពន្យាការបរិច្ឆេទបានទេនេះជារបៀបដែលអ្នកអាចអនុវត្តបន្ទាប់ពីធម្មទេសនានីមួយ
បន្ទាប់ពីហាត់បានមួយរយៈតើខ្ញុំមិនអាចធ្វើវាបានលឿនទេសំទោសឲ្យ4ផ្លូវទៅកាន់វត្តអារាមតើវាអាចទៅរួចដោយរបៀបណាដើម្បីទទួលបានការរីកចម្រើនដូចគ្នាក្នុងចំនួនពេលវេលាដូចគ្នានៅពេលដែលវាកាន់តែលំបាកក្នុងការធ្វើឲ្យមានការរីកចម្រើនបន្ថែមទៀតទោះបីជាយ៉ាងអាចឆ្លៀតឱកាសនេះដើម្បីចំណាយពេលជាមួយហៅឈឺក៏ដោយវាពិតជាល្អណាស់យើងទាំងពីរអ្នកមានចិត្តដូចគ្នារួចហើយប៉ុន្តែហើយដើម្បីខ្ញុំនៅតែមានអារម្មណ៍វានឹងមិនចំណាយពេលយូរទេមុនពេលដែលខ្ញុំត្រូវធ្វើម្ដងទៀតមុនពេលចេញដំណើរទៅកាន់វិមានសេឈែលហើយដើម្បីមិនអញ្ជើញអ្នកកាន់សាសនាតាវទាំងអស់ឲ្យចូលរួមជាមួយយើងក្រោមការពិភាក្សាយ៉ាងម៉េចដែរតើអ្នកអាចហាត់បានលឿនដោយរបៀបណាខ្ញុំក៏សូមអរគុណលោកហៅជាដើមឡើយបងប្អូនរបស់ខ្ញុំមិនដែលឃើញប្អូនមានការរីកចម្រើនលឿនបែបនេះទេប្រាកដណាស់អ្នកត្រូវមានវាសនានៅជាមួយនារីហ៊ូទូតើអាចប្រៀបធៀបបានទេសូម្បីតែម្ចាស់ខ្លួនឯងក៏មិនយល់ដែរសម្ភារៈបង្រៀនមួយគូគឺគ្រូល្បីមួយគូខ្ញុំចង់ពិភាក្សាជាមួយអ្នករាល់គ្នាអំពីពេលទៅកាន់ Chelsea បើមានក្នុងត្រកូលអ្នកក៏អាចរៀបចំអ្វីជាមុនផងដែរលើកនេះយើងនឹងមិនធ្វើទេត្រៀមទៅម្ដងទៀតនេះគឺហេតុអ្វីបានជាកងទ័ពក្រហមនិយាយថាគួរឲ្យអាណិតដែលមិនឆ្លៀតឱកាសល្អបែបនេះពួកយើងដែលជាត្រកូលមេធ្មប់ត្រូវការតែពង្រឹងរាងកាយរបស់យើងនិងកែលម្អខ្សែឈាមរបស់យើងដើម្បីពង្រឹងកម្លាំងរបស់យើងតើមានឥទ្ធិពលខ្លាំងជាងនេះទៅទៀតហើយការព្រៀនប្រដៅរបស់អ្នករ៉ាច់យើងមិនយល់ព្រមទេយើងនឹងបណ្ដោះដោយខ្លួនឯងហើយទន្ទឹមនឹងនេះយើងក៏គួរតែបណ្ដោះបណ្ដាលមនុស្សបន្ថែមទៀតពីត្រកូលរបស់យើងឥឡូវនេះមានមនុស្សតិចពេកដែលពឹងផ្អែកលើការញ៉ាស់ក្នុងធ្លុកឈាមខ្ញុំមិនដឹងថាវាត្រូវចំណាយពេលប៉ុន្មានឆ្នាំដើម្បីឈានដល់ដំណាក់កាលនៃសម័យបុរាណប្រវត្តិនោះនៅទីបញ្ចប់វាត្រូវបានលើកឡើងម្ដងថាវាអាចមានសារៈសំខាន់ខ្លាំងណាស់ប្រសិនបើខ្ញុំមិនទៅលើកនេះទេខ្ញុំប្រហែលជាមិនត្រូវបានអនុញ្ញាតឲ្យធ្វើវាជាលើកចុងក្រោយទេវាមិនមានបញ្ហាទេប្រសិនបើខាជោគប្រសិនបើមានអ្វីម៉េចក៏បងនិងប្អូនស្រីហ៊ូទូមិនប្រាប់យើងក៏ចប់អ្នកតើអ្នកគិតយ៉ាងណាដែរបងប្អូនស្រីមានចិត្តអត់ធ្មត់ក្នុងការប្រើខួរក្បាលប៉ុន្តែអ្នកខុសគ្នាខ្ញុំគិតថាអ្នកនៅតែនៅជាមួយយើងតោះទៅទាំងអស់គ្នាណាប្អូនស្រីទោះមិនបានប្រាក់ចំណូលក៏ទៅជួយយើងឲ្យកាន់តែខ្លាំងពួកតាវលោកខាងលិចដែលចង់លួចកៅអីរបស់យើងនៅតែនៅទីនេះល្អប្រសិនបើមានអ្នកណាមកធ្វើបាបអ្នកជោគផ្សព្វផ្សាយទៅដំណឹងសម្រាប់យើងគឺថាទោះបីជាពណ៌ស្វាយក៏ដោយយើងក៏នឹងនាំគាត់ទៅវិមានឆេលផងដែរការដួលរំលំវិមានសេឈែលរបស់បងប្រុសបងគឺជាយោយោរបស់ពួកបរិសុទ្ធវាដល់ពេលដែលត្រូវអភិវឌ្ឍនិងគ្រប់គ្រងផែនដីវាជិតដល់ពេលផ្លាស់ប្ដូរការចាប់បដិសន្ធឡើងវិញបន្ទាប់ពីគ្រោះមហន្តរាយបើខ្ញុំត្រូវរកវិធីរារាំងអ្នករាល់គ្នាមិនឲ្យចាត់ទុកខ្ញុំជាអ្នកក្រៅទេខ្ញុំនឹងនិយាយការពិតភាពចម្រុងចម្រើននិងការអភិវឌ្ឍនៃពូជសាសន៍ដែលសម្ដែងដោយតើអាស្រ័យថាតើវាមានប្រយោជន៍ចំពោះស្ថានសួគ៌និងផែនដីដែរឬទេក្នុងករណីនេះកុំចាត់វិញ្ញាណអាក្រក់ចេញពីស្ថានសួគ៌និងផែនដីកំហឹងគឺគ្រាន់តែជាបណ្ដោះអាសន្នរាជវង្សឈីងនឹងកាន់តែមានសន្តិភាពបន្តិចម្ដងប្រសិនបើផ្លូវឋានសួគ៌បានល្អឥតខ្ចោះបើថ្ងៃមួយមានវិញ្ញាណអាក្រក់មិនច្រើនទេខ្ញុំមិនត្រូវការត្រកូលមេធ្មប់ដើម្បីខឹងទៀតទេខ្ញុំគិតថាយើងមិនមែនជាព្រះពីកំណើតជាព្រះពីកំណើតចំពោះវិញ្ញាណទាំងអស់នោះទេខ្ញុំយល់ថាខ្ញុំគួរតែប្រើច្បាប់ដែលខ្ញុំគ្រប់គ្រងដើម្បីធ្វើអ្វីមួយសម្រាប់ពិភពលោកតើអ្នកកំពុងប្រយុទ្ធអ្វីបងប្រុសហងយានរំលឹកខ្ញុំលើកនេះតោះទៅលើក្រោយអ្នកត្រូវតែទទួលបន្ទុកទៅភាពតខ្លួនរបស់អ្នកចំពោះចំណេះដឹងទៅភាពពីកំណើតហើយចូលរួមក្នុងប្រតិបត្តិការនៃច្បាប់នៃស្ថានសួគ៌និងផែនដីវាមិនមែនថាយើងអាចក្លាយជាព្រះពីកំណើតដោយគ្មានការសោកស្ដាយនោះទេមនុស្សល្ងងមួយចំនួនគិតពីវិធីនេះខ្ញុំអាចរកឃើញចំណុចសំខាន់បងប្រុសហងយានលើកនេះអ្នកបានធ្វើឲ្យយើងពេញចិត្តម្ដងទៀតខ្ញុំពិតជាមិនដឹងទេតើខ្ញុំគួរអរគុណបងប្រុសម្នាក់នេះដោយរបៀបណាដែលសូមឲ្យគាត់មកយ៉ាងលឿនឬមួយស្រីហៅជាអស្ចារ្យម្ល៉េះបើមិនមែនយកបងហុងយុនទេតើបងប្រុសហុងយុនអាចពិចារណាអ្នកអតីតដោយអស់ពីចិត្តយ៉ាងដូចម្ដេចបងប្រុសខ្ញុំសូមនិយាយពាក្យពីរបីទៀតប្រសិនបើអ្នកជ្រើសរើសខ្លាយជាសេចក្តីយំទៅគួរនៃប្រតិបត្តិការនៃវិធីសាស្ត្រនីដ៏ទាបខាងក្នុងដើម្បីអភិវឌ្ឍក្នុងយុគសម័យបុរាណប្រវត្តិយើងត្រូវធ្វើការដោយមន្តសការនិងមិនប្រព្រឹត្តខុសឆ្គងនិងធ្វើការងារបានល្អក្នុងពេលតែមួយក្នុងករណីអាជីវកម្មសំខាន់ពង្រីកសិទ្ធិអំណាចនៃថ្មដ៏ទេវភាពតាមដែលអាចធ្វើទៅបានអ្វីដែលបងប្រុសហុងយុននិយាយប៉ុន្តែយើងត្រូវចាំថាយើងប្រារព្ធពិធីមុនពេលអ្នកចេញដំណើរសូមឲ្យក្មួយទាំងអស់បានសប្បាយរីករាយហូបសាច់ផឹកស្រាច្រៀងនិងរាំរកតាមរយៈយុគសម័យព្រះជ្រាបថាប្រសិនបើអ្នកមានឱកាសចាប់ឆ្នោតម្ដងនោះវាប្រែថាឆ្នោតគឺសម្រាប់ប្រជាជនរបស់អ្នកមិនទាន់មានរោងជាងទេចូលចិត្តមធ្យោបាយតែមួយគត់ដើម្បីជ្រើសរើសត្រូវគឺដើម្បីទាញយកប្រព័ន្ធប៉ាអញ្ចឹងប៉ាត្រូវអត់ខ្ញុំឆ្លៀតពេលអបអរសាទរម្ចាស់ផ្ទះដែលទទួលបានរង្វាន់ពីរក្នុងពេលតែមួយខ្ញុំបានគូការជួបខ្នើយដែលបំផុតនៅក្នុងសំណួរត្រឹមត្រូវហើយបានទីលោកយ៉ាងខ្លាំងដល់ប្រជាជនរបស់ខ្ញុំតើពីមានន័យដូចម្ដេចលើកនេះហងយានបានជួយយើងម្ដងទៀតទោះបីគាត់ជាមនុស្សម្នាក់គាត់ក៏មិនអាចរស់នៅដោយគ្មានគាត់ដែរមនុស្សមួយចំនួនបាននិយាយថានេះមិនមែនជាបទល្មើសព្រមទណ្ឌសម្រាប់ប្រជាជនអាស្បេករបស់យើងទេដំបូងដែលណែបានផ្ដល់អាវុធវេទមន្តនេះទៅបងប្រុសហងយាន
ទ្រព្យសម្បត្តិគឺជារបស់ខ្ញុំអ្វីដែលយើងសម្រេចចិត្តប្រគល់ជូនបងប្រុសខ្ញុំពីមុនមិនមានអ្វីពាក់ព័ន្ធនឹងពេលនេះទេជាអំណោយនៃខ្លឹមសារនឹងឈាមដល់បងប្រុសហុងយុនទោះបីជាគាត់ជារបស់គាត់ក៏ដោយមេត្តាដល់ជាតិសាសន៍ខ្លួនរាងកាយខុសពីខ្លួនយើងពេកបើមានសាច់នឹងឈាមតើវាមិនងាយស្រួលជាងក្នុងការចុះសម្រុងជាមួយក្មេងស្រីបន្ទាប់ពីបង្កើតខ្លួនទេជាតាមវិធីនេះយើងអាចចាត់ទុកថាជាពាក់កណ្ដាលនៃកុលសម្ព័ន្ធរបស់យើងខ្ញុំក៏នឹងបញ្ចេញឈាមមួយដំណក់ដែរការធ្លាក់ចុះមួយនេះជាអ្វីដែលជីវិតគឺដូចនោះអង្គុយចាំរាប់ពាន់ឆ្នាំនិយាយរឿងអធិកំបាំងតើមានក្លិនកម្មជ្រួចយ៉ាងម៉េចបងប្រុសយួនអ្វីត្បិតតែពេលនេះអ្នកជាបងប្អូនរបស់យើងក៏ដោយក៏យើងមិនទុកឲ្យប្រជាពលរដ្ឋរបស់យើងរងទុក្ខដែរនេះជារបៀបដែលខ្ញុំបង្ហាញការដឹងគុណរបស់ខ្ញុំហុងយុនឡាវបងប្អូនកុំបដិសេធសត្វទេពអប្សរទាំងពីរនេះដែលយកចិត្តទុកដាក់នឹងអ្នកខ្លាំងពេកបន្ទាប់ពីខៃខ្លាយជាគូស្នេហ៍ Chavis ជាមួយបងស្រីហៅជាដើម្បីចម្រាញ់ខ្លួនអ្វីនឹងពេញលេញអ្នកមានវាសនាវាគ្រាន់តែជាអ្វីដែលខ្ញុំបានគិតច្រើនពេកពីមុនមានការមកដល់នេះគេហៅថាចិត្តមនុស្សនៅទីនេះនៅក្នុងពិភពលោកដ៏អស្ចារ្យបន្ទាប់យើងនឹងរៀបចំផែនការសម្រាប់ពួកគេម្ដងទៀតហ្វេនស័ក្តិសមនឹងស្នេហានេះប្រសិនបើthamពូជាអាក្រក់នៅក្នុងវាគឺធ្ងន់ពេកហើយអាចត្រូវបានផ្សំជាមួយនឹងthamពូគេនឹងតរបស់ខ្ញុំនោះខ្ញុំអាចអនុវត្តវាបានខ្លួនក៏ត្រូវចំណាយពេលខ្លះជាមុនសិនហាហាហាអ្នកល្ងងមកទីនេះតើអ្នកមិនបាននិយាយថាអ្នកចង់ទទួលបានបទពិសោធន៍ពីកម្លាំងរបស់អ្នកកាន់សាសនាតាវហងយានទេនេះគឺជាខ្ញុំត្រកូលចេញសិនគឺជាអ្នកចូលចិត្តសង្គ្រាមបំផុតខ្ញុំបានឮថាអ្នកមិនជឿជាក់ខ្លាំងណាស់ចំពោះរបៀបដែលអ្នកនិងក្មេងស្រីហៅជាខ្លាចជាមិត្តនឹងគ្នាខ្ញុំត្រូវតែប្រយុទ្ធជាមួយអ្នកសួស្ដីបងប្អូនតើបង្រៀនកូននេះជាមេរៀនលោកគ្រូស៊ូរងខ្ញុំមិនបាននិយាយនោះទេខ្ញុំគ្រាន់តែនិយាយពីបីម៉ាត់ថាភាពខ្លាំងមកមុនហើយរូបរាងល្អគ្មានប្រយោជន៍ទេតើអ្នកអាចល្ងងខ្លាំងណាស់ដែលអ្នកពិតជាមានអារម្មណ៍ថាមាននរណាម្នាក់មិនខ្លាំងគ្រប់គ្រាន់បើអ្នកឈោធំពេកអ្នកនឹងត្រូវគេវាយដោយការរំពឹងទុកវាជារឿងមិនអាចខ្វះបានក្នុងការមកត្រកូលវូចូលយើងប្រយុទ្ធឥឡូវនេះអនាគតព្រះនៃសង្គមគឺលុយណាស់ដែលអ្នកអាចបង្រៀនឆេងសិនពីល្បីល្បិចហើយអនុញ្ញាតឲ្យពួកគេបរោះកុំតែងតែអួតអាងនិងអួតអាងឥឡូវនេះដីខាងក្រោយបាននិយាយហើយចូលប្រយុទ្ធវាជាការប្រសើរក្នុងការសាកល្បងស្ថានភាពដែលគ្រប់គ្រងដោយច្បាប់ទាំង4យ៉នការប្រយុទ្ធនេះគួរឲ្យធុញទ្រាន់ណាស់របៀបដើររបស់បងប្រុសហងយានមិនមែនជាផ្លូវរាងកាយទៀតទេប្រសិនបើអ្នកពិតជាជួបស្រូវពួកគេនឹងមិនខ្វល់ថាអ្នកចូលចិត្តប្រយុទ្ធបែបណានោះទេបងប្រុសនៅតែយកអ្វីដែលខ្ញុំនិយាយគឺសមហេតុផលប៉ុន្តែថ្ងៃនេះគ្រាន់តែជាការប្រៀបធៀបប៉ុណ្ណោះប្រសិនបើគាត់ចាញ់បែបនេះហើយអ្នកមិនជឿជាក់សូម្បីតែគិតអំពីវាក៏ដោយចូលប្រយុទ្ធតាមរបៀបដែលមនុស្សគ្រប់គ្នាចូលចិត្តការប្រយុទ្ធមួយទើបតែអនុញ្ញាតឲ្យអ្នកជួបប្រទះនឹងផ្លូវនៃច្បាប់ឥឡូវនេះយើងប្រើវាទៅប្រើកម្លាំងផ្ទាល់ខ្លួនដើម្បីប្រយុទ្ធនឹងរឿងនេះម្ដងទៀតប៉ុន្តែអ្វីដែលអ្នកបាននិយាយគឺថារាងកាយរបស់អ្នកគ្រាន់តែជាពណ៌ក្រហមតើអ្នកអាចធ្វើអ្វីបានភាគហ៊ុននេះមានថាមពលខ្លាំងបើអំណាចគេចចេញរកវិធីទប់ស្កាត់ដើម្បីកុំឲ្យសមាជិកត្រកូលខូចចិត្តអ្នកទាំងអស់គ្នាគាត់នៅតែជាប្អូនប្រុសរបស់ឈៀវហងយានអ្នកបានតស៊ូជាមួយជីវិតរបស់អ្នកអស់ជាច្រើនឆ្នាំផ្លែឈើទាំងអស់នៅលើដើមឈើហូបផ្លែត្រូវបានហុងយុនបរិភោគតើកម្លាំងកាយនេះអាចអន់ជាងមេធ្មប់យ៉ាងដូចម្ដេចតើវាអាចទៅរួចដោយរបៀបណាដែលគាត់មានរូបកាយនេះម៉េចក៏កម្លាំងគាត់ខ្លាំងម្ល៉េះតើគាត់មិនមែនជាយន្តខ្ញុំមានអារម្មណ៍សោកស្ដាយដោយគ្មានហេតុផលនេះគេហៅថាវាយគ្នានេះជាការវាយតែម្ខាងបរិសម្នាក់នេះតើអ្នកនឹងត្រូវខ្ញុំវាយសម្លាប់ឬអត់បើអ្នកមិនឡើងឆាកផ្ទាល់ឆេងសិនមិនចាំបាច់ឲ្យអ្នកពិបាកចិត្តជាមួយពួកយើងទេមានភាពខុសគ្នានៅក្នុងអាណាចក្រអ្វីត្បិតតែខ្ញុំមិនពូកែខាងរូបកាយក៏ដោយក៏អាណាចក្ររបស់ខ្ញុំស្ថិតនៅកំពូលលើកទី1ដែលអ្នកជាប់វាមិនមែនថាខ្ញុំមានអារម្មណ៍ថាគ្មានអំណាចហើយត្រូវបានកាត់ផ្តាច់ទាំងស្រុងពីអំណាចនៃច្បាប់រវាងស្ថានសួគ៌និងផែនដីនោះទេហេតុអ្វីបានជាអ្នកនិយាយរឿងនេះម្ដងទៀតខ្ញុំបានគិតរួចហើយវាជាការអាម៉ាស់គ្រប់គ្រាន់ប៉ុន្តែតើអ្នកធ្លាប់គិតអំពីការបង្កើតពិភពលោកដោយថេងទេនៅពេលនោះផ្លូវទាំងអស់ត្រូវបានលាក់នៅក្នុងភាពវឹកវរតើគាត់អាចពឹងផ្អែកលើអ្វីគាត់ពឹងផ្អែកលើរូបរាងកាយតែប៉ុណ្ណោះខ្ញុំនៅតែមិនអាចគ្រប់គ្រងអ្នកបានទេកូនស្រីតូចអំពើរបស់ព្រះផេងវាអាចត្រូវបានមើលដោយអំណាចដ៏អស្ចារ្យដោយការបង្ក្រាបព្រះតើអ្នកអាចប្រាប់បានទេថាតើចំណុចទាំងពីរនេះមួយណាទី1ផ្លូវនៃសាច់ឈាមគឺខ្លាំងហើយមិនខ្សោយជាងផ្លូវនៃច្បាប់នោះទេទី2សាច់របស់អ្នកមិនរឹងមាំគ្រប់គ្រាន់ទេប៉ុន្តែវាមានន័យថាមានកន្លែងច្រើនសម្រាប់ការកែលម្អអ្វីដែលសំខាន់បំផុតគឺរបៀបដែលអ្នកអាចធ្វើបាន
បើចាញ់អ្នកនឹងត្រូវវិនិច្ឆ័យអ្នកគួរតែខ្ញុំគួរតែឈរលើជើងខ្លួនឯងហើយពឹងលើខ្លួនឯងនៅទីបញ្ចប់ឯខ្ញុំនឹងផ្ញើសារទៅអ្នកនៅពេលដែលវីរបុរសជួបគ្នានៅលើផ្លូវអ្នកក្លាហាននឹងឈ្នះនៅពេលដែលវីរបុរសជួបគ្នានៅលើផ្លូវអ្នកក្លាហាននឹងឈ្នះញាតិតូចហាហាមិនមិនប្រញាប់អរគុណលោក Deus Thongian ហុងយុនអាចត្រូវបានគេចាត់ទុកថាជាម្ចាស់របស់ខ្ញុំប្រសិនបើវាពិតជាមិនសមរម្យទេក្នុងការហៅទៅកាន់អ្នកកាន់សាសនាតោដោយផ្ទាល់សូមអរគុណដូនតាហុងយុនសម្រាប់ដំបូន្មានរបស់អ្នកនោះជាសិទ្ធិនេះជាមនុស្សដំបូងគេដែលហៅខ្ញុំថាបុកបុរសហុងយុនអ្នកពិតជាល្អណាស់ជីដូនជីតារបស់ខ្ញុំមានសុទិដ្ឋិនិយមចំពោះអ្នកបងប្អូនល្អមានតម្រុយទេបើអ្នកផ្ដល់ដំបូន្មានដល់ក្មេងជំនាន់ក្រោយនោះមិនហៅថាផ្ដល់ដំបូន្មានទេហាហុងយុនពិតជាស្លូតត្រង់ក្នុងចិត្តបងហុងយុនយើងគ្មានអីកាន់អាវុធវេទមន្តនេះទេដូច្នេះយើងប្រគល់វាទៅអ្នកនេះគឺជារឿងព្រេងហើយអ្វីខ្ញុំរំភើបចិត្តខ្លាំងពេកខ្ញុំផ្ដល់សារធាតុនឹងឈាមពីដំណក់ពីអាវុធវេទមន្តដែលខ្ញុំកំពុងនិយាយខ្លឹមសារនិងឈាមនៃត្រកូលមេធ្មប់របស់យើងមិនអាចប្រៀបធៀបទៅនឹងអ្នកគ្រប់គ្រងតូចនេះបានទេបងប្អូនយើងមិនដែលធ្វើបាបប្រជាជនខ្លួនឯងទេប្រញាប់ឡើងហើយទទួលយកវាគ្មានត្រកូលណាផ្សេងក្រៅពីអ្នកទេកាន់តែសមរម្យសម្រាប់មនុស្សដៃគូ Deus Tidejeng ច្បាប់ទាំង4គឺពិតជាបង្ក្រាបវាចាប់ផ្ដើមរត់យឺតទោះបីជាវាយឺតខ្លាំងណាស់នៅពេលនេះប៉ុន្តែនេះគឺជាការចាប់ផ្ដើមដ៏ល្អអរគុណច្រើនសម្រាប់ពេលវេលានេះមិត្ត Deus Jeng បងប្រុស Hongyan ខ្ញុំមានតែពេលនោះទេដែលខ្ញុំយល់ពីអ្វីដែលអ្នកចង់មានន័យដោយអ្វីគ្រប់យ៉ាងដែលអ្នកបាននិយាយអ្នកគឺជាមនុស្សធានាពីយ៉ាងណាបងប្អូនបើមានចិត្តណានេះពិតជាចង់ឲ្យខ្ញុំស្វែងរកដៃគូ Chaos នៅទីនេះប៉ុន្តែខ្ញុំមិនចង់ទេនៅតែមានមនុស្សល្អជាច្រើនក្នុងចំណោមត្រកូលរបស់ខ្ញុំហើយខ្ញុំគិតថាពួកគេសមនឹងអ្នកកាន់សាសនាតាវបងប្រុសបើចំណានឬអត់បងប្រុសយកអាវុធវេទមន្តចេញហើយបង្ហាញវាឲ្យអ្នកមើលអ្វីដែលអ្នកចំណានខ្ញុំនឹងសប្បាយចិត្តសម្រាប់អ្នកនាពេលអនាគតអត់មានអីត្រូវប៉ះនឹងបងទេខ្ញុំដឹងថាអ្នកនឹងនិយាយថាបន្ទាប់ពីបាំងមើលមិនឃើញវាជាភាពវឹកវរសូមឲ្យខ្ញុំដឹកនាំលើកនេះមកដល់បងប្រុសកម្រិតនៃការដាំដុះរបស់អ្នកបានកើនឡើងនៅពេលនេះអ្នកមិនត្រឹមតែអាចធ្វើដំណើរយ៉ាងងាយស្រួលតាមរយៈភាពវឹកវរប៉ុណ្ណោះទេប៉ុន្តែអ្នកក៏អាចធ្វើបានដែរវាលឿនណាស់អរគុណខ្ញុំត្រូវការជំនួយពីផែនដីបើមិនដូច្នេះទេខ្ញុំមិនដឹងថាខ្ញុំត្រូវចំណាយពេលប៉ុន្មានដើម្បីយល់ពីច្បាប់ផែនដីអធិរាជភរិយារបស់ខ្ញុំតែងតែមានអារម្មណ៍ចម្លែកនៅពេលដែលនាងបានជួបមិត្តភក្តិតាវទាំង4យ៉ាងណាមិញត្រកូលមេធ្មប់និងត្រកូលបិសាចពួកគេនឹងក្លាយជាស្រូវនៃជីវិតនិងសេចក្តីស្លាប់នាពេលអនាគតប្រាកដណាស់បើជីវិតគឺដូចជាលើកដំបូងដែលយើងបានជួបហុងយ៉ានបានជួបមិត្ត Chaos 2 នាក់បងប្អូនរបស់ខ្ញុំ2នាក់មកពី Sunstar លើកចុងក្រោយដែលពួកបរិសុទ្ធបាននិយាយខ្ញុំមិនមានឱកាសជួបអ្នកទាំងអស់គ្នាដោយប្រញាប់ប្រញាល់បែបនេះទេទីបំផុតខ្ញុំមានសំណាងគ្រប់គ្រាន់ដែលបានជួបអ្នកលើកនេះសូមមើលប្រាកដណាស់ខ្ញុំនៅតែមានអារម្មណ៍បន្តិចវាជារឿងចម្លែកដែលមនុស្សទាំងនេះសុទ្ធតែជាមនុស្សខ្លាំងនិងមានអំណាចប្រហែលជាពួកគេអាចក្លាយជាមនុស្សដែលមានគំនិតដូចគ្នាមិត្តភក្តិយ៉ាប់ណាស់ខ្ញុំភ្លេចទៅរកអ្នកប្រុសហៅសិនតើអ្នកសុខសប្បាយជាទេថ្ងៃនេះវាមិនមែនជាស្ទីលរបស់អ្នកក្នុងការនៅស្ងៀមទេតាមយោបល់បងនិយាយច្រើនណាស់បងប៉ាបារម្ភទេបើចង់និយាយគុំនិយាយថាមិនអីទេអ្នកត្រូវទាញយកប្រយោជន៍ពីពេលវេលានេះការអធិប្បាយដើម្បីពង្រឹងអំណាចនៃព្រលឹងតាមដែលអាចធ្វើទៅបានកុំបារម្ភខ្ញុំបានគិតអំពីវាហើយខ្ញុំមិនព្រមទេគួរមកនិយាយមួយផ្លែតតាំងពីដើមមកអ្នកអាចស្ដាប់តែច្បាប់ឆ្វេងនិងស្ដាំដែលមានប្រយោជន៍សម្រាប់អ្នកយល់និងគ្រប់គ្រងពួកគេមើលគាត់បាទគាត់មិននៅទីនេះទៀតទេមើលទៅវានៅតែមានដូចនៅទីនេះយូរមកហើយប៉ុន្តែគ្មាននរណាម្នាក់គាត់សម្គាល់វាទេអ្នកអាចមើលឃើញថាតើអាណាចក្រខ្ពស់ប៉ុណ្ណាបាទទោះបីជាមិនលើសពី3000ក៏ដោយក៏វាល្អជាងការរំពឹងទុកហេថាមពលរបស់ហុងយ៉ានគឺតើលេខបានផ្លាស់ប្ដូរយ៉ាងណាវាគ្រាន់តែជាទាគ្មានរសតែឥឡូវវាបានចាក់រសហើយសូម្បីតែខ្ញុំក៏មិនអាចដែរខ្ញុំមិនអាចដឹងថាមានអ្វីកើតឡើងទេខ្ញុំកំពុងសម្លឹងមើលអ្នកវាហាក់បីដូចជាហុងយ៉ានមានការផ្សងព្រេងមួយផ្សេងទៀតឬទទួលបានកំណប់វិញ្ញាណដែលអាចរារាំងសំណាងបាន
នេះគឺជារឿងព្រេងមួយគ្មានអ្វីចម្លែកទេដែលសំណាងរបស់ក្មេងនេះបានផ្លាស់ប្ដូរច្រើនវាដោយសារកំណប់ទ្រព្យនេះដែលគាត់អាចបង្ក្រាបវាបានបាត់ញីវមានឱកាសដ៏អស្ចារ្យប៉ុន្តែនេះមិនមែនជាធម្មជាតិពិតរបស់នាងទេរាងកាយតើពីកំណើតមើលខ្លួនឯងមរតកនៃអមតៈពិតជានឹងធ្លាក់មកលើនៅសែងឃេងតើគឺត្រូវគ្នានឹងបង្កើតប្រព័ន្ធរបស់វាហើយអាចឯករាជ្យពីស្ថានសួគ៌និងផែនដីដាលូប្រសិនបើអ្នកបន្តអនុវត្តអ្នកនឹងអាចបង្កើតបាននូវចំណុចខ្វះខាតនៃច្បាប់ស្តីពីសាខាផែនដីមិនអីទេក្នុងការចូលរៀនថ្នាក់នេះខ្ញុំពិតជានឹងអាចបំពេញច្បាប់នៃរូបភាពនេះនៅពេលក្រោយលើកនេះខ្ញុំនឹងនិយាយចាប់ផ្ដើមបន្តិចទៀតសូមអរគុណអ្នកប្រាជ្ញសម្រាប់ដំបូន្មានរបស់អ្នកលើកនេះអ្នកអាចធ្វើបានអ្វីដែលខ្ញុំពីវាខ្ញុំបានរៀនគន្លឹះខ្លះក្នុងការគ្រប់គ្រងច្បាប់តខ្លួនរបស់ខ្ញុំដែលជាការចំណេញដ៏ធំប៉ុន្តែមិនមានទេវាមិនអីទេក្នុងការសរសេរវាជាមុនដូច្នេះអ្នកអាចយកវាម្ដងទៀតប្រសិនបើអ្នកមានឱកាសហើយជាបានបណ្ដុះព្រលឹងរបស់គាត់ជាមុនអ្នកដទៃទៀតដែលបានឡើងសោយរាជខ្ញុំតែងតែអាចសន្សំបានពីល្បីមែនទេនៅពេលដែលអធិរាជបានជួបអ្នកកាន់សាសនាតៅទាំងអស់វារាប់ថាជាការស្ដាប់វាសម្រាប់វិមានជាឆេវកេមចំណុចដោយការរំពឹងទុកអនាគតអធិរាជនៃត្រកូលដែលមកនិយាយជាលើកទី2បន្ទាប់ពីកិច្ចប្រជុំរួចខ្ញុំចាប់ផ្ដើមពង្រីករង្វង់សង្គមរបស់ខ្ញុំ Taking បានជួបអ្នកទាំងអស់គ្នាតាវដើមខ្ញុំបានជួបអ្នកកាន់សាសនាតាវថងឈិនហ្វកសៀបានជួបមិត្តឆាវស្ទាំងអស់ហើយញៀវបានជួបមិត្តឆាវស្ទាំងអស់ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះអ្នកកាន់សាសនាតាវម្នាក់ទៀតឈ្មោះ Davis ដែលបានបោះបង់កៅអីរបស់គាត់នៅពេលនោះក៏បាត់ស្មារតីបើខ្ញុំមិនបានកៅអីទេខ្ញុំនឹងអង្គុយផ្ទាល់គ្រូមើលឃើញថាខ្ញុំគ្មានអ្វីសោះខ្ញុំមិនជឿថាអ្នកនឹងផ្ដល់ឲ្យខ្ញុំមួយផ្សេងទៀតខ្ញុំអាចចាត់ទុកថាជាអ្នកសង្គ្រោះសម្រាប់អ្នកមើលវាតាមវិធីនេះហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ថាមិនអាចចាញ់ខ្ញុំមានអារម្មណ៍សុខស្រួលខ្លាំងណាស់នៅពេលដែលខ្ញុំគិតអំពីការទទួលបានសំណួរច្បាស់លាស់កាន់តែមិនសប្បាយចិត្តនេះជារឿងតូចតាចក្នុងនាមជាអ្នកដាំដុះយើងគួរជួយគ្នាទៅវិញទៅមកអ្វីដែលខ្ញុំបានធ្វើពិតជាធ្វើឲ្យអ្នកជាមិត្តភក្តិតាវការយល់ច្រឡំក្រហមនេះដើមឡើយខ្ញុំធ្លាប់គិតថា Fellow Deus យ៉ាងគ្រាន់តែជាមនុស្សដែលមានចរិតមិនល្អនិងចិត្តល្អប៉ុន្តែខ្ញុំមិនដែលរំពឹងថាគាត់នឹងមានចិត្តសប្បុរសនោះទេតើមនុស្សម្នាក់នេះមានចិត្តទូលាយបែបណាយើងអាចជួបគ្នានៅកន្លែងណាក៏បានតោះទៅមុខជំហានមិត្តអ្នកកាន់សាសនាតាវហេតុអ្វីបានជាយើងមិនរកកន្លែងស្ងាត់ដើម្បីអង្គុយពិភាក្សាអំពីសាសនាតាវប្រាប់ខ្ញុំប្រសិនបើមានអ្វីកើតឡើងតើសំឡេងនេះកំពុងព្យាយាមអូសខ្ញុំនិងបងប្រុសរបស់ខ្ញុំចូលទៅក្នុងត្រកូលបិសាចទេនៅពេលអ្នកបង្កើតត្រកូលបិសាចអ្នកអាចចូលរួមជាមួយអធិរាជពកឬអ្វីមួយហើយបន្ទាប់មកអ្នកអាចមានទាំងសងខាងបំភ្លេចវាជំហររបស់ខ្ញុំមិនរឹងមាំខ្ញុំគ្រាន់តែមិនមានជំហរដូច្នេះវាជាការប្រសើរក្នុងការចូលទៅយោយោរបស់បងប្រុសនិងបងស្រីរបស់យើងដោយផ្ទាល់បងប្អូនយើងទាំងពីរទីព្រះអាទិត្យនិងផ្កាយបានល្អណាស់ខ្ញុំកម្របានដើរលេងនៅសម័យបុរាណណាស់ភ្នំបិសោល្បីល្បាញយូរមកហើយខ្ញុំចង់ឃើញវាជាយូរមកហើយតាមឡើយខ្ញុំគិតថាមនុស្សមួយក្រុមនេះនឹងត្រូវដឹកនាំដោយយ៉ាន់អេថមប៉ុន្តែខ្ញុំមិននឹកស្មានថាវាជាហុងកុងជាអ្នកធ្វើការសម្រេចចិត្តនោះទេអ្នកកាន់សាសនាតាវយ៉ាន់ហងយានយោយ៉ាងណាដែរចុះបើខ្ញុំចង់ធ្វើដំណើរជាមួយអ្នកកាន់សាសនាតាវ2-3នាក់ហើយនិយាយអំពីរឿងនេះគួរឲ្យអាណិតណាស់ដែលពួកយើងទាំង4នាក់នៅតែមានកូនសោឆាប់ហើយត្រូវត្រឡប់ទៅវិញយ៉ាងលឿនយើងអាចធ្វើបានតែពេលក្រោយប៉ុណ្ណោះមិត្តអ្នកកាន់សាសនាតាវយើងបានព្រមព្រៀងគ្នាជាមួយបងប្រុសរបស់ខ្ញុំមុនពេលយើងចាក់ចេញវាជារឿងសំខាន់ដែលយើងទាំងអស់គ្នាបានរៀននៅក្នុងវិមានជិលមិននិយាយជាលើកទី3ដូចដែលបានសន្យាវាពិតជាលើកទី1ហើយដែលនៅតែមានមនុស្ស10នាក់មែនទេពិតជាមានមនុស្ស13នាក់ជាអកុសលខ្ញុំនឹងមានពេលរៀបចំសម្រាប់វានាពេលអនាគតវាហាក់ដូចជាខ្ញុំមានសំណួរជាច្រើនប៉ុន្តែខ្ញុំក៏មានដែរវាពិបាកក្នុងការពន្យល់យ៉ាងណាមិញខ្ញុំគឺជាមនុស្សតែម្នាក់គត់ដែលទ្រាំទ្រគ្រប់យ៉ាងតោះទៅដែរវាហាក់ដូចជាថ្មីនេះត្រកូលវូកំពុងអភិវឌ្ឍយ៉ាងល្អដែលបងប្រុសជាយើងសប្បាយចិត្តជាខ្លាំងដោយសារដំបូន្មានរបស់គាត់សំណាក់របស់ត្រកូលរបស់យើងបានកើនឡើងយ៉ាងខ្លាំងសូម្បីតែល្បឿនដែលមនុស្សកើតមកក៏បានកើនឡើងយ៉ាងខ្លាំងខ្ញុំខ្លាចថាវានឹងខ្លាចជាខ្ញុំបន្តវាដល់ពេលហើយសម្រាប់បុព្វបុរសរបស់យើងដើម្បីឈានទៅដំណាក់កាលផ្កាក្រហមវាជាការពិតដែលថាពួកគេម្នាក់ចូលរួមក្នុងចលនានៃស្ថានសុខយោងទៅតាមច្បាប់ដែលពួកគេគ្រប់គ្រងប៉ុន្តែភាពខុសគ្នារវាងសៀវមុខងារមិនត្រូវបែងចែកយ៉ាងតឹងរឹងនោះទេអំណាចនៃច្បាប់ដែលអ្នកគ្រប់គ្រងគឺជាទាហានប៉ុន្តែវាក៏អាចជាទឹកគ្រឹះភ្លៀងផងដែរបាទតើនេះនឹងបណ្ដាលឲ្យហូរឈាមទេចលនានេះមិនត្រឹមតែសម្រាប់ហេតុផលផ្ទាល់ខ្លួនប៉ុណ្ណោះទេមនុស្សក៏យកចិត្តទុកដាក់ចំពោះការអភិវឌ្ឍរបស់ប្រជាជនអាស្បេករបស់យើងផងដែរបើបងប្អូនណាខឹងនឹងរឿងនេះគ្រាន់តែមករកខ្ញុំជាមុនប្រាកដណាស់ខ្ញុំនឹងនៅតែប្រឡងសម្រាប់ប្រជាជនរបស់ខ្ញុំពិចារណាបងប្រុសតោះត្រឡប់ទៅវិញមុនជយោឬដូយ៉ូបងប្អូនខ្ញុំក៏ត្រូវដែរ
ប្រញាប់ឡើងហើយបង្កើតយកតខ្លួនរបស់អ្នកតើអ្នកមិនតែងតែនិយាយថាមិនមានការប្រញាប់ទេតើអ្នកមិនមានន័យថាកំពុងប្រដាប់អាវុធទេនេះជាផ្ទះរបស់អ្នកអូឥឡូវនេះហើយនៅពេលនោះដោយសារតែអ្នកតាវនិយមហៅជាខ្ញុំនឹងជួយអ្នករកកន្លែងជាមុនសិនកន្លែងនេះល្អប៉ុន្តែមើលមិនឃើញវានៅឆ្ងាយពេកពីសាលកងកម្លាំងប្រដាប់អាវុធនិងត្រកូលមេធ្មប់បន្ទាប់មកកន្លែងមួយនេះនៅចន្លោះកន្លែងពីរដែលថាមពលខាងវិញ្ញាណមិនគ្រប់គ្រាន់ហើយសរសៃផែនដីត្រូវបានខូចបន្តនិន្នាការដោយសារខ្ញុំប្រាកាយនឹងទៅដើម្បីប្រគល់ធម៌ទាំងអស់ទៅកាន់ឋានសួគ៌តើធ្វើដូចម្ដេចទើបអាចថាធម៌ទាំងអស់នៅឋានសួគ៌នេះមិនអាចគ្រប់គ្រងបានទេតើមានអធិណាមួយចំពោះអត្ថភាពនៃប្រព័ន្ធទេហងយានវាជាអ្នកម្ដងទៀតខ្ញុំចង់ឃើញហេតុអ្វីបានជាអ្នកមានច្រើនអធិគឺអាក្រក់មានរឿងមួយកើតឡើងចំពោះបងប្រុសខ្ញុំមាននរណាម្នាក់កំពុងព្យាយាមមើលជំនាញរបស់ខ្ញុំគឺអាក្រក់ណាស់ដែលខ្ញុំមិនបានគិតភ្លាមអំពីការអនុវត្តវាដើម្បីបង្កើនជំនាញរបស់ខ្ញុំផ្ទុយទៅវិញខ្ញុំគិតអំពីយូយ៉ូហើយចង់រីករាយជាមួយវាហាក់ដូចជាមានមួយចំនួនតូចផ្ទុយទៅវិញខ្ញុំមិនដឹងខ្លួនត្រង់ចំណុចនេះក្នុងការដាំដុះរបស់គាត់ពិតជាមានចិត្តរអិតរទុំបន្តិចតនឹងទន្សាយបានព្យាយាមអស់ពីសមត្ថភាពរួចហើយដូច្នេះពួកគេបានចាត់វិធានការខ្ញុំពិតជាបានបាត់បង់សេចក្តីថ្លៃថ្នូររបស់ពួកបរិសុទ្ធតើមានអ្វីកើតឡើងឬប្រហែលជាពួកបរិសុទ្ធកំពុងមើលក្នុងទីងឹតធម្មពលរបស់ខ្ញុំវាមិនអាក្រក់ទេសូមពួកបរិសុទ្ធញ៉ាំវាទៅអ្នកជួសិនដែលច្បាស់ជាបានដើរល្បាតនៅទីហោស្ថានបុរាណប៉ុន្តែខ្ញុំមិនដឹងថាខ្ញុំមិនធ្លាប់ធ្វើវាពីមុនមកទេបុព្វហេតុនិងផលនៃអំពើអាក្រក់គឺសាមញ្ញខ្ញុំគ្មានកំហុសតើមានស្រមោលណាដែលពួកបរិសុទ្ធអាចស៊ើបអង្កេតដោយសម្ងាត់មើលមកខ្ញុំចង់បារម្ភពេកតើខ្ញុំពន្យល់ដោយរបៀបណាថាអ្នកតែងតែបែបនេះវាជាការយល់ច្រឡំបន្តិចចាប់តាំងពីយើងបានស្គាល់គ្នានៅក្នុងការវិភាគចុងក្រោយលោកមេជាបេងមិនមែនគ្រាន់តែដោយសារតែគាត់បានខ្លាយជាហងយ៉ាងបរិសុទ្ធសំណាងអាក្រក់ម្នាក់នេះពិតជាមិនទុកពេលឲ្យគាត់ដកដង្ហើមមែនទេប្រព័ន្ធអ្នកមិនអាចរារាំងការរកឃើញរបស់ពួកបរិសុទ្ធរបស់ខ្ញុំបានទេមិនត្រឹមត្រូវប្រសិនបើប្រព័ន្ធធ្វើសកម្មភាពវានឹងកាន់តែមានប្រយោជន៍ដូច្នេះបើអ្នកប្រឈមមុខនឹងកងទ័ពក្រហមតើមានវិធីការពារសុវត្ថិភាពខ្ញុំទេអ្នកមិនមានសមត្ថភាពគ្រប់គ្រាន់ទេពេលនិយាយដល់ទំនាក់ទំនងអ្នកនៅតែពឹងផ្អែកលើខ្លួនឯងបងប្អូនទៅជូទុកឲ្យវាទៅជាមុនខ្ញុំគួរតែឆ្លៀតពេលដើម្បីកែលម្អអ្នកគ្រប់គ្រងហងមេងលេងឈិនទាំងស្រុងមិនអីទេខ្ញុំគិតថាប្រសិនបើអ្នកមិនកែសម្រួលវាលឿនទេអ្នកនឹងមិនមានអារម្មណ៍ស្រួលក្នុងការធ្វើអ្វីនោះទេហើយចុះខ្ញុំទៅផ្ទាល់ហើយជួយអ្នករកកន្លែងល្អសម្រាប់ប្រើជាដូជោបងប្រុសមិនចាំបាច់ហាត់ឲ្យបងប្អូនទេគន្លឹះក្នុងការដាំដុះគឺត្រូវយល់ខ្ញុំមិនចាំបាច់ត្រូវរស់នៅក្នុងភាពឯកាទេហើយប្រតិបត្តិការបួសឥឡូវនេះក្រៅពីនេះខ្ញុំបានឃ្លាតឆ្ងាយពីគ្នាយូរណាស់ហើយចង់ត្រឡប់ទៅរកមើលសិនទើបខ្ញុំទៅចុះនេះជាផ្ទះតូចរបស់ខ្ញុំបងប្រុសតាមពិតទៅខ្ញុំក៏បារម្ភពីផ្លែឈើទាំងនោះដែរបងប្រុសអ្នកមិនចង់បានវាទេខ្ញុំបានគិតអំពីវានឹងមិនមានប្រយោជន៍ច្រើនទេប្រសិនបើអ្នកញ៉ាំវាឥឡូវនេះវាគ្រាន់តែបំពេញចំណង់អាហាររបស់អ្នកវាអត់ប្រយោជន៍ទេខ្ជះខ្ជាយខ្ញុំមិនចង់ញ៉ាំវាទេប៉ុន្តែហៅជាមិនបានញ៉ាំវាពីមុនទេមានរបស់ល្អបែបនេះដូច្នេះខ្ញុំនឹងមិនឲ្យគេភ្លក់ទេខ្ញុំនៅតែត្រូវការអ្នកពន្យល់ខ្ញុំបានគិតអំពីវាជាយូរមកហើយមិនត្រឹមតែហៅជាជួននឹងប៉ុណ្ណោះទេប៉ុន្តែមនុស្សគ្រប់រូបមានអ្នកខ្ញុំកំពុងដាំដុះដោយសន្តិភាពនៃចិត្តនៅក្នុងត្រកូលមេធ្មប់ខ្ញុំនឹងត្រឡប់ទៅវិស័យប្រដាប់អាវុធហើយពិភាក្សាជាមួយមេធ្មប់ឆៅមិនត្រឹមតែបានបង្កើតព្រះជាលេឆានខនដែលអ្នកបានលើកឡើងនោះទេប៉ុន្តែថែមទាំងទទួលបានព្រះដែលសមរម្យសម្រាប់ការធ្វើដំណើរផងដែរថងស៊ីលលេឆានខនចង្អុលទៅទីបញ្ចប់នៃពិភពលោកវានឹងមិនយូរទេដូច្នេះខ្ញុំមិននិយាយលាទេប្រសិនបើខ្ញុំសួរអំពីអ្នកប្រាប់ពួកគេអំពីបងប្រុសម្ដងទៀតខ្ញុំទើបតែភ្លេចលក់នេះឆ្លងទេគេគ្រាន់តែមានអារម្មណ៍ថាកម្ពុជាខាងវិញ្ញាណរបស់គាត់កំពុងត្រូវបានបន្តអំណាចនៃច្បាប់ដែលត្រូវបានលេបត្របាក់ក្នុងសម័យបុរាណប្រវត្តិមិនមែនជារឿងសាមញ្ញនោះទេប៉ុន្តែតាមពិតវាមានពេញលេញឆៅនៃការបង្កើតមិនមែនជាវិធីដ៏ត្រឹមត្រូវរបស់ថងឈិនស័កអន្តរប្រកាសជាបានឃើញសមិទ្ធផលរបស់ពួកគេប៉ុន្តែពួកគេស្ថិតនៅក្នុងទីក្រុងបើនិយាយពីសំណាងគាត់មិនល្អដោយទ្រព្យខាងវិញ្ញាណផ្សេងទៀតទេវាអាចថាទ្រព្យសម្បត្តិពិតនៃការបង្កើតគឺនៅសល់របស់គាត់គ្មានខ្លឹមសារនឹងឈាមត្រូវបានលាងសម្អាតឥតជោគឈរក្នុងអំឡុងពេលនេះទេវិញ្ញាណអាក្រក់ក៏បានរីកចម្រើនយ៉ាងឆាប់រហ័សនេះមិនមែនជាប្រព័ន្ធច្រើនទេប៉ុន្តែយន្តការកេះវាដូចជាអាវុធវេទមន្តជាអាវុធវេទមន្តនៃហេតុនិងផលប្រហែលជានៅពេលអនាគតអាចត្រូវបានកែលម្អលើនេះបិទវាទុកជាបណ្ដោះអាសន្នបងប្រុសហុងយុនហើយមិនក៏ញ៉ាំបែបហ្នឹងបើមិត្តតាវនិយមហ៊ូទូឃើញបែបនេះខ្ញុំខ្លាចថាគាត់នឹងស្ដាយក្រោយដែលបានខ្លាចជាមិត្តតាវនិយមជាមួយអ្នកបងប្រុសតើពេលណាអ្នកត្រឡប់មកវិញខ្ញុំនឹងឆាប់ខ្ញុំមកវិញគ្រាន់តែឃើញអ្នកបណ្ដោះខ្ញុំគ្រាន់តែពិភាក្សាអំពីតើជាមួយនឹងគ្រូមន្តអាគមដូនតាហើយបន្ទាប់មកខ្ញុំនឹងពិភាក្សាអំពីពេលវេលាចេញដំណើរជាមួយនឹងព្រះសង្ឃហៅជឿភ្ញាក់ឡើង
ខ្ញុំដឹងថាអ្វីដែលខ្ញុំបានធ្វើខុសខ្ញុំរវល់នឹងការហាត់ប្រាណរហូតខ្ញុំមិនមានពេលវេលាជាមួយប្រពន្ធខ្ញុំវាហាក់ដូចជាហៅឈឺគឺអាក្រក់បន្តិចវាគ្រាន់តែជាអ្វីដែលខ្ញុំចង់បាននៅក្នុងចិត្តរបស់ខ្ញុំបើមិនដូច្នេះទេខ្ញុំប្រហែលជាមិនអាចគ្រប់គ្រងកម្លាំងរាងកាយរបស់មេធ្មប់ដូនតាបានទេបងប្រុសមិនដែលឃើញភ្នែកខ្ញុំដូចកាំបិតទេតើវាហត់លើអ្នកទេបងប្អូនយើងមិនស្រឡាញ់គ្នាទេតើអ្នកចង់បានន័យថាមិនបានឃើញខ្ញុំជាសញ្ញាឲ្យអ្នកចេញទៅលឿនឬគ្រាន់តែនិយាយថាទេមកខ្ញុំគិតថាអ្នកបានសុំមិនឲ្យខ្ញុំសើចអ្នកមិនបានឃើញថាខ្ញុំឈប់ញឹមភ្លាមនៅពេលដែលខ្ញុំបានចាប់ភ្នែករបស់អ្នកឈីងយូអូកុំនិយាយមិនសមហេតុផលបងស្រីនិងហុងយុនមិននៅទីនោះទេត្រឹមត្រូវហើយហេតុអ្វីបានជាយួនសៃដេចេញទៅពិភាក្សារឿងនេះបញ្ហានៃការចាក់ចេញខ្ញុំមិនអនុញ្ញាតឲ្យគាត់រកអ្នកទេបាទខ្ញុំហៀបនឹងហៅទៅអ្នកគ្រាន់តែមកហាអត់ទេបងប្រុសខ្ញុំនឹងមិនផ្ដល់ឱកាសឲ្យអ្នកទេវាគ្រាន់តែវាជារឿងចៃដន្យមួយដែលខ្ញុំនិយាយអំពីវាលើកនេះលើកចុងក្រោយពួកបរិសុទ្ធសំខាន់នឹងប្រាប់យើងពីវិធីដើម្បីសម្រេចបាននៅផ្លូវសុចរិតរបស់ហេនយួនហើយវាជាការល្អបំផុតដែលអនុញ្ញាតឲ្យបងប្អូនដទៃទៀតចូលរួមជាមួយយើងកុំនិយាយថាតើបងប្អូនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចូលវិមានសិទ្ធិក្រោយអវត្តមានឬអត់ប៉ុន្តែបងប្អូនផ្ទាល់ខ្ញុំមិនខ្វល់ពីបញ្ហានេះទេតាមពិតទៅខ្ញុំមិនគិតថាវាមានប្រយោជន៍ច្រើនទេប្រសិនបើខ្ញុំទៅទីនោះប្រសិនបើអ្នកមិនអាចទៅណាឆ្ងាយបាន100ម៉ៃទេអ្នកមានត្រឹមតែពាក់កណ្ដាលដូច90ប៉ុណ្ណោះលើកនេះទៅតែ3000ឆ្នាំប៉ុណ្ណោះទោះយំ3000ឆ្នាំអូនខ្វះ3000ឆ្នាំទេមិនអីទេតើវិធីវេទមន្តពីកំណើតនេះមានឥទ្ធិពលខ្លាំងមែនទេមិនតែប៉ុណ្ណោះបងប្រុសសំបីតែហៅជីឈ្វ័នមេងបានឈានដល់ដំណាក់កាលចុងក្រោយនៃដេលូតើនេះមិនមែនជាអ្វីដែលអ្នកបានប្រាប់ដេយ៉ាងទេតើវាមិនខ្លាំងដូចវិធីវេទមន្តពីកំណើតនេះទេខ្ញុំពិតជាចង់អរគុណអ្នកខ្លាំងណាស់នៅពេលនេះមានតែអ្នកនិងខ្ញុំទេដែលអាចត្រឡប់មកវិញបានខ្ញុំជាប្រកាសថាខ្ញុំមានអារម្មណ៍ថាស្ថានភាពនៃដីបានបញ្ជូនយ៉ាងបញ្ញាចេញមកព្រលឹងត្រូវបានកាត់ផ្តាច់និងរួមបញ្ចូលគ្នាជាមួយនឹងច្បាប់នៃសង្គ្រាមដើម្បីក្លាយជាមួយ Dardongshan Dharmakaya បន្ទាប់មកនេះពិតជាប្រភេទនៃកម្មផលនៅស្ថានសួគ៌នឹងផែនដីមានការរឹតបន្តឹងតិចជាងបើអាចទៅបានខ្ញុំសូមណែនាំអ្នកឲ្យលះបង់កាយធម៌នេះទៅរួមបញ្ចូលប្រសិនបើនេះជាករណីសម្រាប់ស្ថានសួគ៌នឹងផែនដីវាក៏នឹងធានាថាអ្នកគឺដូចគ្នានឹងស្ថានសួគ៌នឹងផែនដីតើវាអាចទៅរួចដោយរបៀបណាតិចជាងពាក់កណ្ដាលនៃអំណាចនៃច្បាប់ដែលខ្ញុំគ្រប់គ្រងគឺនៅក្នុងរាងកាយតែធម៌នេះប្រសិនបើវាលីងនៅលើមេឃតើមិនមែនជាការពិតទេដែលថាកម្លាំងរបស់ផែនដីត្រូវការមេតបប៉ុន្តែអ្វីក្នុងលោកនេះតែមានការប្រែប្រួលហើយមេរៀននៃស្ថានសួគ៌នឹងអនុញ្ញាតឲ្យពួកគេវិលត្រឡប់មកវិញមានវត្ថុតែមួយរវាងស្ថានសួគ៌នឹងផែនដីលុះត្រាតែពួកវាលីបាត់ហើយខ្លាចជាផ្នែកមួយនៃស្ថានសួគ៌នឹងផែនដីទើបអាចចាត់ទុកថាជាផ្លូវនៃស្ថានសួគ៌បានចប់សពគ្រប់ហើយសម្រាប់បងប្រុសអ្វីដែលសំខាន់បំផុតគឺត្រូវស្វែងរកយោយោដែលនៅឆ្ងាយល្មមពីសារសភាវុធនិងចម្ងាយរវាងសរសៃផែនដីដ៏ខ្លាំងដើម្បីប្រមូលការបំផុសគំនិតនិងបញ្ឆេះបាទខ្ញុំបានដុតពកហើយព្យួរវានៅលើកំពូលភ្នំហើយភ្នំទាំងមូលនៅតែមានផ្សែងក្រហមនៅចុងបញ្ចប់នៃសុន្ទរកថាសូមទៅមើលអ្នកអាចធានាថាអ្នកពិតជាអាចធ្វើបានពេលខ្ញុំឃើញវាដំបូងខ្ញុំមានអារម្មណ៍ថាខ្ញុំមានវាសនានៅជាមួយបងប្រុសខ្ញុំមិនបានរំពឹងថាអ្នករាល់គ្នានឹងមានភាពវិជ្ជមានដូចនេះទេលើកនេះអ្នកកាន់សាសនាតា9អ្នកខ្ញុំមិននឹកស្មានថាអ្នកមកទាន់ពេលនោះទេនេះជាជំនួបមួយទៀតវាជារឿងចៃដន្យដែលខ្ញុំបានជួបជេនយួនសេហើយបានជួបមិត្តភក្តិតាវជាច្រើនអ្នកលើកនេះអ្នករាល់គ្នាមកទាន់ពេលហើយយើងមិនដឹងថាពេលណាទ្វារវិមានសិទ្ធិនឹងបើកទេយើងមានឱកាសជួបជុំគ្នាសប្តាហ៍ថ្ងៃនេះគ្រប់ពូជសាសន៍នៅក្នុងព្រៃគឺខុសគ្នាតែពូជនីមួយត្រកូលមានទេពកោសល្យឲ្យផ្ទាល់ខ្លួនហើយដើម្បីខ្ញុំត្រូវรู้ប្រសិនបើវាជាខ្ញុំដំបូងយើងបង្កើតផ្លូវសម្រាប់មនុស្សគ្រប់គ្នាការប្រណាំងនីមួយអាចប្រើទេពកោសល្យឲ្យផ្ទាល់ខ្លួនរបស់ពួកគេប្រសិនបើពួកគេមានមហិច្ឆតាល្អខ្ញុំគិតថានេះអាចទៅរួចអ្វីគ្រប់យ៉ាងមានផ្លូវរបស់វាប៉ុន្តែយ៉ាងណាមិញគ្មានផ្លូវដែលត្រៀមរួចជាស្រេចនៅខាងមុខនោះទេវាមិនងាយស្រួលទេក្នុងការចាក់ចេញបន្ទាប់ពីគិតអំពីវាបងប្រុសកុំមើលមកខ្ញុំបែបនេះខ្ញុំមិនដឹងទេតើអ្នកមានយោបល់ខ្ពស់ទេសូមមេត្តាជួយបង្រៀនខ្ញុំផងប៉ុន្តែខ្ញុំគិតថាមានអ្វីខុសតើអ្វីទៅជាគោលបំណងដើមរបស់មិត្តភក្តិតាវក្នុងស្រុកនោះហើយជាទាំងអស់វាគ្រាន់តែជាការមិនសមហេតុសមផលមួយចំនួនរបស់ខ្ញុំបើខ្ញុំនិយាយទៅខ្ញុំនឹងតក់ស្លុតបើខ្ញុំនិយាយខ្ញុំមិនខ្លាចមិត្តតាវសាយទេខ្ញុំចង់នៅជាមួយអ្នកកាន់សាសនាតាវទាំងអស់ដើម្បីបង្កើតផ្លូវនេះអ្នកត្រូវតែអាចកែខ្លួនឯងជាមុនសិនផ្លូវនេះច្របូកច្របល់ហើយផ្លូវវែងឆ្ងាយអ្នកណាមិនចង់ទៅទៀតហេតុផលមួយគឺថាតាំងពីខ្ញុំកើតនៅផ្កាយព្រះអាទិត្យអូនប្រុសខ្ញុំតាយីបានធ្វើដំណើរនៅទីហោស្ថានជាច្រើនដងចាប់តាំងពីគ្រូមហន្តរាយឡងហែនកោសម្ព័ន្ធនៃកោសម្ព័ន្ធទាំង3បានជាសះស្បើយហើយការប្រណាំងបានកន្លងផុតទៅវានឹងមិនកាន់តែវេទនាជាងនេះទេដំណោះនៃការចង់បង្រួបបង្រួមវិញ្ញាណទាំងអស់ខ្ញុំកំពុងគិតអំពីត្រកូលឡាយ៉ូខ្ញុំគិតថាដើមឡើយពួកគេមកពីជំរំនឹងការប្រណាំងផ្សេងគ្នាដូច្នេះពួកគេមានអរិភាពចំពោះគ្នាទៅវិញទៅមកតើវាអាចធ្វើទៅបានសម្រាប់អ្នកអនុវត្តរួមគ្នាឬទេពិធីប្រសើរជាងអ្វីដែលអ្នកគិតខ្ញុំសរសើរខ្លាំងណាស់ដោយមិននឹកស្មានដល់មិត្តតាវមានគំនិតបែបនេះហើយអាណិតមនុស្សសម័យបុរាណផងឆ្ងល់អត់បងហុងយុនអាទិត្យអធិរាជបដិសេធដោយគួរសមនេះជាការពិតបើអ្នកដើរតាមមាត្របីជាន់ចាស់អ្នកប្រហែលជាមិនអាចគេចផុតពីជោគវាសនាដូចសូឡុងនិងអ្នកអតីឡើយបងប្រុសកុំយល់ច្រឡំឥឡូវនេះទោះ
ទោះជាយ៉ាងណាក៏ដោយខ្ញុំបានដឹងពីអ្វីដែលការិយាល័យក្នុងតំបន់កំពុងរៀបចំផែនការហើយមិនអាចចូលរួមបានដូច្នេះហេតុអ្វីបានជាខ្ញុំចាប់ផ្ដើមគំនិតដើម្បីចូលរួមក្នុងកិច្ចការរបស់ត្រកូលវូបងឲ្យសូមឲ្យផ្លែឈើពីរនេះមកខ្ញុំហេតុអ្វីបានជាអ្នកចង់បានផ្លែឈើវាគ្មានប្រយោជន៍ទាំងស្រុងទេប្រសិនបើអ្នកញ៉ាំវាជាការខ្ជិះខ្ជាខ្ញុំបានផ្ដល់រួចហើយបងប្រុសជីមានចិត្តល្អចំពោះអ្នកខ្ញុំនៅខាងឆ្វេងអ្នកហើយអ្នកនៅខាងស្ដាំអ្នកសូមផ្ដល់ផ្លូវឲ្យខ្ញុំផងហេតុអ្វីបានជាមនុស្សម្នាក់នេះចូលនៅមុខខ្ញុំហើយមិនចាក់ចេញសូមអរគុណចំពោះការខិតខំប្រឹងប្រែងរបស់អ្នកមិត្តអ្នកកាន់សាសនាតាវដែលបានផ្ដល់ឲ្យអ្នកនៅរឿងនេះតើវាមិនខុសទេក្នុងការទទួលយកអំណោយរបស់ហងយៀនយ៉ាងប្រញាប់ប្រញាល់ដើម្បីបំពេញការចង់បានផ្លែឈើរបស់គាត់វាមិនសមរម្យទេវាគ្រាន់តែជាផ្លែឈើខាងវិញ្ញាណប៉ុណ្ណោះវាគ្រាន់តែសម្រាប់អ្នកដើម្បីបំពេញចំណងរបស់អ្នកមិនចាំបាច់ព្រួយបារម្ភអំពីសត្វចម្លែកដ៏បរិសុទ្ធទេសូមអរគុណចំពោះអំពើបាបរបស់អ្នកបងប្អូនជនជាតិតាវធ្វើឲ្យអស់ពីសមត្ថភាពហើយអនាគតនឹងក្លាយជារបស់អ្នកទាំងអស់តើយើងអ្នកណាខ្លះមិនដឹងថាម្ចាស់ជាអ្នកបរិសុទ្ធដំបូងគេក្នុងលោកវាជាកម្មសិទ្ធិរបស់ម្ចាស់ប៉ុន្តែបុរសនេះចម្លែកយកព្រមសូមចូលទៅក្នុងព្រះវិហារបរិសុទ្ធហើយធម្មទាននឹងចាប់ផ្ដើមសូមអរគុណសូមអរគុណហៅទៀងចាងទើបតែផ្ដល់ឲ្យខ្ញុំតើនរណាជាផ្លែឈើសូនរបស់យើងអ្នកមិនដឹងថាពួកគេជានរណាទេខ្ញុំធ្លាប់ឮអ្នកដទៃនិយាយថាខ្ញុំក៏ទទួលអំណោយពីអ្នកដទៃដែរមនុស្សពីរនាក់នេះគួរតែជាហងយិននិងយិនយួនសេពួកគេមានភាពល្បីល្បាញដោយសារចរិតសប្បុរសរបស់ពួកគេមិនមែនគ្រាន់តែទុកមួយឡើយទេប្រញាប់ឡើងហើយយល់បើមិនដូច្នេះទេការហៅខ្លួនឯងថា Delzer នឹងមិនឥតប្រយោជន៍ទេគ្រាន់តែស្វែងរកឆៅដែលស្របនឹងច្បាប់រូបភាព4ផ្ទាល់ខ្លួនរបស់អ្នកឬវាអាចបង្កើនល្បឿនការសម្រេចដោយផ្ទាល់នៃផ្លូវត្រូវនិងបំពេញផ្លូវត្រូវសំណាងល្អខ្ញុំមានភាពសុចរិតដែលមាននៅក្នុងហងមិនឆេនជារួចហើយបើមិនដូច្នេះទេខ្ញុំធ្វើម៉េចរបៀបស្វែងរកផ្លូវត្រូវលឿនមកគូទេសចរមាននរណាម្នាក់ក្នុងចំណោមភ្ញៀវដ៏ល្បីល្បាញគឺហងយៀនខ្ញុំមិននឹកស្មានថានឹងមានមនុស្សចាប់អារម្មណ៍លើផ្លូវនេះដូចខ្ញុំទេគូហងយៀនមិនមែនជាមនុស្សអាក្រក់ទេហើយជាមនុស្សល្អដែលត្រូវរាប់អានជាមួយចាប់តាំងពីគាត់កែផ្លូវរបស់គាត់និងផ្លូវរបស់ខ្ញុំបើយើងអាចអង្គុយនិយាយគ្នាបានតើវាមិនពិតទេដែលថាវាល្អបំផុតនៃពិភពលោកទាំងពីរហើយមានសំណាងមួយចំនួនដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ជិតស្និទ្ធនឹងអ្នកវាហាក់ដូចជាខ្ញុំត្រូវប្រញាប់ឡើងមុនពេលខ្ញុំឈឺម្ដងទៀតពេលវេលាបានមកដល់ហើយវាសនាបានមកដល់នេះអ្នកបានរកឃើញមួយក្នុងចំណោមពួកគេដែលអាចប្រើជាឯកសារយោងនៅសល់នៅតែអាស្រ័យលើអ្នកតើខ្លួនឯងខ្ញុំយល់ថាខ្ញុំមិនទាន់បានចាប់ផ្ដើមនៅឡើយទេវគ្គទី2បានបញ្ចប់ហើយវាជាការអាណិតមួយយល់ហើយតើនេះជាអ្វីនេះគឺជាត្រាសូមចងចាំថាស្លាកសញ្ញានៅក្នុងមេអំបៅយេតមិនអាចឆ្លាក់បានតែមិនអាចយកតាមខ្លួនបានទេតើអ្នកចាក់ចេញទេហេតុអ្វីបានជាសញ្ញានេះត្រូវបានដកចេញដោយខ្ញុំផ្ទាល់ចុះបើគេរកឃើញគ្មានអ្នកណាម្នាក់នៅអូស្បានក៏សម្គាល់អ្វីដែលមិនធម្មតាទេដូច្នេះគាត់មានចិត្តក្រអឹកក្រទមឈីខៃបានប្រើហ្វូន9ដើម្បីគេចពីសត្វចម្លែកប្រសិនបើវាមិនស្ថិតនៅក្នុងវិសាភាពនៃស្ថានសុខទេសូម្បីតែកងទ័ពក្រហមក៏មិនបានក៏សម្គាល់វាដែរវាជាបច្ចេកទេសផ្លាស់ប្ដូរនេះវាមិនគួរនិយាយអំពីការរត់គេចខ្លួនទេហេតុអ្វីបានជាអ្នករកវាឃើញខ្ញុំក៏មិនមែនដែរវាជាល្បិចវេទមន្តដ៏ធំបំផុតហ៊ានសួរពួកបរិសុទ្ធថាធ្វើដូចម្ដេចដើម្បីក្លាយជាពួកបរិសុទ្ធនៅ Henyuan Jeng ខ្ញុំមានវិធីពីរយ៉ាងដើម្បីសម្រេចបាននៅផ្លូវត្រឹមត្រូវនៃអាជីពនឹង Henyuanគុណសម្បត្តិនេះគឺល្អណាស់បងប្រុសអត់មានទេតើអ្នកគិតថាបុណ្យបានមកដោយងាយឬទេឃើញតែអត្ថប្រយោជន៍ទេខ្ញុំមិនបានឃើញជាទីម្ខាងទៀតទេទោះបីព្រះបានបង្កើតវាសម្រាប់អ្នកក៏ដោយប៉ុន្តែផ្នែកនៃការអនុវត្តខាងវិញ្ញាណរបស់ខ្ញុំនេះមិនមែនជារបស់ខ្ញុំតទេប្រសិនបើខ្ញុំអាចសម្រេចបានផ្លូវត្រូវទៅកាន់ Henyuan កម្លាំងរបស់ខ្ញុំស្ទើរតែមិនអាចទៅរួចខ្ញុំស្ទើរតែបើកមេឃហើយបើកផ្លូវនៃស្ថានសុខឥឡូវនេះខ្ញុំបានទៅដល់ Henyuan នេះឥឡូវនេះខ្ញុំបានមកដល់សម័យបុរាណរបស់ខ្ញុំបានខ្លាចជាអធិនៅក្នុងពិភពលោកតាមធម្មជាតិដើម្បីដើរតាមផ្លូវសុចរិតបំផុតយើងមិនត្រឹមតែត្រូវដើរតាមមេគ្រាដ៏សុចរិតប៉ុណ្ណោះទេបើចង់ផ្លាស់ប្ដូរអ្វីមួយធំសូមដូនតាតើបង្រៀនខ្ញុំពីរបៀបសម្រាប់គាត់វិធីសាស្ត្រនៃសាកសបីទ្រព្យខាងវិញ្ញាណដែលបានប្រគល់ដល់សាកសពទាំង3គួរតែជាអំណាចនៃច្បាប់តែមួយឬទាំងពីរបំពេញគ្នាទៅវិញទៅមកទើបសពទាំង3មកដល់ជាទីបំផុតចុះបើអំណាចនៃច្បាប់លេងបែវខុសគ្នាឬគ្រាន់តែវានឹងពិបាកបន្តិចទៀតនៅពេលដែលរូបកាយទាំង3ត្រូវបានបញ្ចូលជាមួយនេះត្រូវបានគេហៅថាពិបាកបន្តិចតើយើងអាចនិយាយបានថាព្រះសង្ឃនៃចៅវាយទី3នៃយ៉ាងចឹងគឺសំបីតែគ្មាននរណាម្នាក់នៅក្នុងភាពបរិសុទ្ធទាំង3ពិតជាអាចពឹងផ្អែកលើកម្លាំងផ្ទាល់ខ្លួនរបស់ពួកគេដើម្បីបញ្ចូលគ្នានៅការបែងចែកទាំង3ទៅជាមួយបើខ្ញុំដើរតាមមេគ្រារបស់លោកម្ចាស់ទាំង3វត្ថុដែលប្រគល់ឲ្យលោកម្ចាស់ទាំង3នេះនឹងមិនអាចធ្វើបានឡើយនេះជាការបញ្ចប់នៃធម្មទេសនាទាំង3នៅវិមានសិទ្ធិខ្ញុំសង្ឃឹមថាអ្នកនឹងរងចាំអនាគតសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្សព្វផ្សាយទៅហ៊ូក្នុងសម័យបុរាណនិងអប់រំដល់សត្វត្រឆានទាំងអស់យើងនឹងចងចាំវាឥឡូវនេះផ្លូវដ៏អស្ចារ្យត្រូវបានលាក់ហើយផ្លូវសុក្រាក៏លេចចេញមកនៅពេលដែលពួកបរិសុទ្ធចេញមកបង្រៀននិងផ្លាស់ប្ដូរទីហោស្ថានគ្រប់គ្រងស្ថានសុខនិងផែនដីផ្លូវស្ថានសុខបានល្អឥតខ្ចោះហើយបង្កើតច្រកទ្វារតាមដោយមិនចង់បានវានឹងមានពួកបរិសុទ្ធ6នេះគឺជាហងមេងសេហេឱកាសនៃការក្លាយជាពួកបរិសុទ្ធហាក់ដូចជា Delzer នឹងយកមកវិញនៅមនុស្សដែលបានធ្វើដោយមេតបទាំង6នាក់ដំបូងក្នុងនាមជាសិស្សរបស់គាត់ផ្ដល់ឲ្យពួកគេនៅឱកាសនៃការរាប់ជាបរិសុទ្ធនេះប៉ុន្តែគាត់មិនបានសម្រេចតាមផែនការរបស់បងប្រុសគាត់ទេប្រសិនបើគាត់ដឹង
វាត្រូវបានគេនិយាយថានេះគឺជាសម្រុំនៃវិញ្ញាណចេញដែលជាកម្លាំងដែលបល្លងបរិសុទ្ធរបស់បានយុទ្ធតើយើងជាបងប្អូននៅតែខ្លាចពួកបោះចំប្រទេសទាំងពីរយ៉ាងម៉េចបងប្រុសប៉ុន្តែវាជាបងប្រុសរបស់ខ្ញុំមិនអាចទ្រាំនឹងស្ថានភាពនេះបានទេហើយទុកឲ្យអ្នកបាត់បង់ឋានៈជាអ្នកបរិសុទ្ធម៉េចក៏នៅបន្ទោសបងប្អូនដែលបាត់បង់ជីវិតបើហៅជាសម្រេចបានឋានៈជាអ្នកបរិសុទ្ធតើគាត់នឹងខ្ញុំខុសគ្នាយ៉ាងណាសេងគីងគឺផេងហ្គីវ៉ាន់អ្នកដែលផ្លាស់ប្រែដោយព្រះបានកើតមកដោយកុសលនិងសំណាងធំគេនិយាយថាអ្នកណាដែលគ្មានសិស្សសមនឹងធ្វើជាអ្នកបរិសុទ្ធកំពុងរងចាំកន្លែងអង្គុយបើសិស្សរបស់ខ្ញុំសុខចិត្តនោះនឹងមិនឥតប្រយោជន៍សម្រាប់ខ្ញុំដើម្បីឈានទៅមុខឡើយយកវាចេញបាត់ទុកឲ្យអ្នកទាំង3ថាបខ្ញុំសិស្ស Taking Sen ត្រូវបានគេនិយាយថាជាបងប្រុសច្បងអវយវៈដើមរបស់គាត់ទាំងអស់មានវត្តមាននៅទីនេះអរគុណណាស់សិស្សលោកគ្រូមិនបាច់ធ្វើបែបនេះទេនូវ៉ាអ្នកមានសំណាងធំហើយនឹងធ្វើកុសលផលបុណ្យធំទៅថ្ងៃមុខតើអ្នកអាចធ្វើជាសិស្សតខ្លួនរបស់ខ្ញុំបានទេតើសិស្សរបស់ខ្ញុំប្រាថ្នាទេអត្ថន័យហើយបើខ្ញុំទ្រាំយូរបន្តិចទៀតខ្ញុំនឹងមានបញ្ហាសំបីតែការវាយប្រហារដោយដាវតែមួយក៏អាចដេញក្រុមហៅឈានេះចុះបានដែរខ្ញុំគ្រាន់តែបញ្ឆោតអ្នកតើខ្ញុំអាចធ្វើអ្វីដល់អ្នកបើហ៊ានបង្កបញ្ហាខ្ញុំនឹងបើកសម្បត្តិជាមួយបងចាស់ហើយអ្នកគ្រាន់តែអាចបំបែកវាបានទេបើហ៊ានបែកចាំតែបងធំនេះដោយសារតែលោកលូបានកើតនៅភូមិខាងលិចខ្ញុំខ្លាចថាទូកូធូនឹងមិនស៊ីគ្នានឹងផ្លូវរបស់ខ្ញុំទោះបីគាត់ខ្លាចជាសិស្សរបស់ខ្ញុំក៏ដោយក៏ខ្ញុំខ្លាចស្ដេចដែរអាណិតលោកគ្រូយ៉ាងណាមិញខ្ញុំជាជនជាតិបោះចំប្រទេសក្រីក្រម្នាក់ជំពាក់កម្មវត្ថុនិងផលដ៏អស្ចារ្យដូច្នេះខ្ញុំបានទទួលអ្នកជាសិស្សឈ្មោះវិញ្ញាណហុងមេននេះក៏បានឲ្យអ្នកគ្រូម្នាក់ដែរខ្ញុំជាជនក្រីក្រមកពីលោកខាងលិចលោកគ្រូវាងមានមេត្តាផ្ដល់ឲ្យខ្ញុំជាលើកដំបូងផ្លូវទៅកាន់ជ័យជំនះមនាភិក្ខុទាំងឡាយមេត្តាករុណាពិតជាស័ក្តិសមជាអ្នកដំបូងបង្កើតផ្លូវនៃឋានសួគ៌បុរសខូខើក្នុងចំនួនកម្ចីធម្មពលពណ៌ស្វាយហុងមេងមិនគ្រប់គ្រាន់ក្នុងការដោះស្រាយហេតុនិងផលប្រសិនបើលូហុងត្រូវបានចាញ់ម្ដងទៀតហើយគ្រប់ទម្រង់អមតៈទាំងអស់ត្រូវបានបំផ្លាញនិងតាមដានត្រឡប់ទៅប្រភពដើមវិញនោះគ្មានឱកាសទេនៅភាគខាងលិចមានច្រើនជាងនេះបើសំណាងល្អបែបនេះត្រូវបានបំផ្លាញតើវាមិនមែនជាអំពើខូខើនិងជាអុកញ៉ាទេទទួលយកអ្នកជាអ្នកចោះឈ្មោះសិស្សស្វែងរកសេចក្តីមេត្តាករុណាពីដូនតាតាវអាណិតខ្ញុំហើយចាំមួយផ្លែតខ្ញុំនឹងដឹកនាំដូនតាតាវដើម្បីអប់រំសត្វមានជីវិតទាំងអស់តើយើងគួរយំរអត់វាជាការខ្ជះខ្ជាយពេលវេលាបន្ទាប់មកមើលស្ថានភាពក្នុងស្រុកវិឆ័យនឹងគាត់អ្វីត្បិតតែយើងជាបុព្វបុរសអាប់ធ្មប់មានឧបសគ្គច្រើនប៉ុន្តែយើងក៏មានគុណបំណាច់និងគុណធម៌ដ៏ខ្ពង់ខ្ពស់ផងដែរដូច្នេះហើយបានជាយើងអាចទទួលយកធ្វើជាសិស្សបានប៉ុន្តែខ្ញុំមានការព្រួយបារម្ភសម្រាប់ពេលនេះក្មេងស្រីម្នាក់នេះធ្វើឲ្យខ្ញុំយំយ៉ាងខ្លាំងរហូតនាងរញ៉េញ៉ៃជាមួយខ្ញុំចិត្តខ្ញុំគិតតែពីការបញ្ចប់ទំនាក់ទំនងរបស់ខ្ញុំជាមួយលោកខាងលិចទោះខ្ញុំមានបុណ្យស័ក្តិច្រើនក៏មិនចាំបាច់ឲ្យខ្ញុំមានវិញ្ញាណហុងមែនបែបនេះដែរបាត់វាគ្រាន់តែជាការសោកស្ដាយដែលហុងយ៉ាន់ផ្ដល់ឲ្យខ្ញុំនៅកៅអីនេះហើយបានខ្ជះខ្ជាយរាល់ការខិតខំប្រឹងប្រែងរបស់គាត់ដើមឡើយខ្ញុំគិតថាប្រសិនបើខ្ញុំអាចយកហុងមេង Purple Thai បាននោះខ្ញុំនឹងប្រគល់វាចោលនេះជាលើកទី1ហើយដែលខ្ញុំមានវាបោះបង់កៅអីរបស់អ្នកវាគ្រាន់តែជាការចាប់ផ្ដើមដើម្បីធ្វើឲ្យអ្វីបន្តិចអុកសិតអំហេតុអ្វីបានជាមានអត់នៅលើខ្លួនសំបីតែមុខក៏ពិបាកមើលឃើញច្បាស់ដែរកុំខ្លាចបើអ្នកមានសមត្ថភាពបែបនេះដាយ៉ានបាននិយាយថាគាត់ក៏នឹងរត់គេចខ្លួននៅម៉ោង5ដំបូងខ្ញុំមិនសម្រេចថានរណានឹងប្រគល់វាទៅឲ្យហុងមេង Purple Thai ដែលគ្មានម្ចាស់នេះទេអ្នកដែលមានវាសនាដឹងអ្វីទាំងអស់នឹងអាស្រ័យលើចំនួនថ្ងៃដូច្នេះរហូតមកដល់ពេលនេះហុងមេងទីបំផុតសេកូបានទៅរិនហេជាតើវានឹងធ្លាក់ចូលក្នុងដៃខ្ញុំទេបើអញ្ចឹងតើវានឹងធ្លាក់មកក្នុងដៃខ្ញុំទេតើធ្វើដូចម្ដេចដើម្បីដោះស្រាយជាមួយវាបងប្រុសអ្នកពិតជាមែនបើអ្នកមានវាសនាធ្វើជាមនុស្សបរិសុទ្ធទោះអង្គុយលើបល្ល័ង្កម្ដងក៏ហុងមេង Purple Thai នេះនៅតែធ្លាក់ក្នុងដៃអ្នកដែរហាហាតាមពិតស្នាក់នៅឬអ្នកមិនទុកខ្ញុំគ្រូមហន្តរាយនេះស្ថិតនៅក្នុងការពិតដែលថាអ្នកមិនបានលះបង់បល្ល័ង្កបរិសុទ្ធទាំងស្រុងមិនត្រូវបោះបង់ឬលះបង់វាចោលទាំងស្រុងខ្ញុំអាចបោះបង់ប្រព័ន្ធនេះចោលដោយទុកឲ្យហុងមេងសេហុងមេងពណ៌ស្វាយខេគឺជាកំណប់ទ្រព្យដ៏សំខាន់តើខ្ញុំអាចយកវាចេញពីអ្នកដោយរបៀបណាតើអ្នកឈួតទេកុំបារម្ភដរាបណាយើងអាចត្រឡប់មកវិញដោយសុវត្ថិភាពខ្ញុំនឹងមិនអីទេតើយើងនៅតែមិនអាចរក្សាហុងមេង Purple Thai ហុងយ៉ាននេះបានទេតើមានអ្វីកើតឡើងតើនរណាអាចបដិសេធហុងមេងសេយ៉ាងដូចម្ដេចតើគាត់ចង់ធ្វើអ្វីហុងមេងសេនេះតំណាងឲ្យបល្ល័ង្កបរិសុទ្ធពួកបរិសុទ្ធពឹងផ្អែកលើមេរៀនឋានសួគ៌ដើម្បីបង្រៀនពីពុកម្ដាយប្រវត្តិហើយតាមធម្មជាតិគាត់ត្រូវតែរស់នៅប្រកបដោយគុណធម៌មូលហេតុដែលខ្ញុំជឿខឹងនឹងហុងមេងស៊ីមេរៀនទៅកាន់ឋានសួគ៌សម្រាប់អ្នករស់នៅប្រកបដោយគុណធម៌គឺស្ថិតនៅក្នុងក្រុមសាហុងមេងសេគេមានបើអ្នកមានគុណធម៌រស់នៅទីនេះខ្ញុំចង់លាក់ធម្មពលពណ៌ស្វាយនេះនៅស្ថានសួគ៌បើមានមនុស្សមានគុណធម៌ការប្រកួតជួសំណឹកទទួលបានចុងក្រោយនេះរស្មីនៃហុងមេង Purple ភាពភ្ជាប់ឋានសួគ៌ដែលជាមួយព្រះបរមរាជវាំងពណ៌ស្វាយដើម្បីភ្ជាប់ជាមួយឋានសួគ៌ដែលការអធិប្បាយក្នុងភាពវឹកវរគឺងាយស្រួលអ្នកត្រូវបានលោកហុងយានទាញយកយ៉ាងពិតប្រាកដតើអ្នកពិតជាមានចិត្តស្មោះត្រង់ឬអ្នកក្រអឺតក្រទុំម្លេះអាហួងអំតាកុំនិយាយអំពីមហិច្ឆតារបស់ឆ្វេងនោះសំណាងរបស់ខ្ញុំវាពិតជាការឡើងយ៉ាងខ្លាំងនេះគួរតែបានស្ដារសំណាងដើមរបស់ខ្ញុំឡើងវិញខ្ញុំបានចំណាយពេលនេះគ្រូមហន្តរាយនេះត្រូវបានចាត់ទុកថាជាការស្ដារឡើងវិញនេះជាទង្វើដ៏ល្អនៃសេចក្តីសប្បុរសនិងការគោរពចំពោះស្ថានសួគ៌
ផងដែរហងយៀនលេនក៏ជាមនុស្សអស្ចារ្យដែរមិត្ត Charles ថងយៀនអ្នកតែងតែនឹកស្មានមិនដល់បើអត់ទេឲ្យវាមកខ្ញុំតើខ្ញុំមានឱកាសទទួលបានហងមិញ Purple ថៃនេះទេខ្ញុំហ៊ានសួរថាតើសរុបអត់តើគេអាចជាឲ្យសួរខ្ញុំទេទោះបីជាមានអាចជួយឲ្យជាពលសម្រាប់ខាងសុខមានមុខតំណែងកម្មផលច្រើនហើយពួកគេកំពុងតាមអ្នករំលឹកនឹងខាងសុខបានគ្រប់យ៉ាងមានឱកាសខ្ញុំកើតមកហើយទទួលបានមុខតំណែងមួយទៀតនេះគឺជាជីវិតរបស់ខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅទ្រព្យសម្បត្តិមួយចំនួនដែលខ្ញុំទទួលបានពីការធ្វើដំណើរពីមុនរបស់ខ្ញុំនៅក្នុងទីហោស្ថានការការពារខ្លួនវាហាក់ដូចជាអារម្មណ៍របស់ពួកបរិសុទ្ធរបស់យើងវាមិនស្អាតខ្លាំងទេបើមិនដូច្នេះទេខ្ញុំមិនអាចណែនាំវាឲ្យបានត្រឹមត្រូវទេ Sherry-Fan បានបង្ហាញខ្លួនហើយយំជាពីរដងមុននឹងនិយាយថាវាគ្មានប្រយោជន៍ក្នុងការខ្វល់ពីគាត់ហាសូមមេត្តាលោកសេនសូមអាណិតមេត្តាពួកយើងខ្ញុំមានទ្រព្យសម្បត្តិខាងវិញ្ញាណមួយចំនួនដាក់នៅលើច្រាំថ្មហ្វេងនៅលើកំពូលភ្នំបិសាបន្ទាប់ពីធម្មទេសណាអ្នកអាចទទួលបានវាសម្រាប់ខ្លួនអ្នកសូមអរគុណដូនតាតើបើអ្នកមិនខ្លាចជាអ្នកបរិសុទ្ធទេអ្នកនឹងខ្លាចជាស្រមោចទោះបីអ្នកបង្រៀនរឿងទាំងនេះក៏ដោយអ្នកមិនចូលចិត្តខ្ញុំការជួសជុលស្ថានភាពផ្លូវចិត្តខ្ញុំមិនដឹងថាខ្ញុំផ្ញើសារអបអរសាទរដល់អ្នកទេតាហ្វូខ្ញុំមានអារម្មណ៍ល្អអំពីរឿងនេះវាបានបំផ្លាញស្ថានភាពចិត្តរបស់ Delza វាគ្រាន់តែជារោមមិនមានបងប្អូននៅសល់ទេនេះគឺជាឱកាសសម្រាប់ហងមិញសេខៃដើម្បីខ្លាចជាអ្នកបរិសុទ្ធទោះជាគេប្រច័ណ្ឌយ៉ាងណាបងខ្លាចអីបើបងខ្លាចខូចវាជារឿងធម្មតាគ្រាន់តែប្រយុទ្ធជាលើកចុងក្រោយតើពេលណាទើបប្រកោមេធ្មុខខ្លាចសុំខ្ញុំឃើញដូនតាមកបែបនេះគ្រាន់តែយល់ដោយដែនខាងមិនអីទេនេះគឺជាយោយោរបស់ពួកបរិសុទ្ធអ្នកសុខសប្បាយទេមែនទេកំហឹងរបស់មេងស៊ីនឹងរលត់ទៅពេលវារលត់ឱកាសក្រោយទៀតហាទេអ្នកត្រូវតែគិតបន្ថែមទៀតអំពីរឿងនេះជាកំណត់នៃបុណ្យកុសលដែលអាចបង្ក្រាបសំណាងរបស់អ្នកបានអ្នកនឹងសម្គាល់ឃើញវានៅពេលអ្នកទទួលបានហងមិញប្រពៃខ្ញុំមិនបានសប្បាយទេដូច្នេះខ្ញុំនឹងជាប់ចិត្តនឹងវាយ៉ាងខ្លាំងដូច្នេះខ្ញុំក៏អាចដោះដូរវាបានខ្លះដែរគុណធម៌សាសនាតើពិតជាដើរតាមមារយាទខាងសុខភាពស្មោះត្រង់ខាងសីលធម៌គួរឲ្យចាប់អារម្មណ៍ក្រឡេកមើលគ្នាខ្ញុំគ្រាន់តែមានអារម្មណ៍ថាគុណធម៌របស់ខ្លួនឯងមិនគ្រប់គ្រាន់ក្នុងការមានហងមិញពណ៌ស្វាយខៃនេះទេមិត្តអ្នកតាតោះទៅលេងហ្វេនប៉ាវយ៉ាតោះទៅជាមួយគ្នាហាទៅបោះចោលពូកនៅជ្រុងនោះច្បាស់ជាកំណប់ធ្វើល្អចំពោះខ្ញុំអ្នកនឹកស្មានមិនដល់ថាអ្នកសប្បាយចិត្តប៉ុណ្ណាប្រសិនបើអ្នកនាំខាងនេះមកជាមួយគ្នាសំបីតែឈួនមិញក៏មិនអាចទៅរួចដែរពេលគាត់ត្រឡប់ទៅវិញបើខ្ញុំដឹងថាប្រលឹងខ្ញុំខូចខ្ញុំគួរតែឲ្យគេទៅជាមុនសិនបើដើរបែបនេះតើមិនអាចឲ្យក្រុមទាំង5មួយធ្លាក់ក្នុងដៃខ្លួនឯងទេជំរាបសួរយ៉ាងណាមិញនេះគឺជាព្រះនាងសិឈិនដូច្នេះគ្រាន់តែយកពួកគេទៅជាមួយអ្នកតើដូនតាមានអធិរិទ្ធអស្ចារ្យសៀវភៅនេះគឺជាឱកាសរបស់អ្នកវាសនាក៏ជាកំណប់ទ្រព្យហេតុអ្វីបានជាអ្នកមិនសាកល្បងវាបើតាស៊ូមិនឲ្យខ្ញុំតើពួកគេអាចយកវាទៅឆ្ងាយដោយរបៀបណាមិនអាចយកវាបានទេវាប្រែថាវាជាវត្ថុនៃស្ថានសួគ៌អព្រះម្ចាស់ឲ្យយើងបានយកផ្លូវនៃស្ថានសួគ៌ចេញដោយគ្មានហេតុផលហើយធម្មជាតិបានទប់ទល់វាជារបស់ស្ថានសួគ៌ដូច្នេះតើខ្ញុំអាចទទួលបានការអនុញ្ញាតដោយរបៀបណាស្ថានសួគ៌ខ្ញុំចង់ប្រាគុណសម្បត្តិរបស់ខ្ញុំជាធ្នូនឹងគាត់ទៅឋានសួគ៌នឹងផែនដីដើម្បីរៀបការហើយទទួលបានវាឥឡូវនេះវាពិតជាមិនអីទេក្នុងការក្រោកឡើងហើយសាកល្បងវាតើអ្នកគិតយ៉ាងណាអំពីធម្មពលបុណ្យហងយ៉ានមិននឹកស្មានថាគុណសម្បត្តិដែលគាត់ប្រើក្នុងវិធីនេះនឹងត្រូវដូរយកវាទេវាជារបស់អ្នកទាំងអស់គ្រាន់តែយកវាបើមានបុណ្យត្រូវយកវាចេញទៅប្រើសិនទៅបងប្អូនមិនយូរប៉ុន្មានបន្ទាប់ពីបងប្អូនទាំងពីរចេញពី Sunstar ពួកគេបានលឺរឿងមួយនៅក្នុង Seychelles Palace មានឱកាសទទួលបានបុណ្យកុសលបែបនេះវាសនាត្រូវខកខានបែបនេះដើមឡើយខ្ញុំគិតថាភាគីទាំងពីរនឹងមានអត្តសញ្ញាណនេះប៉ុន្តែខ្ញុំមិនបានរំពឹងថាហងយ៉ាននឹងផ្ដល់ជំនួយនៅពេលចាំបាច់នោះទេគាត់ពិតជាមនុស្សល្អម្នាក់សូមអរគុណមិត្តភក្តិតើលោកហងយ៉ានសម្រាប់បុណ្យនេះខ្ញុំប្រកាសជានឹងអ្នកមិនចាំបាច់ព្រួយបារម្ភអំពីវាទេនេះជារឿងតូចតាចយើងទាំងអស់គ្នាមកពីវិមានចិត្តជាប់ពេលបានឬដូច្នេះយើងចង់ជួយគ្នាកុសលត្រូវតបស្នងបើអ្នកតាវៀតណាមមិនខ្វល់ទេវាជាធម្មជាតិដោយសារចេតនាល្អរបស់គាត់ខ្ញុំមិនខ្វល់ទេវាអាចថាខ្ញុំកំពុងធ្វើការងារមិនល្អវាមិនមែនជាអ្វីដែលខ្ញុំចង់ចាក់ចេញពីពូជមនុស្សហើយរស់នៅតែម្នាក់ឯងនោះទេបើដូច្នោះមែនខ្ញុំនឹងត្រូវធ្វើវាទាន់ពេលធ្វើជាអ្នករៀបចំផែនការជាមួយនឹងការអភិវឌ្ឍនៃពូជមនុស្សពួកគេមានរួចហើយនឹងនៅពេលក្រោយជាបានខ្លាចជាគូស្នេហ៍តើហើយអ្នកបានទៅញូវដើម្បីបង្ហាញការគួរសមរបស់អ្នកដឹងពីរបៀបធ្វើជាមនុស្សល្អមែនទេខ្ញុំដឹងជាយូរមកហើយថាគាត់មានចរិតបែបនេះលើពីនេះអ្វីដែលហងយ៉ានទើបតែនិយាយគឺសម្ហេតុផលវានៅតែសម្ហេតុផលមើលរឿងទាំងមូលអាកាសធាតុត្រជាក់និងប្រងើយកន្តើយឬខ្ញុំមិនអាចទ្រាំទ្របានហាខ្ញុំនឹងបើកឡានវាគ្រាន់តែជាការលេងសើចទេបងប្អូនសូមទុកវាជាមុនសិនព្រោះវាជារឿងសម្រាប់ពួកយើងទាំងពីរដូច្នេះខ្ញុំនឹងទុកវានៅកន្លែងរបស់អ្នកជាមុនសិនប្រញាប់ឡើងប្រសិនបើអ្នករងចាំយូរបន្តិចដើម្បីបែងចែកគ្មានកំណត់វាពិតជាគ្មានសល់អ្វីទេមិនសំខាន់ទេសហការី Deus ថងយ៉ានលបឿនមិនយឺតទេទោះបីគេអនុញ្ញាតឲ្យទៅមុនក៏ដោយចុះបើខ្ញុំរត់មួយរយៈខ្ញុំមិនអាចប្រាប់អ្នកបានទេតោះត្រឡប់ទៅមុនហនយួងហា
ห้องจันនឹងជួបជាមួយពួកគេនៅពេលខាងមុខសែងគីងគួរតែនាំយកហ្វឺឌីរបស់ពួកគេមកមែនទេក្លាហានណាស់ខ្ញុំសូមចែករំលែកក្មេងដ៏មានតម្លៃរបស់ខ្ញុំហើយជួបគ្នាម្ដងទៀតបងប្រុសនេះមិនមែនជាស្ទីលរបស់អ្នកទេប៉ុន្តែលើកនេះគាត់បានធ្វើវាដោយស្ងប់ស្ងាត់និងមិនប្រញាប់រហូតដល់ចប់តើវាអាចទៅរួចទេគេមិនដឹងថាមានទ្រព្យសម្បត្តិអ្វីទៀតផងតើមានទ្រព្យសម្បត្តិដូច Fangbear យ៉ាងដូចម្ដេចចាប់តាំងពី Link Bell Chalice ខាងលើត្រូវបានរៀបចំសម្រាប់អ្នកគ្រប់គ្នាដែលបានឮវាច្បាស់ជាគ្មានអ្វីសោះវាល្អណាស់ខ្ញុំគិតថាមានអ្វីផ្សេងទៀតដែលអ្នកផ្សេងមិនបានកត់សម្គាល់វាជាការប្រសើរជាងក្នុងការមានអារម្មណ៍ថាមានឱកាសប៉ុន្តែវាប្រសើរជាងគ្មានអ្វីទេមែនទេរួចប្រគល់ឲ្យអ្នកអត់គ្នាពួកសិស្សក៏ល្អដែរនៅពេលដែលយើងបញ្ចប់នោះមានតែ Fangbear ប៉ុណ្ណោះដែលនឹងត្រូវចាក់ចេញឲ្យបងប្រុសតើអ្នកគិតថាថ្មីដ៏មានតម្លៃនេះនឹងល្អទេជាកំណត់ទ្រព្យបើអីចឹងមិនចេញលឿនខ្ញុំអាចគិតពីអ្វីដែលអ្នកទើបតែនិយាយតើអ្នកកាន់សាសនាតើជាច្រើនអ្នកគិតយ៉ាងណាទៅខ្ញុំមានគម្រោងនាំបងប្រុសរបស់ខ្ញុំនិងអ្នកដទៃទៅភ្នំបិសៅខណៈពេលដែលអ្នករាល់គ្នាកំពុងដណ្ដើមយកកំណប់ប្រសិនបើអ្នកក្រឡេកមើលជុំវិញអ្នកប្រហែលជាអាចរកឃើញ Changchen Hurlitang វាពិបាកក្នុងការបញ្យល់បងប្រុសរបស់ខ្ញុំឥឡូវនេះថាខ្ញុំនឹងត្រឡប់មកទីក្រុងហុងកុងពេលក្រោយបន្ទាប់ពីទូភិកអ្នកទៅ Fangbear ជាមុនសិនហើយខ្ញុំនឹងទៅគ្រប់ទីកន្លែងនៅលើភ្នំបិសៅជួនបងប្រុសខ្ញុំមិនចង់បំបែក Bear ទេតើដោយសារតែ Dale មានផែនការលាក់កំបាំងខ្លះបងប្រុសពេលនេះបេះដូងខ្ញុំហើយខ្ញុំមិនសប្បាយចិត្តទេហើយខ្ញុំក៏មិនចង់បានទ្រព្យសម្បត្តិផ្សេងទៀតដែលបងប្អូនខ្ញុំដឹងថាអ្នកកំពុងគិតយ៉ាងណាប៉ុន្តែអត្ថប្រយោជន៍ដែលគួរយកគួរនៅតែយកអ្នកត្រូវតែលះបង់អត្ថប្រយោជន៍នៅចុងរាមដៃរបស់អ្នកដោយគ្រាន់តែមហិច្ឆតារបស់អ្នកមិនត្រឹមត្រូវមកដល់ចុះក្នុងចិត្តរបស់អ្នកវិញគឺ Link Bell ជាបងប្រុសស្លូតត្រង់ខ្ញុំមិនដឹងថាអ្នកកំពុងគិតអ្វីទេតើខ្ញុំកំពុងធ្វើអ្វីដោយចេតនាខ្ញុំមានអារម្មណ៍ថាមានឱកាសកំពុងរងចាំវានៅភ្នំបិសៅខ្ញុំមិនសូម្បីតែប្រៀបធៀបវាទៅនឹងប្រអប់កំណត់វិញ្ញាណនៅលើថ្មកំណត់នោះទេប្រសិនបើអ្នករឹបផ្លែឃ្លោកហើយយកវាមកទុំវិញអ្នកប្រហែលជាអាចប្រើវាម្ដងទៀតលោកតាខ្ញុំពិតជាគិតខុសមែនទេប៉ុន្តែចាប់តាំងពីវាជាឱកាសរបស់អ្នកឆាប់ឬក្រោយមកមិនថាបុណ្យធំយ៉ាងណាទេមិនយូរមិនឆាប់គឺជារបស់អ្នកទាំងអស់រឿងនឹងបើទំពាំងបាយជូរនេះជាឱកាសសម្រាប់ក្រុមមនុស្សយើងខ្ញុំមិនអាចមានលទ្ធភាពវាលោកសែងគីងយូទេវាជាវេនរបស់អ្នកហេតុអ្វីខ្ញុំគួរចង់ប្រព័ន្ធឡើងវិញតើស្ថានភាពយ៉ាងណាគ្មានការឆ្លើយតបវាអាចថាប្រព័ន្ធខូចប្រព័ន្ធមូលហេតុនិងឥទ្ធិពល Dingdale ត្រូវបានធ្វើឲ្យសកម្មហើយម៉ាស៊ីនត្រូវបានរកឃើញតើអ្នកអាចចង់វាបានទេតើនឹងមានអត្ថប្រយោជន៍ថ្មីថ្មោងដែរឬទេបើខ្ញុំចង់វិញម្ចាស់ផ្ទះមិនត្រូវបានចងភ្ជាប់ជាលើកដំបូងហើយមិនអាចទទួលបានអត្ថប្រយោជន៍នេះទេបើប្រព័ន្ធមានបញ្ញាវានឹងមិនជេរមនុស្សក្នុងចិត្តទេហាហាទេតើអ្នកអាចទទួលខ្ញុំបានទេតើអ្នកណាប្រាប់អ្នកថាអ្នកមានអំណាចគ្រប់គ្រាន់ខ្ញុំចង់ឲ្យអ្នកមានអំណាចខ្លាំងណាស់ដែលខ្ញុំចាត់ទុកអ្នកដូចជាជីតាបើចង់ឲ្យល្អគ្រាន់តែស្ដាប់បងប្អូនទៅរើសកំណប់ដែលបាត់មុនគេអ្នកពិតជាបានគិតអំពីវាល្បឿនរបស់ខ្ញុំលឿនណាស់ច្បាស់ភេងជាអាចទម្លុះឱកាសភ្លាមខ្ញុំមិនបានរំពឹងថាគាត់នឹងអាចបន្តបានទេប្រាកដណាស់តើខ្ញុំត្រូវទេវានៅតែជាប្រជាជនយើងមកដល់មុនគេអ្វីដែលខ្ញុំនឹកស្មានមិនដល់នោះគឺថាតើមិត្តរបស់ខ្ញុំនិងខ្ញុំបានចេញដំណើរមួយទៅមួយហើយអ្នកកាន់សាសនាតើក៏មកដល់ក្នុងពេលតែមួយប្រាកដណាស់វាហាក់បីដូចជាមនុស្សដែលមានការដាំដុះយ៉ាងស៊ីជម្រៅមិនគួរត្រូវបានប៉ាន់ស្មានឡើយសត្វពីកំណើតរបស់មនុស្សមិនអាចប៉ាន់ស្មានបានឡើយប្រាកដណាស់មានរឿងចម្លែកនិងអាចកំបាំងអំពីវាហាក់ដូចជាអាចចូលយកខាងបុកខាងញ៉ាំនៃសាសនានៅខែនេះបន្តិចម្ដងហើយបន្តមកផ្នែកនេះទៅទៀតពន្លឺកំណត់ពិសេសបង្កើតជាញ៉ាំនឹងគ្របដណ្ដប់លើផ្លែឈើ Link Bell វាគឺមួយដុំចុះយាបៅវិញចាប់ដែមខាងទៀតដោយសារគ្រូថាវាអាស្រ័យលើវាសនាតើមិនមែនមានន័យថាមិនបង្ខំទេតែពឹងលើខ្លួនឯងហា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 សូមសាកល្បងសំណាងរបស់យើងផងដែរតើវត្តតូចនេះល្អឬជាកំណប់វិញ្ញាណពីកំណើតបំណែកអុកតូច Ding Vengshi គួរឲ្យចាប់អារម្មណ៍ណាស់និយាយយឺតវាប្រែចេញវានៅតែជាជំហានយឺតពេកហេតុអ្វីបានជា Sankey មិនទាន់ចាក់ចេញតើគាត់ដូចយើងទេបងប្រុសកុំគិតស្ងាត់ប្រមូលតម្លៃក្រោយអ្នកត្រូវតែតស៊ូឲ្យបានឆាប់ប្រសិនបើអ្នកយឺតកុំខ្លាចក្នុងការរងចាំរហូតដល់ Fangbear Sheng Ling Bao ត្រូវបានដកចេញនោះអ្នកអាចចាត់វិធានការដោយផ្ទាល់ខ្ញុំនឹងជួយអ្នកឥឡូវនេះអ្នករារាំងអ្នកអតីមនុស្សតើតុងធានខ្ញុំនៅជាមួយអ្នកខ្ញុំមានអារម្មណ៍ថាជាផ្លូវដ៏សុចរិតនៅក្នុងខ្លួនខ្ញុំឃើញអ្នកកាន់សាសនាតើទាំងអស់នៅវិមានចិត្តជ្រៅជ្រៅលើផ្លូវនេះយើងមានតិចណាស់ប៉ុន្តែយើងដូចគ្នាបុរសតើហាហាខ្ញុំក៏ចាប់អារម្មណ៍ចង់ស្វែងយល់ជាមួយអ្នកដែរដើមឡើយខ្ញុំចង់និយាយជាមួយអ្នកកាន់សាសនាតើអំពីរឿងនេះតើស្ថានភាពយ៉ាងណាគ្រប់គ្នាលើកលែងតែបងប្អូនត្រូវលាក់ហុងនេះយ៉ានីស្មោះពេកហើយមែនទេដើមឡើយខ្ញុំឆ្ងល់ថាតើហុងយ៉ាននៅទីនេះដើម្បីបញ្ឈប់ខ្ញុំឬលោកហុងយុនវាមិនចាំបាច់សម្រាប់ខ្ញុំដើម្បីទៅវិសាលភាពនេះសម្រាប់ជាប្រយោជន៍របស់ខ្ញុំវាជារឿងធម្មតា
វាមិនអាចទៅរួចទេជាមូលដ្ឋានសម្រាប់អ្នកដើម្បីយកពីយ៉ាក្រាមនៃការបង្កើតអំកាឥឡូវនេះអ្នកនៅតែមានអារម្មណ៍ចង់លួចលាក់ចំពោះខ្ញុំហងយន់ដែលជាមិត្តរួមរបស់ Taoist បានយកកំណត់ទ្រព្យទាំងអស់ដែលអាចបង្កើត Tao ចេញលួចហើយដូច្នេះហេតុអ្វីខ្ញុំគួរបិទបាំងពួកគេបិទបាំងវាតាំងពីមិត្ត Tao ហងយន់ប្រព្រឹត្តចំពោះខ្ញុំបែបនេះតាមធម្មជាតិយើងមិនអាចឲ្យពួក Tao និយមចូលចិត្តភាពស្រស់ស្អាតបានទេយេហ៊ីយួនតែងតែលេចឡើង4000ផ្លូវហងយន់មិត្តភក្តិក៏មិននៅទីនេះដែរវាជាកន្លែងល្អសម្រាប់ការដាំដុះដូច្នេះយើងម្នាក់នឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីចាត់វិធានការរហូតដល់យើងមានឱកាសទៅថ្ងៃអនាគតមិនថាអ្នកនិងខ្ញុំអង្គុយនិយាយគ្នាយ៉ាងម៉េចទេអ្វីនេះមិនថាវាល្អយ៉ាងណាទេទោះជាយ៉ាងណាបើអ្នកយល់ខុសអ្នកនឹងមិនដឹងថាជាឆ្នាំស្វានឹងខែសេះពេលអ្នកភ្ញាក់ពីដំណេកនោះទេខ្ញុំមិនដឹងថាកន្បៈហ៊ីលូរបស់ហៅឆេងឈិនបានទៅណាទេគ្រាន់តែអនុញ្ញាតឲ្យវាទៅអ្នកកំពុងទទួលបានការចរចាប៉ុន្តែវាមិនមែនជាការខាតបង់ទេប្រសិនបើអ្នកអាចមើលឃើញការបង្កើតរបស់ហងយៀនតើស្រមោចសម្លាប់នេះមិនមានឥទ្ធិពលបង្ក្រាបសំណាងទេកំណប់ហុងមេងនេះពិតជាកំណប់របស់ក្រុងលើកនេះប៉ុន្តែគឺខ្ញុំដែលបានទាញយកប្រយោជន៍ពីមិត្តភក្តិរបស់ខ្ញុំផ្លូវដើរអំដាក់ខ្លួនឯងវាមិនមែនជាផ្លូវតែមួយទេដូច្នេះវាប្រហែលជាមិនល្អដូចហុងមេងឈៀនឆៃនៅលើផ្លូវក្រុងប៉ុន្តែវាអាចខ្ញុំក៏បានទទួលប្រយោជន៍ច្រើនពីការក្លាយជាការសម្លាប់មនុស្សលេខ1ក្នុងពិភពលោកអ្វីត្បិតតែទីក្រុងនេះមិនចាំបាច់សម្លាប់ក៏ដោយប៉ុន្តែវាស័ក្តិសមបំផុតសម្រាប់ការទំពុកប្រសិនបើឡើងឈឺដែលអាចរួមបញ្ចូលគ្នានៅទ្រង់ទ្រាយធំជាច្រើនជាមួយនឹងទម្រង់ដែលពួកគេអាចទូបានវាបញ្ចេញថាមពលប្រភេទផ្សេងក្នុងភាពវឹកវរដូចគ្នាគ្រប់ទម្រង់ផ្សេងដែលស្ថិតនៅក្រោមមេឃរានៃស្ថានសួគ៌ពិតជាមានឥទ្ធិពលបំផុតសំទល់ឲ្យល្អជាផ្លូវទៅរកការរួបរวมឯកភាពនិងទល់ឲ្យភាពពិតជារៃឆេងនិងថងឈិនពិភាក្សាឆៅបានផ្ដល់ឲ្យខ្ញុំនៅគំនិតជាច្រើនហើយឥឡូវនេះអ្វីត្រូវបានបញ្ចប់ដោយដឹងពីអ្វីដែលពួកតាវនិយមបានគ្រោងទុកនោះខ្ញុំនឹងត្រឡប់ទៅប្រាសាទតាវិញដោយធម្មជាតិដើម្បីអង្គុយនិងធ្វើសមាធិអនុវត្តឲ្យបានល្អនិងរំលាយអ្វីគ្រប់យ៉ាងនៅថ្ងៃនេះជួយយកដែលបងប្រុសនិងបងស្រីរបស់ខ្ញុំកើតគឺនៅក្នុងបិសោពេលនេះរឿងចែកទ្រព្យសម្បត្តិបានចប់ហើយខ្ញុំនិយាយលាពេលក្រោយលោកតាហុងយុនបើអ្នកមានពេលទំនេរនៅថ្ងៃអនាគតអ្នកប្រកាសជាមកខុនឡនដើម្បីស្វែងរកខ្ញុំហើយអ្នកនឹងអស្ចារ្យពេលខ្ញុំនិយាយអំពីវាយើងនឹងមានពេលវេលាល្អហើយមានពេលវេលាល្អខ្ញុំនឹងទៅដំឡើងវាបន្ទាប់ពីខ្ញុំទទួលបានសោកគ្រប់លោកការផ្លាស់ប្ដូរសរុបនៃយោយោទៀបអ្នកត្រូវការកន្លែងស្នាក់នៅខ្ញុំមិននឹកស្មានថាដោយសារតែថ្មីដ៏មានតម្លៃនេះទេទើបខ្ញុំសូមឲ្យអ្នកយកហុងមេងនៃគាមកបាំងមុខខ្ញុំដែលធ្វើឲ្យខ្ញុំខឹងយ៉ាងខ្លាំងបង្ហាញដាវរបស់អ្នកបន្ទាប់ពីខ្ញុំទទួលបានសារធាតុអញ្ចាញដ៏មានតម្លៃនេះខ្ញុំមិនភ័យខ្លាចអ្វីឡើយហេតុអ្វីបានជាអ្នកលះបង់អ្នកគ្រប់គ្រងនេះវាមិនមែននៅក្នុងដៃរបស់ខ្ញុំវាមិនដូចជាអ្នកមិនដឹងព័ត៌មានលម្អិតរបស់ខ្ញុំទេតើខ្ញុំអាចបោះបង់អត្តសញ្ញាណពិតរបស់ខ្ញុំដោយរបៀបណាអ្នកអសុំចុះផ្លូវតែខ្លួនវិញបាទមានពួកគេរាប់លានអ្នកមានតែដើរតាមផ្លូវរបស់អ្នកប៉ុណ្ណោះទើបអ្នកអាចរកឃើញផ្លូវដែលចិត្តត្រូវតាមធម្មជាតិអ្វីក៏ដោយដែលស័ក្តិសមនឹងអ្នកបំផុតគឺល្អបំផុតមិនអីទេបងប្រុសគ្រាន់តែដាក់សម្ពាធនេះចេញជាមុនសិនខ្ញុំបានប្រាប់អ្នកពីមុនថាខ្ញុំមានអារម្មណ៍ថាមានឱកាសនៅលើភ្នំហើយវាដល់ពេលដែលត្រូវរកមើលវាបងប្អូនដឹងទេថាឱកាសនេះពិតជាអ្វីខ្ញុំគ្រាន់តែវាគ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះខ្ញុំមានអារម្មណ៍មិនច្បាស់លាស់តើអ្នកជាអ្វីតើអ្នកមានអារម្មណ៍ថាមានការទាញឬហៅពីកន្លែងណាមួយទេបន្ទាប់មកអ្នកតែងតែមានអារម្មណ៍បន្តិចដឹងទេថាភ្នំប៊ូជើធំប៉ុណ្ណាទេយ៉ាងណាក៏ដោយដើមទំពាំងបាយជូរនៅទីនោះឱកាសកើតនៅទីនេះនៅភ្នំប៊ូជើប្រភេទតើអ្នកណាអាចនិយាយឲ្យប្រាកដបន្ទាប់មកអ្នកអាចចង្អុលខ្ញុំក្នុងទីដៅតោះរកមើលវាពីទីនេះហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ថាមានរបស់ផ្សេងទៀតនៅលើភ្នំយ៉ាវសិនវាហាក់ដូចជាឱកាសមួយកំពុងរងចាំយើងក្នុងករណីនេះយើងនឹងទៅភ្នំបាហ្សាវដើម្បីស្វែងរកមួយហេតុអ្វីយើងមិនទាន់បានជួបគ្នានេះមិនមែនជាដើមទំពាំងបាយជូររបស់យើងទេតើវាជាជោគវាសនារបស់អ្នកទេតើអ្នកមិនទាន់មានអារម្មណ៍ពិសេសទេអញ្ចឹងកុំបារម្ភអីប្រញាប់ឡើងខ្ញុំហៀបនឹងមានអារម្មណ៍ខ្ញុំមានប្រវត្តិល្អហើយបានគ្រប់គ្រងបងប្រុសខ្ញុំដោយស្ងៀមស្ងាត់គាត់ក៏រឹងរូសដែរមើលមកខ្ញុំមិននឹកស្មានដល់បងប្រុសដែលមានឈ្មោះអសរោះបែបនេះទេតើមានអ្វីកើតឡើងពីមុនខ្ញុំតែងតែគិតដោយសារឱកាសខ្ញុំអាចគិតយ៉ាងហ្មត់ចត់ថាតើយើងទាំងពីរមានឫសគល់ខាងវិញ្ញាណពីកំណើតឬអត់តើអូនប្រុសរបស់ខ្ញុំកាន់តែតាក់ទាញមែនទេបងប្រុសអ្នកនឹងទុកដង្ហើមចេញមួយផ្លែទើបអ្នកអាចនិយាយថាអូខេអ្នកទៅមុនមិនអីទេបងប្រុសសូមដកដង្ហើមចេញខ្ញុំនឹងនៅទីនោះដោយខ្លួនឯងបងប្រុសឫសគល់ខាងវិញ្ញាណរបស់ខ្ញុំត្រូវបានបញ្ចេញហើយអ្នកគឺបែបនេះប្រសិនបើខាលបាឆ្វៃមិនបង្ហាញខ្លួនម្ដងទៀតទេវានឹងច្រើនពេកខ្ញុំមិនចង់រីកចម្រើនទេខ្ញុំមិនចង់ដឹងពីបងប្រុសខ្ញុំទេតើអ្នកបានផ្លាស់ប្ដូរទម្រង់បែបបទរបស់អ្នកដោយរបៀបណា
បងប្រុសចម្លែកហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ថាមានអ្វីមួយកំពុងតាក់ទាញខ្ញុំតើនេះអាចទៅរួចទេវាជាឱកាសដែលអ្នកបានលើកឡើងប្រញាប់ឡើងហើយមានអារម្មណ៍ថាកន្លែងតាក់ទាញនេះមកពីណានេះគឺជាវាអ្នកបាននិយាយថាវាជារបស់អ្នកមិនថាអ្នកមើលវាយ៉ាងណាទេឱកាសគឺដូចជាឱកាសរបស់មិត្តតើនិយម Gen Atom ខ្ញុំនិងបងគឺមិនអាចបែងចែកដាច់ពីគ្នាបាននៅពេលដែលអ្នកកំណត់ថាតើមនុស្សទាំងនេះមកពីណានោះមិនមែនជាករណីនោះទេតោះទៅយាជាលឿនទីរក Calabash ជីដារបស់អ្នកនៅទីនេះសូមរងចាំបន្តិចមានប្រសិទ្ធភាពលាក់បាំងល្អណាស់នៅទីនេះវាប្រែថានេះគឺជាការបង្កើតដ៏ល្អការបង្កើតនេះគឺជាយានយែងនឹងការបង្កើតធាតុ5ដែល Calabash Wine មកជាមួយតើអ្វីទៅជាអត្ថន័យនៃខាងវិញ្ញាណហេតុអ្វីបានជាខ្វែងសែងឃីងត្រឡប់មករកពូទី7នេះមិនអីទេឥឡូវនេះយើងទាំងអស់គ្នាម្ដងទៀតវាជាការអាម៉ាស់ដែលខ្ញុំបានរងចាំឲ្យពួកគេបញ្ចប់សូមរងចាំស្វែងយល់ពីស្ថានភាពជាមុនសិនពួកគេមើលទៅដូចជាពួកគេនៅទីនេះដើម្បីទទួលបានចំណែកនៃនំប៉ុន្តែវាមិនងាយស្រួលសម្រាប់ពួកយើងក្នុងការស្វែងរកពួកគេនេះគឺជាពុកក្រហមនំខ្ញុំហេតុអ្វីបានជាយើងគួរចែករំលែកអ្វីដែលយើងបានរកឃើញជាមួយមនុស្សដូចពួកគេតោះមើលអ្វីដែលហងយ៉ាងនិយាយជាមុនសិនបើគេចង់ចាប់ខ្ញុំដោយបង្ខំតើពេលណាទើបត្រកូល Witch Clan ព្រមគ្នាប្រយុទ្ធហាអ្នកប្រកាសជាចាញ់ខ្ញុំមិត្តយើងពិតជាមានវាសនានៅជាមួយគ្នានេះជាជោគវាសនារបស់ហងយាននោះអស្ចារ្យណាស់បងប្អូនប្រុសហងយាន2នាក់មានអំណាចខ្លាំងរួចទៅហើយមានមេធ្មប់ដែលមានតួអ12ឈរនៅពីក្រោយពួកគេការចាក់បញ្ចូលវិទ្យាសាស្ត្រមិនអាចប្រើបានទេព្រោះរឿងនេះបានកើតឡើងជាមួយពួកគេវាអាចខុសតែប៉ុណ្ណោះវាជាកំហុសរបស់យើងដែលមកយឺត Fandel គឺជាអ្នកដែលយើងមិនយល់ស្របរួចទៅហើយតើអ្នកបារម្ភថាឥឡូវនេះអ្នករាល់គ្នាបានរកឃើញរូបវិញ្ញាណពីកំណត់នេះហើយប៉ុន្តែអ្នកនៅតែចង់ប្រយុទ្ធជាមួយខ្ញុំពួកគេធ្វើល្បិចតិចតួចពិតជាដូចដែលមិត្តរួមសាសនាតាវហុងយុននិយាយប្រាប់ការពិតជនរួមជាតិឆាវឆាវពិតជាមានសំណាងល្អនិងសំណាងល្អវាអាក្រក់ណាស់សម្រាប់ខ្ញុំក្នុងការក្លាយជាមនុស្សដំបូងដែលឈានមុខគេដូចជាឱកាសតើលោកចង់បានន័យថាហុងយានប្រញាប់ទៅមុខទៀតជាក់ស្ដែងយើងបានរកឃើញវាជាមួយគ្នាបើមិនដូច្នេះទេហេតុអ្វីបានជាគាត់មិនប្រមូលឬខាងវិញ្ញាណហើយត្រូវរងចាំតោះយកផ្លែឃ្លោកពួកគេពីរនាក់គឺដូចគ្នាជាមួយនឹងធម្មពលយិននិងយ៉េងហើយយើងមួយចំនួនក៏ដូចគ្នាដែរខ្ញុំមានសំណាងណាស់ថងសិនចៅជាមនុស្សទៀងត្រង់ប៉ុន្តែងាយស្រួលជាងក្នុងការស្គាល់គ្នាបើមានចំនួនក៏មិនចាំបាច់ឲ្យយើងចូលរួមដែរបើគ្រប់គ្នាមានចំណែកក្នុងនោះគឺថងសិនហៅប៉ុន្តែគាត់គឺជាមនុស្សតែម្នាក់គត់ក្នុងចំណោមមនុស្សទាំងនេះដែលមិនចាប់អារម្មណ៍នឹងផ្លែឃ្លោករបស់ខ្ញុំគិតថាខ្ញុំច្បាស់ជានឹងជួយគាត់ប្រសិនបើខ្ញុំមានឱកាសនាពេលអនាគតបងប្រុសរបស់ខ្ញុំដឹងដោយក្តីរំភើបថាគាត់មានឱកាសឃើញយុទ្ធខាងវិញ្ញាណនៅទីនេះដោយសារអ្នកនៅទីនេះដែលខ្ញុំនឹងចែកជូនអ្នកផងដែរតើវានឹងកើតឡើងនៅពេលណាវាជាវេនរបស់អ្នកហើយការបាញ់ប្រហារហើយបែងចែកតើការចែករំលែកដល់យើងមានន័យយ៉ាងណានេះជាអ្វីដែលយើងបានរកឃើញតើការចែករំលែកដល់យើងមានន័យយ៉ាងណាដូច្នេះចុះបើខ្ញុំចែករំលែកអនាគតពួកបរិសុទ្ធនៃគ្រួសារកូរ៉េនេះ Igor Vine យើងបានរកឃើញការបង្កើតសម្ងាត់ដំបូងហើយខ្ញុំផ្ទាល់បានបំបែកដើមមិត្តភក្តិតើមកមុនប្រាប់ខ្ញុំពីរបៀបដែលអ្នកចង់បែងចែកវាពុកក្រហមនេះវិញ្ញាណធម្មជាតិនេះជាមូលដ្ឋានរបស់ខ្ញុំជោគវាសនារបស់ចៅវ៉ៃនេះនោះហើយជារបៀបដែលយើងបានរកឃើញវាដោយសារអ្នកទាំងអស់គ្នាកើតឡើងក្នុងស្ថានភាពអស់សង្ឃឹមសូមឲ្យយើងទាំង3ជំរះនឹងហ្វូស៊ីម្នាក់ចុះអ្នកទាំងពីរដែលជាអ្នកកាន់សាសនាតាវហងយិនពិតជាមិនយកចិត្តទុកដាក់ខ្លាំងណាស់តើបុរសចំណាស់គិតថានេះជាផ្ទះរបស់អ្នកទេឬគាត់ត្រូវឲ្យអ្នកសាមនឹងវាហាបើខ្ញុំនិយាយអ្នកបានគិតច្រើនពេកហើយមិនដែលគិតថាអ្នកកាន់សាសនាតាវហុងយុនអាចរឹងរូសយ៉ាងនេះទេបងប្រុសតើយើងត្រូវធ្វើអ្វីតើយើងគួរឈរនៅទីណាខ្ញុំដឹងពីអ្វីដែលអ្នកគិតទោះបីជាហុងយានបានជួយអ្នកប៉ុន្តែសែងឃីងនិងអ្នកទាំងពីរគឺដូចគ្នាតោះតើយើងនិយាយថាបើយើងមិនជួយគ្នាទេយើងមិនបង្កបញ្ហាផ្លែឈើតើហុងយានផ្ដល់ទំនុកចិត្តអ្វីខ្លះដល់អ្នកតើវាជាអ្នកគ្រប់គ្រងហុងមេងលេងឈិនរបស់អ្នកទេតើហុងយានមានបញ្ហាអ្វីប្រសិនបើអាកប្បកិរិយារបស់បងប្រុសយួនខ្លាំងពេកខ្ញុំមិនអាចទ្រាំបានទេខ្ញុំត្រូវតែចាត់វិធានការឲ្យបងប្រុសគុំឆ្លោះគ្នាមានប្អូនប្រុសម្នាក់បងប្រុសនិងហ៊ូទូមិនព្រួយបារម្ភពីច្បាប់នៃមេឃធៀងផែនដីទេនៅពេលនេះការគិតរបស់ពួកគេកំពុងតែរីករាយជាបន្តបន្ទាប់ប្រសិនបើអ្នកមានការដាស់ដឹងល្អចុះនោះអ្នកអាចបានច្រើនជាង10គីឡូក្រាមទៀតផងរូបសម្រស់បច្ចុប្បន្នរបស់គាត់មិនត្រឹមតែដូចគ្នានឹងរូបខ្ញុំទេថែមទាំងខ្លាំងជាងរូបដើមទៀតផងការដែលអាចទាញយកធម្មពលនៃសរសៃផែនដីបុរាណអាចត្រូវបានចាត់ទុកថាមានម៉ាណាគ្មានទីបញ្ចប់
ខ្ញុំពិតជាមើលស្រាលបរិសម្នាក់នេះណាស់ប៉ុន្តែតាមរបៀបនេះអ្នកអាចប្រកួតប្រជែងជាមួយយើងហំបងប្រុសយើងនឹងប្រឈមមុខនឹងសែងឃីងថាមពលលើពីអ្វីដែលយើងនឹងមានប្រសិនបើពួកគេចូលរួមជាមួយយើងរបាំងសៀវភៅប្រហែលជាមិនអាចទប់បានទេខ្ញុំខ្លាចថាវាអាចបន្តបានមួយរយៈខ្ញុំបានប្រាប់បងប្រុសរបស់ខ្ញុំជាមួយនឹងបច្ចេកទេសសម្ងាត់ខ្សែឈាមថាខ្ញុំចង់មើលថាតើសែងឃីងមានអំណាចជាងឬយើងដែលជាមេធ្មប់ដូនតាទាំង12គឺខ្លាំងជាងសៀវភៅដីរបស់យើងត្រូវបានជាប់ទៅវារហស្ថានដ៏អស្ចារ្យនេះគឺជាវាគំនាបភ្នំបសាវខ្ញុំនៅតែគិតអំពីអ្នកបានចែកផ្លែឃ្លោកមួយចំណែកនៅលើដើមផ្លែឃ្លោកប៉ុន្តែឥឡូវគ្មានអ្នកណាអាចយកវាបានទេទៅទីនោះសមត្ថភាពគ្រាន់តែបំបែកសៀវភៅរបស់ខ្ញុំមានអ្វីមួយអំពីរបាំងសៀវភៅនៅទីនេះប៉ុន្តែវាអាចរារាំងផ្លោកនោមរបស់ខ្ញុំនេះគួរតែពិតជាមិនខ្លាចស្លាប់មែននិយាយអីចឹងបងប្អូនធ្លាប់ប្រាប់អ្នកណាម្នាក់អំពីលិខិតបញ្ជាក់ដីរបស់អ្នកទេធ្ងន់ធ្ងរហេតុអ្វីខ្ញុំគួរធ្វើតាមអ្នកផ្សេងអ្នកបាននិយាយថាអ្នកមិនមានន័យថាដើម្បីរក្សាប្រវត្តិរូបភាពនិងមិនឲ្យអ្នកផ្សេងទៀតស្វែងរកអត្តសញ្ញាណពិតរបស់អ្នកប្រសិនបើអ្នកផ្លាស់ប្ដូរបុគ្គលនេះដោយប្រុងប្រយ័ត្នអ្នកមិនខ្លាចស្លាប់ទេល្ងងគាត់មិនដឹងថាខ្ញុំគំរាមគាត់អីទេខ្ញុំមិនបានដឹងទេខ្ញុំបានវិតម្លៃសមត្ថភាពរបស់ខ្ញុំលើកដូច្នេះតើខ្ញុំគួរធ្វើអ្វីលើនេះខ្ញុំពិតជាញ័រណាស់នៅភ្នំបូជើយើងក៏នឹងជាប់ពាក់ព័ន្ធនឹងទទួលកម្មផលរបស់យើងតើអ្នកហ៊ានលះបង់ទេបើអ្នកសុខចិត្តរស់នៅក្នុងគ្រួសារអ្នកមានអ្នកណាដែលខ្មាស់គេច្រើនពេកនឹងចាញ់តើវាជាកម្មផលទេសូមធ្វើបុណ្យឲ្យបានច្រើនហើយលាងជម្រះខ្ញុំពិតជាគិតថាខ្ញុំមិនហ៊ានចាត់វិធានការទេហើយគួរតែផ្ដល់ការធូរស្រាលដល់ហងយ៉ានេះខ្លះពណ៌សូមមើលផេងយវិនអីចឹងតើមានអ្វីកើតឡើងរបាំងសៀវភៅផែនដីរបស់ខ្ញុំមិនជាប់ទៅនឹងភ្នំឆាវចិននិងហងយ៉ានទេអ្នកហ៊ានវាយឺតពេកក្នុងការលបួងខ្ញុំឥឡូវនេះថាមពលដៅហៀបនឹងបញ្ចេញប្រសិនបើរឿងនេះកើតឡើងប្រសិនបើការវាយប្រហារប្រភេទនេះប៉ះនឹងរបាំងសៀវភៅរបស់អធិរាជនោះខ្ញុំនឹងក្លាយជាមេបងប្រុសហងយ៉ានអ្នកបើហ៊ានបោកតើខ្ញុំមិនខ្លាចការសងសឹកពីស្ថានសួគ៌ក្នុងរាជវង្សហានខាងកើតទេតើមានអ្វីកើតឡើងវាពិតជាបែបនេះមែនលោក Davis Thongyan ទោះបីជាអ្នកចង់ស្លាប់ក៏ដោយក៏ត្រូវទាញយូអិនទៅជាមួយដែរខ្ញុំបានគិតព្រោះហងយ៉ាងនេះជាមនុស្សស្មោះត្រង់និងល្អមានចរិតស្លូតបូតខ្ញុំមិននឹកស្មានថាគាត់នឹងបែបនេះទេមនុស្សខ្លាំងមិនមែនជាបងប្រុសដើមដែលធ្វើច្រើនពេកហើយបង្ខំមនុស្សស្មោះត្រង់ឲ្យខ្លាចជាធ្វើបែបនេះវានឹងរឹតតែភ័យខ្លាចចំពោះគ្រូដែលខូខើនិងខូខើចំពោះយើងទៅថ្ងៃអនាគតនៅតែត្រូវប្រុងប្រយ័ត្ននៅពេលតាក់ទងគ្នាប៉ុន្តែអ្នកមិនអាចទះកំភ្លៀងអ្នកណាម្នាក់ដោយសារតែពួកគេមានបុគ្គលិកលក្ខណៈចិត្តល្អតើអ្នកបានរៀនទេបានរៀនបំភ្លេចវាក្រោយមកអ្នកនឹងត្រូវគិតយ៉ាងម៉ត់ចត់អំពីរបៀបដែលអ្នកអាចរស់បានវាក៏នឹងមានគូប្រជែងដែលនឹងខ្លាចអ្នកនាពេលអនាគតអំណាចរបស់អ្នកដែលជាអ្នកកាន់សាសនាតើ4អ្នកគឺមិនមែនហៅហ៊ុនដងមានទំនាក់ទំនងជាមួយហ៊ីវវែងទាំងមូលហើយអញ្ជើញអ្នកកាន់សាសនាតើឲ្យធ្វើការជាមួយគ្នាដើម្បីរក្សាស្ថានភាពឲ្យស្ថិតស្ថេរភ្នំតើនេះជាអ្វីតើមានអ្វីកើតឡើងផាញ់ដេញតើខ្ញុំអាចនិយាយអ្វីបានដោយចេតនាល្អប៉ុន្តែមិនបានប្រសិនបើអ្នកអាចខ្លាចជា Holy Mother អ្នកប្រហែលជាមិនអាចការពារខ្លួនអ្នកនៅក្នុងពិភពលោកនេះបានទេបើមិនមែនជារឿងដើមដែលខ្ញុំធ្វើច្រើនពេកទេហេតុអ្វីបានជាខ្ញុំដូចដើមម្លេះមិត្តរបស់ខ្ញុំនឹងឈរនៅទីនេះហើយអនុញ្ញាតឲ្យអ្នកបំផ្លាញបងប្រុសរបស់ខ្ញុំសៀវភៅផ្ដល់ឲ្យអ្នកនៅឱកាសអ្នកគួរតែប្រើវាដោយប្រាជ្ញាបើអ្នកចង់ស្លាប់ចាំរហូតដល់ខ្ញុំឡើងសោយរីកល្បិចពេលណាបងប្រុសវិធីនេះពិតជាមានអានុភាពណាស់ចាប់ពីពេលនេះទៅគ្មានអ្នកណាហ៊ានបង្ករឿងយើងឡើយមានផាសុកភាពឆ្លៀតឱកាសដោយសារខ្ញុំបានផ្ដល់ឱកាសឲ្យអ្នកហើយអ្នកមិនបានប្រើវាជាវេនរបស់អ្នកហើយវាជាវេនរបស់ខ្ញុំតើមានអ្វីកើតឡើងSam McCann it is Sam McCann ha 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 guys ប្រសិនបើឈឺឆ្វែមិនចង់ប្រយុទ្ធនោះគាត់នឹងប្រយុទ្ធនៅទីនេះឈឺឈៀងឃីងនិងយ៉ៃស៊ីវ៉ានេះគឺជាជោគវាសនារបស់ពួកគេហេតុអ្វីបានជាពួកគេចូលមកក្នុងដៃខ្ញុំហើយត្រូវបានប្រមូលដោយខ្ញុំតែស្រាពេកខ្ញុំបានប៉ាន់ស្មានគាត់ម្ដងទៀតយូសិនខេងយ៉ាននេះទីបំផុតខ្ញុំបានទទួលវាឆែកនេះពិតជាអ្នកដែលវិមានសិទ្ធិស្យវបានលើថាមានកម្រិតដាំដុះជ្រៅបំផុតក្នុងចំណោមប្រជាជនទាំងអស់នាពេលនេះគាត់ទើបតែបង្ក្រាបការវាយប្រហាររបស់ផេងយីវិនប៉ុន្តែឥឡូវនេះគាត់អាចប្រឈមមុខនឹងខ្ញុំដោយងាយស្រួលហើយហ៊ានធ្វើបាបអូនស្រីរបស់ខ្ញុំបងស្រីចង់ទេតើអ្នកនឹងចាប់ផ្ដើមសង្គ្រាមជាមួយត្រកូលមេធ្មប់របស់យើងទេហឹមណែននេះគឺជាប្រាសាទផេងយីមិនបានខ្ញុំចាត់វិធានការទាន់ពេលវាអាស្រ័យលើអ្នកសូមអរគុណដែលយើងដែរសម្រាប់ចំណេះដឹង
បងប្អូនគួរតែថែរក្សានាងសៀវភៅផែនដីជាមុនសិនហើយជឿនឹងខ្ញុំនឹងទៅទីនោះដើម្បីសុវត្ថិភាពខ្ញុំនឹងបន្តនៅទីនេះប្រសិនបើខ្ញុំឃើញអ្នកទាំង3បានធ្វើបាបប្អូនស្រី2នាក់របស់ខ្ញុំពេលខ្ញុំនៅឆ្ងាយមែនទេដឹងកាន់តែច្បាស់ទេមីង4ប្រែថាខ្ញុំសម្លុតប្អូនស្រីខ្ញុំ2នាក់ជាមួយមនុស្សច្រើនទៀតហេតុអ្វីបងប្អូន3នាក់មិនសម្លុតមនុស្សតិចជាមួយមនុស្សច្រើនទោះបីជាអ្នកជាដៃគូឆៅរបស់បងស្រីខ្ញុំក៏ដោយខ្ញុំអាចរកបានតែជាមួយមនុស្សនៅក្នុងប្រព័ន្ធមេធុរបស់ខ្ញុំឥឡូវនេះអូបើមិនដូច្នេះទេតើយើងអាចសុំឲ្យពួកគេផ្ដល់សំណងដល់នរណាម្នាក់ដែលមានវត្តមានដោយរបៀបណាបើមិនមែនដលូជីវេអ្នកណាខ្លះមិនលឺចុះណាទូចនេះបងប្រុសដេជាងមានការសង្ស័យបន្តិចហេជាជាងពិតជាមិនអាចមើលស្រាវវាបានទេគាត់ចាប់ផ្ដើមដាក់សម្ពាធលើយើងភ្លាមពេលយើងជួបវាជាកំហុសរបស់អ្នកបើយើងចង់ដោះស្រាយហេតុនឹងផងអ្នកអាចចំណាយសម្រាប់វាជាមួយនឹងទ្រព្យសម្បត្តិខាងវិញ្ញាណអ្នកអាចផ្ដល់សំណងដល់ពួកយើងសម្រាប់ផេងវ៉ែនេះគ្រាន់តែសរសេរវាចោលវាមិនអាចទៅរួចទេនោះគឺជាកំណប់3នឹងត្បូងវាមិនអាចទៅរួចទេមនុស្សល្អមាត់រឹងពេកមែនទេសំបីតែខ្ញុំដឹងថានេះមិនអាចទៅរួចទេគ្រាន់តែឃើញអ្នកគុំសម្លឹងមើល taking និង babel គ្រាន់តែយួនជាប្រសិនបើអ្នកធ្វើតាម taking function យ៉ាងនោះតាមធម្មជាតិមនុស្សពីរនាក់នេះនឹងមិនបោះបង់ចោលដោយយីទេហើយគ្រាន់តែត្រូវការគ្រប់គ្រងយួនជារាងកាយក៏អាចប្រើវាដើម្បីបែងចែក luteal corpus luteum នៃរាជវង្សយាននោះវាមិនអីទេសម្រាប់អ្នកក្នុងការផ្ដល់សំណងដល់មនុស្សដែលមានឈ្មោះថាយួនមកពួកយើងតើអ្នកអាចធ្វើអ្វីដល់ខ្ញុំនឹងមិនផ្ដល់ឲ្យអ្នកសំបីតែខ្ញុំនៅតែមានហុងយន្តប្រញាប់ឡើងហើយ proposition king យន្តរបស់ខ្ញុំមកវិញវាជាអំណោយពីគ្រូអ្នកហ៊ានប្លន់បាពីអ្វីដែលខ្ញុំបានផ្ដល់ឲ្យអ្នកហើយឥឡូវនេះអ្នកមានអត្ថប្រយោជន៍យើងបានឆ្លងកាត់គ្រប់គ្រាន់ហើយបើយើងសង្កត់គ្នាខ្លាំងពេកវានឹងបំផ្លាញបុគ្គលិកលក្ខណៈពីមុនរបស់យើងកាលពីដំបូងមិត្តភក្តិតៅរបស់ខ្ញុំអ្នកនិងខ្ញុំមានចំនួនដំបូងឡើយមកពីអ្នកចង់បានដាំទំពាំងបាយជូរដែលខ្ញុំរកបានមុនទើបអ្នកខំប្រឹងតស៊ូដើម្បីវាអង្រួនភ្នំបឺសាវហើយមិនអើពើនឹងសម័យបុរាណប្រវត្តិរាប់ពាន់ឆ្នាំខ្ញុំមានវានៅទីនេះតាមគម្រោងអ្នកឲ្យនាមត្រកូលហ៊ុនធីជាធ្នូនឹងផ្លែឃ្លោក3ហើយយើងនឹងយកវារឿងនេះគ្រាន់តែជាការដោះដូរអាវុធវេទមន្តប៉ុណ្ណោះគាត់សែននឹងមិត្តភក្តិតៅ4អ្នកផ្សេងទៀតនៅទីនេះវាក៏ជួយរក្សាលំនឹងដល់អ្នកក៏នឹងជួយខ្ញុំមួយចំណែកនៃកម្មផលរបស់ខ្ញុំដូច្នេះខ្ញុំនឹងឲ្យមួយជាអំណោយស្បៃក្តោបសម្រាប់អ្នកបងប្រុសជាយើងសម្រាប់ការសាទររបស់អ្នកក្នុងការជួយសង្គ្រោះការឡំពាត់ខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅផ្លែឃ្លោក1និងផ្លែឃ្លោក2ដែលនៅសល់ជាកម្មសិទ្ធិរបស់ខ្ញុំនិងធម្មពលពិតរបស់ខ្ញុំអ្នកឃើញហើយចុះមិត្ត David Hong Yun នៅតែបែបនេះទោះជាត្រូវបង្ខំចិត្តធ្វើយ៉ាងណាក៏នៅតែជ្រើសរើសមុនគេការជ្រើសរើសការផ្សះផ្សាគឺគ្រាន់តែជាការខិតខំប្រឹងប្រែងដ៏សាមញ្ញមួយសម្រាប់យើងសហការី Davis Hong Yun មិនបានបំភ្លេចវាទេហេតុអ្វីបានជាខ្ញុំតែងតែមានអារម្មណ៍ថាខ្ញុំនិយាយច្រើនពេកវាសំហេតុផលប៉ុន្តែមានអារម្មណ៍ចម្លែកហេតុអ្វីបានជាអ្នកប្រគល់ផ្លែឃ្លោកដើមឲ្យគេវាគ្រាន់តែជាកំហុសដំបូងប៉ុណ្ណោះខ្ញុំបានសុំបងប្រុសយើងយួនធ្វើរឿងនេះនៅក្នុងដំណើរការនៃការកែច្នៃអ្នកអាចមើលឃើញវាយ៉ាងច្បាស់ផងដែរពួកគេទាំងពីរនៅស្ងៀមផ្ដល់ឲ្យពួកគេគ្រាន់តែ3ផ្លែខ្ញុំមានអារម្មណ៍មិនស្រួលពេលគិតថានឹងឲ្យការ៉ុតចែកឲ្យគេតើមានចំណុចអ្វីហេតុអ្វីបានជាស្រីស្អាតឈ្មោះខឹងយ៉ាងនេះយើងបានចូលរួមតែតនៅកម្លាំងដើម្បីទម្លាក់ផ្សេងទាំងអស់ឲ្យដាក់ពួកគេតើអ្នកគិតថាអាចចាប់ទាររោគទាំងអស់បានទេបើដូច្នេះមែននោះមិនអីទេសម្រាប់ណាយើងអាចទទួលបានអត្ថប្រយោជន៍ច្រើនបំផុតនៅពីលើបន្ទាត់ខាងក្រោមរបស់ពួកគេទន្ទឹមនឹងនោះក៏ជាការល្អដែលធ្វើឲ្យយានឆែនបាត់មុខអ្នកពិតជាអួតខ្លាំងណាស់ទឹកប្រមាត់3ដើមគ្រាន់តែផ្លាស់ប្ដូរទង់ជាតិលឿនបន្ទាត់កណ្ដាលរបស់ខ្ញុំហើយអ្នកទៅជាមុនការប្រកួត Fusion King យន្តរបស់ខ្ញុំដែលខ្ញុំបានលួចមកនោះមិនស្ថិតក្នុងវិសាលភាពនៃការផ្សះផ្សាតតែសោះប្អូនប្រុសតូចបងប្រុសបើបង្ខំប្អូនប្រុស Yuan She ដល់ចំណុចនេះតើប្រើការផ្សះផ្សាអ្វីគ្រាន់តែឆ្លុះបំភ្លេចវាជារឿងខាងក្រៅសម្រាប់ខ្ញុំវាជាកំហុសរបស់ខ្ញុំផ្ទាល់តើខ្ញុំអាចធ្វើវាដោយរបៀបណាទុកឲ្យបងប្រុសមើលថែខ្ញុំសន្យាថាយើងចង់បានព្រឹទ្ធាចារ្យ Gold ដែលមានលក្ខណៈ3យ៉ាងគឺយិនយ៉ាងនិងទឹកនេះជាប្អូនប្រុសរបស់អ្នកនេះទឹកឃ្លោកដែលមានចលនាប្អូនប្រុសរបស់អ្នកទឹកឃ្លោកនេះនឹងនាំមុខអ្នករក្សាវានៅទីនេះតើធម្មពលយិននឹងយ៉ាងពីកំណើតនៃគ្រួសារប្អូនប្រុសខ្ញុំខ្លាំងម្ល៉េះផ្លែឃ្លោកនេះមិនទាន់ដុះទេសូមទ្រាំទ្រនឹងខ្ញុំហាយើងក៏មិនអាចប្រើផ្លែឃ្លោកនេះដែរប៉ុន្តែវាពិបាកសម្រាប់ខ្ញុំក្នុងការបដិសេធអ្នកបងស្រីអ្នកបានបរិច្ចាគច្រើនលើកនេះខ្ញុំនឹងទុកផ្លែឃ្លោកនេះឲ្យអ្នកលេងជាមួយវាអាចថាធម្មពលពីកំណើតរបស់ផ្លែឃ្លោកស្ដងម្ល៉េះបើដូច្នេះមែនយើងតើមានអ្វីទៀតតើនេះអាចធ្វើដូចម្តេចទៅ2បងប្រុសខ្ញុំនឹងប្រកល់វាវិញតើអ្នកចង់បានផ្លែព្រូនពណ៌ខៀវទេអ្នកអាចរក្សាផ្លែឃ្លោកខ្មៅនេះហើយធ្វើវាជាអាវុធវេទមន្តនៅពេលក្រោយយកព្រមបងប្រុសធំប្អូនប្រុសតោះត្រឡប់ទៅខនឡនបង Junior បងកំពុងធ្វើអ្វីបងប្រុសទី2តើបងមានបញ្ហាអ្វីតើមានអ្វីខុសប្តីប្រពន្ធទៅហៀមួយណាដែលអ្នកចង់បានមិត្តតាវនិយមនៅវ៉ាអ្នកត្រូវការផ្លែឃ្លោកនេះមិនអីទេវាអាស្រ័យលើអ្នកក្នុងការជ្រើសរើសខ្ញុំចង់បានសូមអរគុណចំពោះការលើកឡើងនេះអ្នកកាន់សាសនាតាវដៅឆ្វាមី White Gold និងបូជាចារ្យឆៅផ្សេងទៀតមានទីដៅដូចគ្នានឹងទីដៅដើមរបស់ពួកគេ
ទូយ៉ាងណាក៏ដោយខៃឈឺគឺអស្ចារ្យណាស់អរគុណសម្រាប់ការជួយរបស់បងប្អូនដែលហេតុអ្វីត្រូវនិយាយអរគុណខ្ញុំក៏គូដឹងគុណដែរសូមអរគុណដែលបានជួយយើងក្នុងការមើលថែ Zhao Shen បើមិនដូច្នេះទេកម្មផលរបស់ខ្ញុំអាចនឹងកាន់តែស៊ីជម្រៅហងយ៉ាងជេមានកម្មផលតិចជាងមិនត្រឹមតែចែកផ្លែឃ្លោកប៉ុណ្ណោះទេថែមទាំងបានអរព្រះគុណជាច្រើនដងផងដែលជាអំពើបាបប្រភពដើមនៃជនល្មើសប៉ុន្តែគាត់បានចាក់ចេញដោយមិននិយាយអ្វីទាំងអស់ប្រសិនបើអ្នកផ្ដល់ឲ្យ Taking Purple Gold អ្នកអាចទទួលបានការចាប់រង្វាន់ឬអត់តើស្ថានភាពយ៉ាងណាតើប្រព័ន្ធមាននេះទេក្រោយពីមានប្រតិកម្មទីបំផុតខ្ញុំបានឲ្យផ្លែឃ្លោកមួយដើមទោះបីគាត់បិទមាត់ក៏ដោយខ្ញុំចង់និយាយថាប៉ុន្តែ Taking គឺជាអ្នកទទួលយកនេះបន្ទាប់ពីទាំងអស់ឆ្នោតនេះជារឿងល្អប្រព័ន្ធនេះដំណើរការបានល្អមែនហើយធម្មពលយ៉ាងដ៏ខ្លាំងនេះបានមកដល់ម្លឹងទេវាអាចប្រើជាគ្រឿងបូជាសម្រាប់គង់តុងយីនតើមានអ្វីកើតឡើងចំពោះបងប្រុសហេតុអ្វីបានជាមានអារម្មណ៍ថាខ្ញុំបានបាត់បង់អ្វីដែលសំខាន់វាមិនសំខាន់ទេខ្ញុំគ្រាន់តែមានអារម្មណ៍ថាកម្លាំងរបស់ខ្ញុំត្រូវបានបង្ក្រាបវាច្បាស់ជាផ្លែឃ្លោកដែលខ្ញុំឲ្យចេញបន្ទាប់ពីគិតលើសពីវាហេតុអ្វីបានជាយើងត្រូវទាញយកធម្មពលពីកំណើតពាក់កណ្ដាលចេញពីផ្លែឃ្លោកផ្ទាល់ខ្លួនដើមឡើយយើងមានទំនាក់ទំនងស្នេហាជាមួយគាត់ដូច្នេះយើងមិនអាចញ៉ាំវាបានទេជូតវាឲ្យស្ងួតហើយទុកឲ្យក្រៀមនេះដើមទំពាំងបាយជូរនឹងកាត់ផ្នែកផ្លូវនៃការរស់រានមានជីវិតរបស់វាវេលាចាស់ចុងក្រោយនេះយ៉ាងហោចណាស់ក៏ពាក់ព័ន្ធដែរយើងដែលបង្កើតមនុស្សនោះក៏មានផ្ទៃពោះហើយចិញ្ចឹមគាត់មួយសន្ទុះក្រោយមកប្រហែលជាផ្លែឃ្លោកនឹងដុះឡើងវិញឬប្រហែលជាវាមិនអីទេក្នុងការធ្វើបែបបត់ដោយផ្ទាល់បងប្រុសមេងយើពិតជាចិត្តល្អមែនក្មេងស្រីតូចរបស់ខ្ញុំពីផ្ទះបានរកឃើញមនុស្សល្អហើយខ្ញុំបានគិតបន្ទាប់ពីអ្នកមកដល់តើអ្នកមិនអើពើនឹងខ្ញុំហើយចាប់ផ្ដើមប្រយុទ្ធទេហេតុអ្វីបានជាអ្នកមានការទប់ស្កាត់យ៉ាងនេះតើពួកគេគ្មានខួរក្បាលនៅក្នុងភ្នែករបស់អ្នកទេតើពួកគេអាចចុះសម្រុងគ្នាបានល្អទេពួកគេពិតជាឈឺចាប់ណាស់ទេ Zhao Shen គឺជាឆ្អឹងខ្នងរបស់ Peng Fashion ដែលគាំទ្រស្ថានសួគ៌នឹងផែនដីនៅមានអ្នកហ៊ានអង្រួនវាទៀតប្រសិនបើរឿងនេះកើតឡើងម្ដងទៀតនៅថ្ងៃអនាគតវានឹងមិនត្រឹមតែជាទុក្ខធំដល់ឪពុក Peng ប៉ុណ្ណោះទេការមិនគោរពក៏ជាការមិនគោរពកាតព្វកិច្ចរបស់បងប្អូនយើងដែរកុំគិតច្រើនពេកយ៉ាងណាមិញមនុស្ស7នាក់ដើមគឺហួសហេតុពេកដូច្នេះគំនិតរបស់អធិរីគឺខ្ញុំឆ្ងល់ថាតើយើងគួរបដូរវេនហើយយ៉ាងហោចណាស់មានអ្នកជំនួយដូនតាម្នាក់ស្នាក់នៅទីនេះដើម្បីមើលថែយើងភ្នំបូជើបាទវាជាហេតុផលដែលថាបើZhao Shenមានជោគវាសនាកាន់តែខ្លាំងជាមួយប្រជាជនសៀវប៉ុន្តែខ្ញុំមិនបានឃើញអ្នកមករស់នៅទីនេះទេហើយយើងក៏មិនដឹងថាយើងដែរលោកកើតនៅរាជវាំង Peng បើវាមិនបានកើតឡើងបែបនេះទេយើងមិនបានគិតអំពីវាទេតើមានអ្នកណាហ៊ានធ្វើអំពើអាក្រក់ចំពោះសដែលត្រូវមេឃលើភ្នំបេជទេខ្ញុំមិនអាចនិយាយអ្វីអំពីអ្នកបានទេតើត្រកូលមេធ្មប់របស់យើងធ្លាប់ប្រឈមមុខនឹងការហៅទៅកាន់ឋានសួគ៌នឹងផែនដីដើម្បីបង្កើតត្រកូលដែរទេវាដល់ពេលដែលត្រូវហៅទៅកាន់ឋានសួគ៌នឹងផែនដីដើម្បីបញ្ជាក់ថាត្រកូលវូអាចឈរលើខ្ញុំបានតើយើងគ្រាន់តែជាត្រកូលមេធ្មប់ទេយើងនៅតែត្រូវប្រាប់ពិភពលោកបងប្រុសយួនសូមផ្ដល់ព័ត៌មានលម្អិតបន្ថែមចេញទីនេះឆ្អឹងខ្នងនៃ Peng នៅភ្នំបេឆៅគឺជាប្រភពនៃខ្លឹមសារនិងឈាមរឹសរបស់អ្នកគួរតែនៅភ្នំប៊ូជើអ្នកតែងតែនិយាយថាវិញ្ញាណនៃត្រកូលវូគឺទៀងត្រង់និងសន្តិភាពភ្នំប៊ូជើនេះទ្រទ្រង់ស្ថានសួគ៌នឹងផែនដីអ្នកត្រូវតែមកការពារភ្នំប៊ូជើដែលជាអ្វីដែលអ្នកត្រូវធ្វើតើអ្នកមានឈ្មោះអ្វីដើម្បីធ្វើរឿងនេះតើស្ថានសួគ៌នឹងផែនដីស្គាល់មនុស្សគ្រប់គ្នាទេតើអ្នកយល់ស្របថាបងថ្លៃរបស់យើងពិតជាតារាសំណាងនៃកុលសម្ព័ន្ធអាស្វិករបស់យើងមែនទេរាល់ពេលទាំងនេះត្រូវបានលើកឡើងដែលមានសារៈសំខាន់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍជនជាតិភាគតិចអាស្វិករបស់យើងវាជារឿងមានប្រយោជន៍បងស្រីរបស់ខ្ញុំហងយិននិងបងប្រុសរបស់ខ្ញុំមានការលះបង់ខ្លាំងណាស់ព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីបន្ថែមមួយបន្ថែមទៀតហាអត់បងនិយាយអីកំ pl ែងម្លេះហេតុអ្វីបានជាអ្នកមិនប្រាប់ខ្ញុំញឹមផងដែរយើងមិនបានសើចទេយើងគ្រាន់តែគិតពីអនាគតដ៏អស្ចារ្យរបស់ប្រជាជនអាស្វិកដើម្បីធ្វើឲ្យខ្ញុំសប្បាយចិត្តយើងនៅទីនេះច្បាប់នៃប្រតិបត្តិការបន្ទាប់ពីទទួលបានបទជិតធម្មជាតិការបន្តពូជនៃកុលសម្ព័ន្ធនៃភូមិបានពន្លឿនហើយចំនួនប្រជាជនក៏កាន់តែធំឡើងផងដែរបន្ទាប់ពីវាកាន់តែរីកចម្រើនវាត្រូវបានចងភ្ជាប់ជាកុលសម្ព័ន្ធផ្សេងហើយធ្វើចំណាក់ស្រុកទៅកាន់ទីហោះស្ថានមានតែតាមរបៀបនេះទេដែលយើងអាចបំពេញកន្លែងរស់នៅរបស់កុលសម្ព័ន្ធរបស់យើងដើមឡើយយើងនៅតែបារម្ភពីការបែកគ្នារបស់យើងតើយើងទាំងអស់គ្នាអាចបន្តរួបរวมគ្នានិងប្រាប់ពិភពលោកបានទេត្រកូលមេងសេងវូនេះគឺដើម្បីបង្កើតការឯកភាពគ្នាដរាបណាមានការយល់ស្របថាមនុស្សគ្រប់គ្នាគឺជាអ្នកទទួលមរតកនៃវិញ្ញាណ Peng Fashion នៃត្រកូលវូមកដល់នេះគេមានគំនិតនេះយូរមកហើយគេគ្រាន់តែលើកឡើងម្ដងម្កាលនោះហើយជាទាំងអស់បន្ទាប់មកពួកគេអាចផ្លាស់ទីនៅក្នុង Amber របស់ពួកគេបងប្រុសហងយិនគ្រាន់តែប្រាប់ខ្ញុំពីអ្វីដែលយើងគួរធ្វើបន្ទាប់ទៀតបងហងយុនប្រាប់យើងទាំងអស់គ្នាខ្ញុំស្ដាប់អ្នកខ្ញុំគ្រាន់តែជាពកហើយខ្ញុំមិនមានពកទេតើអ្នកគិតយ៉ាងណាចំពោះរឿងទាំងនេះនៅក្នុងសៀវភៅដែលខ្ញុំបានអានពីមុនឥឡូវនេះខ្ញុំបានសម្រេចចិត្តបន្ទាប់ពីខ្លាចជាកុលសម្ព័ន្ធអ្នកគួរតែប្រាប់ភ្នំបេឆៅជារបស់អ្នកកុលសម្ព័ន្ធសិទ្ធិទាំងពីរបានឡំបត់ភ្នំបេឆៅហើយបានទៅភ្នំបេឆៅដោយសារអ្នកមិនមានការជំទាស់នឹងការអភិវឌ្ឍក្នុងទីដោយដូចគ្នាខ្ញុំនឹងគោរពដល់ភ្នំបេឆៅការដាក់ស្មារតី Peng ដែលនៅសេសសល់នៅលើភ្នំបេឆៅដើម្បីបង្ហាញពីអារម្មណ៍របស់គាត់ចំពោះព្រះដ៏អស្ចារ្យ Peng នៅពេលដែលភ្នំបេឆៅឆ្លើយតបវិមាន Peng នឹងត្រូវបានរុញចូលទៅក្នុងបេះដូងនៃភ្នំបេឆៅអាណាព្យាបាលមិនមែនជាZhao Shenទេខ្ញុំ
នេះជាអ្វីដែលខ្ញុំគិតធ្វើដូចដែលបងប្រុសខ្ញុំនិយាយលើកនេះធ្លាក់វាពិតជាខ្ជះខ្ជាយពេលវេលានិងការពន្យាពេលដូច្នេះសូមទៅមុនសិនប្រើកុសលលាងជំរះកម្មផលប្អូនឲ្យដោយសារបុណ្យឡើងឋានសួគ៌ជាមុនសិនចំណែកលោកហៅជាច្រើននឹងត្រូវរងចាំរហូតដល់បន្ទាប់ពីត្រកូលមេធ្មប់បានបង្កើតដោយខ្លួនឯងពួកគេនឹងមានគុណសម្បត្តិដើម្បីលុបបំបាត់កម្មផលរបស់ពួកគេដោយធម្មជាតិហើយខ្ញុំមិនចាំបាច់ព្រួយបារម្ភអំពីវាទេបេះដូងយើងបានត្រៀមខ្លួនជាស្រេចហើយរងចាំអ្នកមកធ្វើជាសាក្សីជាមួយគ្នាអ្វីដែលត្រូវមើលជាការពិតណាស់គឺជាអ្នកខ្ញុំតោះទៅទីនោះបងប្អូនតោះទៅហាអ្នកទាំងពីរអាចរាប់បានតើអ្នកបានចម្រាញ់ឈាមមេធ្មប់ដូនតាពីដំណក់ដែលខ្ញុំបានផ្ដល់ឲ្យអ្នកពីមុនទេអ្វីមិនអីទេវាគ្រាន់តែជារឿងតូចមួយប៉ុណ្ណោះខ្ញុំនឹងប្រាប់អ្នកបន្ទាប់ពីយើងបញ្ចប់ពិធីផ្លូវដ៏អស្ចារ្យគឺឡើងនៅទីនោះ Peng Fashion ឡើងលើមេឃសប្តាហ៍ថ្ងៃនេះមានបុព្វការីជនទាំង12នាក់របស់ Peng ដែលចង់ទទួលមកនៅបំណងប្រាថ្នាចុងក្រោយរបស់ឪពុកខ្លួននិងគ្រប់គ្រងដីព្រៃរត់ច្បាប់ការពារទ្វីបនេះដូច្នេះខ្ញុំនឹងបង្កើតអ្នកប្រាជ្ញនៅទីនេះនៅថ្ងៃនេះកុសសម្ព័ន្ធនេះមានមូលដ្ឋានលើដីបុរាណនិងវាលរហស្ថានដោយមានភ្នំប៊ូជើជាមូលដ្ឋាននិងមូលដ្ឋានរបស់វាវាំងបុរាណបានបង្ក្រាបជោគវាសនានៃត្រកូលមេធ្មប់ហើយបានបង្កើតត្រកូលមេធ្មប់ខ្មោចមិនប្រយ័ត្នទេសាន់តាតើយើងនឹងកាន់កាប់ភ្នំបិឆៅទេនេះជាបុណ្យភ្ជុំបិណ្ឌចុងក្រោយនិងជាកុសលនៃការបើកមេឃបើពិតថាកូនខ្ញុំស្រឡាញ់ខ្ញុំក៏អាចធ្វើបានបើទោះជាគាត់ជាកូនប្រសារនៃត្រកូលវូរបស់អ្នកក៏ដោយក៏គាត់នៅតែមានជំហរសម្រាប់របស់ខ្ញុំដែលនិយាយថានេះជាអ្វីដែលខ្ញុំបានบอกពួកគេពីមុនរង្វាន់នៃគំនិតសំណាងរបស់ត្រកូលមេធ្មប់ដែលពីដើមបានខ្ចាត់ខ្ចាយដោយខ្សែអំបោះឥឡូវនេះប្រៀបដូចជាទន្លេទូទៅយើងជាប្រជាជនវូបានតាំងភ្នំប៊ូជើជាទីឈរជើងរបស់យើងដើម្បីការពារក្រុងប៊ូជើមិនមែនដើម្បីកាន់កាប់ភ្នំប៊ូជើទេរួមសម្រាប់សត្វដែលមានមនោសញ្ចេតនាទាំងអស់នៅក្នុងព្រៃហើយមកដោយសេរីប៉ុន្តែកុំបន្ទោសខ្ញុំប្រសិនបើអ្នកធ្វើអ្វីដែលមិនសមរម្យនៅលើភ្នំបិឆៅយើងស្វាគមន៍ប្រជាជនអាស្បេកតើអ្នកមានគម្រោងប្រើប្រាស់គុណធម៌ដ៏អស្ចារ្យរបស់អ្នកដោយរបៀបណាជាការពិតណាស់វាគឺដើម្បីបញ្ចូលពួកវាទៅក្នុងរាងកាយដើម្បីបង្កើនកម្លាំងផ្ទាល់ខ្លួនរបស់អ្នកនេះគឺជាជម្រើសដ៏ល្អបំផុតរបស់ពួកគេប្រសិនបើអ្នកណាម្នាក់មានឱកាសផ្ដល់កំណើតដល់ព្រលឹងដូចហៅឈិននោះប្រហែលជាឈွန်មេងចុះអ្នកវិញយល់យ៉ាងណាដែរបងប្រុសហុងយុនដងសិនក៏បានរៀបចំផែនការផ្សេងទៀតសម្រាប់បងស្រីឈွန်មេងបើគិតពីរូបព្រះធម៌តើមានអ្វីទៀតក្រៅពីនេះវានឹងមិនមែនជារូបកាយនៃការចង់បានទេជប់លេងសើចគាត់ទៅអ្វីដែលហុងយុននិយាយគឺសម្រេចបានដោយធម្មជាតិតាមរយៈកុសលនិងគុណធម៌ដ៏អស្ចារ្យយួនសិនអ្នក Sixel Palace អាចចងចាំវាទោះបីជាអ្នកមិនយល់វាបន្ទាប់ពីបានស្ដាប់វាមែនទេជាការពិតណាស់យើងត្រូវតែបង្ហាត់ព្រលឹងជាមុនសិនខ្ញុំក៏ដឹងដែរថាវាសំខាន់ក្នុងការបង្ហាត់ព្រលឹងប៉ុន្តែវាពិតជាមែនវាពិបាកពេកវាពិតជាល្អណាស់ប្រសិនបើប្អូនស្រីឈွန်មេងអាចសម្រេចបានយួនសិនជីវិតខ្ញុំអាស្រ័យលើអ្នកស្រាចម្បងគឺដោយសារតែអាធ្មប់ខ្លួនឯងយើងមិនមែនទេតើអ្នកនិយាយថានឹងមានមេធ្មប់ការពារព្រះបរមរាជវាំងផេងនេះជាលើកទី1ហើយដែលគាត់នឹងការពារវាខ្ញុំខ្លាចអនាគតរបស់កញ្ញាឈွန်មេងវាបានធ្លាក់មកលើបងប្រុសហុងយុនមិនអីទេបន្ទាប់មកខ្ញុំនឹងព្យាយាមប្រសិនបើអ្នកអង្គុយនៅលើអាងចិញ្ចឹមត្រីនេះវាអាចមានប្រយោជន៍ខ្លះឈွန်មេងខ្ញុំបារម្ភពីអ្នកណាស់សូមឲ្យខ្ញុំទទួលបានអត្ថប្រយោជន៍និងគុណសម្បត្តិរបស់អ្នកបន្ទាប់ពីទទួលទានភាពច្របូកច្របល់និងត្រឡប់មកម្ដងទៀតតើយើងគួរទុកឲ្យភាពច្របូកច្របល់ទាំងអស់ស្រកឬទេមានជីយួនសិនអាចបង្អាក់ធម្មពលទាំងអស់បើគាត់ដកថយមិនត្រឹមតែកម្លាំងរបស់គាត់នឹងត្រូវថយចុះយ៉ាងខ្លាំងនោះទេប៉ុន្តែគាត់ក៏ប្រហែលជាមិនអាចរក្សាទឹកដីបានដែរបុគ្គលដែលបានសម្រេចយានសិននឹងត្រូវគេសម្លាប់តិចជាងខ្លួនឯងផងដែរនឹងមានឱកាសសម្រាប់ការចាប់បដិសន្ធឡើងវិញនៃជីវគីមីនាពេលអនាគតប៉ុន្តែស្ថានសុខស្នេហាអាកំបាំងនេះវិញ្ញាណផែនដីធម្មពលមានចំនួនជាមួយគ្នាប៉ុន្តែវារួមបញ្ចូលគ្នាយ៉ាងល្អជាមួយនឹងកម្លាំងរាងកាយរបស់ពួកគេដើម្បីអនុវត្តកម្លាំងរាងកាយរបស់ពួកគេតើជាក្បាច់គុណបែបណាមេនៃក្បាច់គុណព្រលឹងបង្កើតដោយខ្លួនឯងខ្ញុំចង់បង្កើតមួយប្រហែលជាអ្នកចាប់អារម្មណ៍ក្នុងការបញ្ជូនបន្តនៅធម្មពលរាងកាយរបស់ព្រះមហាផេងដើម្បីដោះស្រាយបញ្ហារបស់អ្នកត្រូវបើកមួយផ្សេងទៀតអ្នកមិនមែនទេតើអ្នកមានផ្លូវត្រូវហើយនៅនឹងច្បាប់និមិត្តសញ្ញាទាំង4របស់អ្នកតើអ្នកមិនទាន់សម្រេចចិត្តដើរលើផ្លូវមួយណាទេមានផ្លូវដ៏ថ្លៃថ្លានិងខាងវិញ្ញាណក្នុងការធ្វើដំណើរលោកឯកឧបាននិយាយម្ដងទៀតថាក្នុងលោកបុរាណនេះមានផ្លូវជាច្រើនលាយឡំគ្នាដូច្នេះតើមានផ្លូវណាដែលមានទំនៀមខាងការដើម្បីយ៉ាងដូចម្ដេចខ្ញុំបានទៅជាមួយបងប្រុសខ្ញុំហើយខ្ញុំមិនឃើញគាត់រងការបាត់បង់អ្វីឡើយវាគ្រាន់តែជាបញ្ហានៃការអនុវត្តបន្ថែមទៀតបងប្រុសហុងយុនបាននិយាយភ្លាមថានេះក៏ជាវត្ថុខាងវិញ្ញាណដែលគាត់ទទួលបានពីឈွန်មេងផងដែរតើខ្ញុំមានអារម្មណ៍បែបណាខ្ញុំមិនបានបរាជ័យពេលនេះទេបាត់របស់អ្នកវាបានបរាជ័យប៉ុន្តែវាក៏បង្ហាញខ្ញុំពីវិធីមួយផ្សេងទៀតអំណាចរបស់សៀវស្ថិតនៅលើមេឃអំណាចគ្រប់គ្រងច្បាប់នៃជីវិតនិងអំណាចរាងកាយខ្លាំងបំផុតខ្ញុំឆ្ងល់ថាហេតុអ្វីបានជាវាត្រូវតែដើម្បីអនុវត្តជាមួយនឹងធម្មពលខាងវិញ្ញាណនៃស្ថានសួគ៌និងផែនដីឬធម្មពលដុតតើអ្នកមិនអាចស្វែងរកកម្លាំងដោយផ្ទាល់នៅក្នុងខ្លួនអ្នកបានទេនិយាយឈ្មោះរបស់ខ្ញុំ
យក4សម្រាប់ក្បាច់គុណនិង shamanism លទ្ធផលគឺការវឹកហាត់ប្រយុទ្ធរបស់អ្នកវិធីសាស្ត្របណ្ដុះថាមពលថយនិងឈាមនិងពង្រឹងរាងកាយតើត្រូវធ្វើអ្វីបន្តប្រសិនបើអ្នកជឿខ្ញុំខ្លាំងអ្នកមិនខ្លាចថាខ្ញុំនឹងនាំអ្នកឲ្យវង្វេងហើយបំផ្លាញទម្រង់ពិតរបស់សៀវរបស់អ្នកទេបើវែងពេកប្រញាប់ប្រាប់ខ្ញុំឲ្យកែសម្រួលខ្ញុំក៏មិនបន្ទោសអ្នកដែរដើមឡើយហងយិនអាចបង្កើតមេធ្មប់ដូនតាដោយផ្ទាល់ជាមួយនឹងដំណក់នៃខ្លឹមសារនិងឈាមទាំងពីរនេះដោយវិធីនេះខ្លួនអាចកាន់តែខិតទៅជិត Witch Clan ដោយមិននឹកស្មានដល់ពេលនេះហងយិនបានកំចាត់វិញ្ញាណអាក្រក់ទាំងអស់តើគាត់អាចហាត់បានដោយរបៀបណា Cheng Siwuven ដើមឡើយខ្ញុំមានគម្រោងអនុវត្តរាងកាយណែនគ្រាន់ប៉ុន្តែក្រោយពីគិតជាយូរមកហើយខ្ញុំក៏បោះបង់ចោលតើវាល្អជាងក្នុងការកែប្រែវាឬចាត់ទុកអំណាចរបស់អ្នកចំពោះក្បាច់គុណផ្ទាល់ខ្លួនរបស់អ្នកទេនេះជាការពិតជាពិសេសគំនិតរបស់ខ្ញុំគឺពួកយើងជាអ្នកបង្កើតក្បាច់គុណរួមគ្នាខ្ញុំនឹងធ្វើតាមវិធីសាស្ត្រហ្វឹកហាត់ផ្ទៃក្នុងនៃក្បាច់គុណហើយអ្នកនឹងធ្វើតាមវិធីសាស្ត្រហ្វឹកហាត់ខាងក្រៅនៃក្បាច់គុណតើធ្វើដូចម្ដេចដើម្បីក្លាយជាម្ចាស់នៃសិល្បៈក្បាច់គុណទាំងខាងក្នុងនិងខាងក្រៅជាមួយហងយិនឡខ្ញុំសុខចិត្តថាទោះបីជាអ្នកជាអ្នកលេងក្បាច់គុណក៏ដោយក៏អ្នកត្រូវតែបញ្ចេញថាមពលរបស់របបចេញពីរាងកាយរបស់អ្នកក្នុងរយៈពេលដ៏ខ្លីកម្លាំងរបស់ខ្ញុំនឹងត្រូវកាត់បន្ថយយ៉ាងខ្លាំងប្រសិនបើខ្ញុំលែងអនុវត្តយូរថៃខ្ញុំនឹងនៅតែធ្វើឲ្យខ្លួនឯងមិនស្អាតប្រកបណាស់គឺជាយើងបើមិនជឿសួរមុនសិនប្រសិនបើវាប្រសើរជាងកណ្ដាប់ដៃរបស់យើងនោះអ្នកនិងខ្ញុំនឹងធ្វើការរួមគ្នាដើម្បីបង្កើតផ្លូវសម្រាប់សិល្បៈក្បាច់គុណនេះមិនគ្រប់គ្រាន់ទេអ្វីត្បិតតែសាច់និងឈាមល្អក៏ដោយប៉ុន្តែទីបំផុតពួកវាជាដើមឈើដែលគ្មានឫសនិងទឹកដោយគ្មានប្រភពអូនេះប្រសិនបើប្រភពនៃខ្លឹមសារនិងឈាមរបស់ខ្ញុំបានមកពីផេងតើវាមិនមែនជាខ្ញុំដែរទេអាចត្រូវបានចាត់ទុកថាជាផេងពិតប្រាកដផេងពិតប្រាកដពិតព្រះអង្គក៏ចំណានព្រះអង្គត្រូវការពីទូបង្គំព្រះអង្គនឹងប្រើផ្លូវដ៏ប្រសើរមុននឹងលាងជម្រះវិញ្ញាណអាក្រក់ទាំងអស់នៅក្នុងខ្លួនបើមិនអញ្ចឹងទេត្រជាក់អ្នកអាចចាក់វិញ្ញាណអាក្រក់ទាំងអស់នេះទៅក្នុងរូបសំណាកព្រះធម៌ខាងកើតរបស់អ្នកវាគ្រាន់តែជាការដែល Shang Be បំភ្លឺខាងវិញ្ញាណរបស់ខ្លួនជាមួយនឹងគុណសម្បត្តិនៃផ្លូវដ៏អស្ចារ្យទំនាក់ទំនងរវាងរូបសំណាក Dong Shendor មកនឹងអ្នកក៏តូចដែរជំនាញដាវដ៏អស្ចារ្យទៅហេតុអ្វីបានជាអរ៉ារបស់ត្រកូលវូថយចុះភ្លាមតើនេះមកពីឈួនមេងយន់ឡាវបងប្រុសនេះគឺជាខ្ញុំរឿងនៃរបស់យើងលំហាត់ដែលទទួលមកពី Peng Fashion ត្រូវបានប្រើដើម្បីបណ្ដុះកម្លាំងរាងកាយចាំមើលថាតើមានឯកសារយោងខ្លះឬអត់ការសិក្សាអំពីអត្ថន័យនៃចិញ្ចៀនត្រារបស់ Peng នឹងថាមពលជុំ9តើអ្វីជាភាពខុសគ្នារវាងបុគ្គលិកជាឈួននេះនិងជាឈួនឆាន់កងដែលបានបញ្ជូនទៅកាន់សិស្សដោយសែនហិងជំនាញអាចកំបាំង8ឬ9សូមអរគុណបងប្រុសជាងធម្មជាតិរបស់ខ្ញុំគឺទុនហើយអ្នករឹងវាជាការត្រឹមត្រូវដែលត្រូវមានសុភាពរៀបសារតាំងចិត្តសុភាពខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីនៅជាមួយឈួនមេងបន្ទាប់ពីការលាយបញ្ចូលគ្នារវាងឈាមនិងខៃម្នាក់រៀនពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់វានឹងត្រូវការពេលច្រើនដើម្បីសម្រេចបានការត្រាស់ដឹងយើងទាំងពីរនឹងរៀននិងបង្កើតក្បាច់គុណរួមគ្នាពួកគេនឹងមិនគិតច្រើនពេកទេនៅចំពោះមុខមនុស្សគ្រប់គ្នាមែនទេតោះធ្វើរៀងខ្លួនពួកគេកំពុងព្យាយាមសម្រេចបានការត្រាស់ដឹងប៉ុន្តែពួកគេមិនទាន់ដឹងនៅឡើយតើថៅចង់មានរនាំងសៀវភៅផែនដីនេះនៅពេលណាមិនចាំបាច់ព្រួយបារម្ភថាពួកគេរំខានទេកុំសម្ព័ន្ធទាំង12របស់អ្នកបានតាំងពីលំនៅតើអ្នកត្រូវការពួកគេទេប្រសិនបើអ្នកត្រូវការជំនួយពីខ្ញុំនឹងយល់ពីអ្នកសម្អាតចិត្តរបស់យើងវាហៀបនឹងចាប់ផ្ដើម5វិធីវាហាក់បីដូចជាវាមាននៅក្នុងពិភពលោកយូរមកហើយទើបតែពេលនេះទេដែលខ្ញុំបានបាត់បង់វាប្រហែលជាវាជាវិធីទាំង5វាគ្រាន់តែជាដាវមួយក្នុងចំណោមដាវជាច្រើនដែលត្រូវបានប្រគល់ដោយព្រះដ៏អស្ចារ្យផេងឥឡូវនេះអាណាចក្រសិល្បៈក្បាច់គុណរបស់អ្នកគឺនៅឆ្ងាយពីរាងកាយទោះបីជាអ្នកជាលូដ៏អស្ចារ្យក៏ដោយកម្លាំងទាំងអស់កើតចេញពីរាងកាយបន្ទាប់អ្នកត្រូវយកចិត្តទុកដាក់ខ្ញុំចាំថាអ្នកបាននិយាយពីមុនថាមនុស្សកាន់តែច្រើនដែលអនុវត្តឆៅនោះទំនងជានឹងមាននរណាម្នាក់អនុវត្តឆៅនេះដើម្បីកែមកភាពប្រសើរឡើងតើខ្ញុំអាចជ្រើសរើសត្រកូលមេធ្មប់និងខ្យល់ដើម្បីហាត់ក្បាច់គុណបានទេបើដូច្នេះមែនតើវាមិនល្អបំផុតនៃពិភពលោកទាំងពីរទេវាអាចត្រូវបានគេផ្សព្វផ្សាយប៉ុន្តែក្បាច់គុណគឺមិនមែនវាប្រហែលជាមិនស័ក្តិសមសម្រាប់មនុស្សគ្រប់គ្នាទេប៉ុន្តែវាមិនមែនទេវានឹងបង្កគ្រោះថ្នាក់ដល់ពួកគេគ្រាន់តែខ្លាយជាអនិច្ចជនតើអ្នកចង់ធ្វើអ្វីអំពីអាណាចក្រផ្សេងនៃសិល្បៈក្បាច់គុណតើត្រូវដាក់ឈ្មោះអ្វីបំភ្លេចវាទៅខ្ញុំគ្រាន់តែជាមនុស្សថតដូច្នេះសូមចែកតាមអាណាចក្រអំតាអនៅពេលដែលក្បាច់គុណកាន់តែរីកចម្រើនទៅថ្ងៃអនាគតនឹងមានមនុស្សដែលព្យាយាមកែប្រែបច្ចេកទេសបន្ទាប់ពីផ្លាស់ប្ដូរវាគ្រាន់តែហៅថាយឺឈួនយួនកងបើទោះបដូរឈ្មោះក៏យ៉ាងមិនដែរអ្នកនៅតែហៅខ្ញុំជាមនុស្សដដែល Sheng Del ដូនតាយូរមកហើយមិនអាចគេចពីអ្នកដទៃបានទេតើបុកបរោះនៃផ្លូវជ្រូកគឺជាអ្វីផ្លូវនេះមកដល់ទីនេះហើយមិនមែនជាមូលហេតុដែលលោកកើតក្នុងលោកនេះទេតើបុកបរោះជាអ្វីសូម្បីតែព្រឹត្តិការណ៍សំខាន់ដែលនឹងត្រូវបានបង្ហាញនៅពេលអនាគតក៏មិនអាចផ្លាស់ប្ដូរបានដែរឈួនមេងក៏អាចមានភាពរឹងមាំជាងមុនផងដែរសូមអបអរសាទរដល់បងប្រុសហងយិនដែលបានបង្កើតមួយផ្សេងទៀតខ្ញុំជាក្មេងស្រីម្នាក់ខ្ញុំដឹងគុណអ្នកដែលបានរំលឹកខ្ញុំពីភាពខ្វះខាតរបស់ខ្ញុំតើមានរឿងអ្វីកើតឡើងចំពោះបងប្រុសច្បងនៃគ្រួសារឌីនៅពេលនេះបងប្រុសច្បងនៃគ្រួសារឌីមានសុជីវធម៌ចំពោះខ្ញុំទាំងឈួនមេងនិងឈួនមេងគឺល្អខ្ញុំមិនពូកែខាងឈួនមេងក្នុងរបៀបហ្វឹកហាត់ខាងក្រៅនៅយូដេលទេបងប្រុសហងយុនក៏ជួយខ្ញុំដែររាងកាយរបស់អ្នកក៏ត្រូវបានចម្រាញ់ជាពីដំណក់នៃឈាមមេធ្មប់ដែលខ្លួនឯងនឹងផេងពីឆៅសនីបូ
ទំនាក់ទំនងរវាងបងស្រី Sheng និង Hao Chi គឺស្ទើរតែពាក់កណ្ដាលនៃត្រកូលមេធ្មប់អញ្ចឹងតើអ្នកចាប់អារម្មណ៍ក្នុងការធ្វើជាជីដូនទី13នៃកុលសម្ព័ន្ធ Asbek របស់ខ្ញុំទេវាជាការពិតដែលថា Hong Yan ពិតជាបានក្លាយជាមេធ្មប់ដូនតាទី13នេះគឺជាគ្រួសារមួយច្បាស់ជាមានរឿងអីកើតឡើងបើមិនដូច្នេះទេម្ដេចក៏សុំអូនធ្វើជាបុកបុរសទី13បើអូនល្អយ៉ាងនេះវូស៊ីហ្វាកើតតើមានអ្វីកើតឡើងវាគ្រាន់តែថាបងប្រុស Hong Yan អ្នកមានជោគវាសនាយ៉ាងជ្រាលជ្រៅជាមួយត្រកូលរបស់យើងហើយអ្វីនឹងចូលជាមួយผู้ชายហើយគ្រប់គ្នានឹងខ្លាចជាជោគជ័យទាំងស្រុងបងប្រុសកុំបន្ទោសខ្ញុំដែលធ្វើផែនការដាក់អ្នកវាពិតជាអំពីអត្ថភាពនៃត្រកូលវូវាជារឿងធំណាស់បងប្រុសខ្ញុំត្រូវតែធ្វើបែបនេះអូកុំបារម្ភខ្ញុំប្រកាសជាធ្វើវាខ្ញុំនឹងផ្ដល់សំណងឲ្យអ្នកយ៉ាងល្អហើយខ្ញុំនឹងមិនទុកឲ្យអ្នករងទុក្ខនោះឡើយប្រកាសជាមានបញ្ហានៅទីនេះឬប្រហែលជាមានអ្វីខុសជាមួយត្រកូលវូតើលីកទល់នឹងពួកគេខ្ញុំបានកត់សម្គាល់រឿងនេះមនុស្សពីរនាក់នេះត្រូវតែរៀបចំផែនការរឿងសំខាន់ម្ដងទៀតហេតើអ្នកនិយាយអំពីអ្វីបើមិនយល់ត្រូវបំភ្លេចចោលខ្ញុំនឹងបង្រៀនអ្នករាល់គ្នាក្បាច់គុណទៅឆ្ងាយប្រសិនបើយ៉ាងជាសមាជិកនៃកុលសម្ព័ន្ធដែលហាត់ក្បាច់គុណហើយមិនប្រើឈូខៃដើម្បីហ្វឹកហាត់រាងកាយរបស់គាត់តើគាត់អាចបំពេញខៃរបស់គាត់សម្រាប់វិស័យដោយរបៀបណាទាំងសាច់និងឈាមឬវត្ថុធាតុដើមធម្មជាតិនិងទ្រព្យសម្បត្តិនៅលើផែនដីនឹងធ្វើតើវាអាចថាខ្ញុំចាប់ផ្ដើមចំនួនរវាងបិសាចខ្មៅលើកនេះទេបងប្រុស Hong Yan ខ្ញុំដឹងថាអ្នកជាមនុស្សដែលមានសមត្ថភាពដោយសារអ្វីដែលអ្នកបានធ្វើគាត់ជាមនុស្សឆ្លាតហើយមានទំនាក់ទំនងចុះសម្រុងនឹងបងស្រីរបស់ហៅជាបងស្រី Chua Ming ឥឡូវនេះយើងដែលជាកុលសម្ព័ន្ធវូពិតជាត្រូវការអ្នកសុំកុំដាក់ហៅជានឹង Chua Ming នៅក្បែរគ្នាអីវាមានអារម្មណ៍ថា Chua Ming មានអ្វីមួយខុសជាមួយខ្ញុំទាំងអស់នេះជារឿងតូចតែខ្ញុំដឹងថាក្នុងនាមប្រជាជន Asbek ទាំងមូលយើងមិនអាចបង្ហាញពីអារម្មណ៍របស់យើងជាមួយនឹងអារម្មណ៍បានទេចាប់ពង្រត់អ្នកប៉ុន្តែយើងជាជនជាតិ Asbek នឹងបងថ្លៃអ្វីដែលអ្នកអាចស្រមៃបានខ្ញុំគ្រាន់តែចង់ឲ្យអ្នកចូលរួមជាមួយខ្ញុំជាម៉ែនព្រះអម្ចាស់របស់យើងអ្នកក៏ដឹងដែរថាគ្មានឥទ្ធិឫទ្ធិដ៏អស្ចារ្យពីបុរាណណាមួយដែលចាស់ហើយរងចាំខ្លួនឯងនោះទេខ្ញុំនៅតែឆ្ងល់ថាហេតុអ្វីបានជាត្រកូលវូមិនដឹងអ្វីអំពីពិធីបុណ្យ Bright Festival នាពេលអនាគតខ្ញុំមិនបានដឹងអ្វីទាំងអស់ប៉ុន្តែបងប្រុសជាជាងអ្នកមករកខ្ញុំដោយមើលទៅគួរឲ្យព្រួយបារម្ភខ្ញុំបានចូលរួមជាមួយត្រកូលវូហើយបានបញ្ជាក់ពីត្រកូលវូគ្រប់ការចំណាយទាំងអស់តើមានអ្វីនៅទីនោះប៉ុន្តែឥឡូវនេះត្រកូលវូរីកចម្រើនទៅហើយមិនមានបញ្ហាអ្វីទាំងអស់ខ្ញុំនឹងសួរ Shi Jian ម្ដងទៀតនាពេលអនាគតបងប្រុស De Jian ការបញ្ចេញមតិរបស់អ្នកនិយាយគ្រប់យ៉ាងដូច្នេះ99តើឆេងទទួលបានព័ត៌មានអ្វីខ្លះបងប្រុស Hong Yan តើមានអ្វីកើតឡើងនៅក្នុងក្បាលរបស់អ្នកមើលទៅល្អខ្ញុំមិនដឹងច្បាស់ពីអ្វីដែលខ្ញុំបានឃើញទេប៉ុន្តែខ្ញុំគិតថាអ្នកប្រហែលជាមេធ្មប់ម្នាក់របស់យើងជីវិតរបស់ត្រកូលដូច្នេះខ្ញុំគិតថាបើអ្នកខ្លាយជាបុកបុរសទី13នៃត្រកូលមេធ្មប់យើងតើត្រកូលនឹងមិនត្រូវបានសង្គ្រោះទេវាហាក់ដូចជាយើងពិតជាបានឃើញព័ត៌មានជាច្រើនអំពីអនាគតសូម្បីតែអធិផ្ទាល់ខ្លួនរបស់គាត់ក៏ត្រូវបានកត់សម្គាល់ដោយគាត់ដែរបងប្រុស Hong Yan ខ្ញុំនឹងមិនលេងល្បិចជាមួយអ្នកទេប្រសិនបើអ្នកចូលរួមជាមួយត្រកូលវូហើយខ្លាយជាបុកបុរសទី13វិញអ្នកមិនចាំបាច់ធ្វើអ្វីទេហើយអ្វីបានជាយើងតែត្រកូលមេធ្មប់ទៅលើអ្នកទាំងពីរនេះសាស្ត្រគាត់ខ្ញុំបានរកឃើញវាមិនត្រឹមតែខ្ញុំនឹងទុកវាឲ្យអ្នកប៉ុណ្ណោះទេប៉ុន្តែខ្ញុំក៏នឹងផ្ដល់ឲ្យអ្នកនៅអំណាចគ្រប់គ្រងលើវិមានផេងទៅផងដែរសារពើផននៃត្រកូលមេធ្មប់អាងឈាមនៅក្នុងវិមានផេងសូម្បីតែស្រីក្រៅត្រកូលមេធ្មប់ក៏អាចគ្រប់គ្រងប្រវត្តិសាស្ត្របានដែរតើត្រូវធ្វើអ្វីខ្លះដើម្បីដាក់ចំណែកមួយសម្រាប់អ្នកបង្កើតកុលសម្ព័ន្ធទី13គ្មានអ្វីដែលអ្នកត្រូវធ្វើទេអ្វីខ្លាចជាមេធ្មប់ខ្លួនឯងទី13ឧត្តមសេនីយ៍ឆេងពិតជាបានមកនិយាយជាមួយខ្ញុំក្នុងនាមត្រកូលវូដូច្នេះខ្ញុំមិនអាចទទួលយកវាដោយផ្អែកលើអារម្មណ៍ទេអ្នកត្រូវតែដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកជាមុនសិនក្នុងនាមជាមេធ្មប់ខ្លួនឯងធម្មជាតិត្រូវតែទទួលជោគវាសនានៃត្រកូលមេធ្មប់និងអំណាចទាំងអស់នៅក្នុងអ្វីគ្រប់យ៉ាងប៉ុន្តែមេពិតជាមិនអាចផ្លាស់ប្ដូរបានទេខ្ញុំបានផ្លាស់ប្ដូរច្រើនណាស់មែនទេគ្រាន់តែក្រឡេកមើលទៅអនាគតដ៏ភ្លឺស្វាងគ្មានអ្វីពេញលេញនិងឆ្ងាយនោះទេបើសូម្បីតែខ្ញុំមិនហ៊ានខ្លាយជារឿងមួយក្នុងចំណោមរឿងទាំង13នេះទេដូច្នេះតើខ្ញុំអាចនិយាយអ្វីខ្លះអំពីការផ្លាស់ប្ដូរដ៏ធំដែលខ្ញុំចង់ធ្វើយល់ព្រមខ្ញុំនឹងចូលរួមប៉ុន្តែខ្ញុំគ្រាន់តែមានឈ្មោះមិនពិតហើយខ្ញុំមិនមែនជាកុលសម្ព័ន្ធណាមួយឥឡូវនេះទេគ្រាន់តែចង់ដឹងចង់ឃើញបងប្រុស Hong Yun ខ្ញុំអានឈ្មោះរបស់អ្នកបានត្រឹមត្រូវនឹងអ្វីដែលអ្នកទើបតែនិយាយខ្ញុំនឹងបញ្ជូនត្រកូលមេធ្មប់ទៅអ្នកដើម្បីការពារអ្នកក្នុងពេលបន្តិចទៀតនេះខ្ញុំនឹងនាំអ្នកទៅទីនោះឥឡូវនេះតើមានអ្វីនៅវិមានផេងទេសំណងនៃស្មារតីរបស់ផេងអាចប្រើសំណងនៃស្មារតីផេងបានជំនួយការរបស់វិកែមអបប្រព័ន្ធទាំងស្រុងហើយមានទាំងអស់នៅក្នុង Shaoshan តាមធម្មជាតិវិមានផេងរបស់យើងក៏មានធ្លុកឈាមដ៏ជ្រៅបំផុតនៅក្នុងវិមានផេងផងដែរវាក៏មានត្រារបស់ព្រះវរវតាផងដែរតើខ្ញុំអាចបដូរវាទៅជាមួយនេះបានទេខ្ញុំចង់ជួបរឿងចម្លែកបើខ្ញុំត្រូវការព្រះដ៏អស្ចារ្យផេងមកជួយបង្កាប់និងកែលម្អវាខ្ញុំមិនដឹងថាតើវាអាចព្យាបាលបានទេកាន់តែឆាប់កាន់តែល្អវាល្អបំផុតក្នុងការទៅឥឡូវនេះផ្លូវក្រោមដីនេះគឺជាកន្លែងបង្ហូរឈាមនៃត្រកូលមេធ្មប់របស់យើងគឺមេធ្មប់ដូនតាទាំង12នាក់របស់យើងពួកគេទាំងអស់កើតចេញពីធ្លុកឈាមនេះប្រសិនបើអ្នកខ្លាចជាបុកបុរសទី13បើអ្នកនិយាយវាមិនរាប់ថាខ្ញុំនិយាយវាទេវាមិនសំខាន់ទេអ្នកនៅតែត្រូវការឆន្ទៈរបស់ព្រះផេងដើម្បីតាក់ទាញវិញ្ញាណពិតរបស់អ្នកយីហោគឺគ្រប់គ្រាន់ហើយនេះគឺជាធ្លុកឈាមស្នូលនៃត្រកូលមេធ្មប់របស់យើងអ្នកអាចបញ្ចូលវាដោយផ្ទាល់ក្នុងពេលបន្តិចទៀតក្នុងចំណោមនោះមានត្រាដែលបំផុសកម្លាំងនៃរូបកាយរបស់មនុស្សម្នាក់ឲ្យមានវិញ្ញាណឡើងវិញខ្ញុំនឹងមកទីនេះដើម្បីស្វែងរកអ្នកនេះបានប៉ះផេងអ្នកអាចប្រើអាតកំបាំងនៃសញ្ញាដើម្បីធ្វើឲ្យសញ្ញានៃការស្ដារឡើងវិញដោយខ្លួនអ្នកផ្ទាល់ពេលវេលាមកដល់ខ្ញុំនឹងផ្ទាល់
ចូលចុះទៅដាក់ទ្រព្យសម្បត្តិខាងវិញ្ញាណទាំងអស់ចូលក្នុងឆ្នាំងហុងមេងលៀងធានជាមុនសិនអូតាមពិតមានអារម្មណ៍ស្រួលបន្តិចហើយរងចាំបន្តិចក្រោយពីធ្វើអ្វីចប់ខ្ញុំអាចគិតរកវិធីបន្សុទ្ធឈាមរហូតដល់ពេលនោះស្រូបយកបានល្អច្បាប់ចម្លងរបស់ហេហេតុអ្វីបានជាសញ្ញាផេងគេមិនទាន់បង្ហាញខ្លួនឬថាខ្ញុំធ្វើអ្វីខុសខ្ញុំមិនបានកត់សម្គាល់អ្វីទាំងអស់នេះទេតើវាជាអ្វីព្រះដ៏អស្ចារ្យផេងយើដែលបានបង្ហាញខ្លួននៅពេលនោះកំពុងគោរពបូជាហងយានដែលជាមេធ្មប់ដូនតាទី13នៃត្រកូលវូនិងបុកបុរសទាំង5នៃសាខាទាំង5ខ្ញុំក៏បានសុំព្រះមហាពោធិសត្វឲ្យជួយបង្កាបកំណប់ទ្រព្យដ៏កម្រផងអ្នកពិតជាបានសុំផេងគេឲ្យបង្ក្រាបខ្ញុំអ្នកចង់រត់ចេញនៅពេលដែលប្រព័ន្ធកាត់បន្ថយចំណាត់ថ្នាក់នៅតែធ្វើពុតខ្ញុំបាននិយាយថាវាសម្រាប់ប្រព័ន្ធប៉ុន្តែឥឡូវប្រព័ន្ធត្រូវបានចងភ្ជាប់នឹងខ្ញុំសូមមកកាន់ព្រលឹងខ្ញុំផ្ទាល់អូស្ទើរតែមានអ្វីកើតឡើងប្រាកដណាស់វាតែងតែមិនមានអ្វីខុសជាមួយនឹងការមានការការពារបន្ថែមទៀតពិតជាមានអ្វីខុសជាមួយប្រព័ន្ធនេះប្រទេសកូរ៉េខាងត្បូងទោះបីជាអ្នកបានសម្លាប់ Charles Demon Gods 3000 នាក់ក៏ដោយក៏គ្មាននរណាម្នាក់អាចផ្ទួលអ្នកបានដែរយ៉ាងណាមិញវាគ្មានអ្វីក្រៅពីពិភពនៃជីវគីមីនោះទេហាហងយួនអ្នកបាននិយាយថាអ្នកនឹងឡើងគោនឹងស្ថានបរមសុខផ្លាស់ប្ដូរជោគវាសនារបស់អ្នកហើយសូម្បីតែខ្លាយជាបរិសុទ្ធអ្នកបានដាំដុះច្រើនអញ្ចឹងហេតុអ្វីបានជាអ្នកត្រូវស្លាប់ខ្ញុំចង់បានអ្នកវាគ្រាន់តែជាប្រភពដើមនៃពិភពលោកបន្តិចដើម្បីជួសជុលខ្លួនឯងនេះមិនអីទេតើអ្នកនៅទីនេះទេអធិស្ឋានអ្នកបានរចនាខ្ញុំតាមរបៀបនេះតើអ្នកជាអ្នកណាតើខ្ញុំជានរណាខ្ញុំជាកម្ពុជាDemon God of Charles Cousin Effect អ្នកមើលទៅដូចជាមនុស្សកិច្ចឆានហើយហត់ដង្ហើមដោយគិតថាខ្ញុំមិនដឹងអ្វីសោះអំពីការប្រតិបត្តិខាងវិញ្ញាណតើអ្នកដឹងទេការពារកណ្នីរបស់ខ្ញុំដូចជាចោលអង់គ្លេសមកលើខ្ញុំពីមុនមកបណ្ដាញអភូតហេតុហើយយើងឲ្យខ្លាយជាមនុស្សម្ដងទៀតប៉ុន្តែខ្ញុំជាមនុស្សល្ងងមែនទេតើអ្នកណាទៀតដែលចង់ខ្លាយជាអ្នកជាមួយពិតជាបុណ្យកុសលមែនខ្ញុំខ្លាចប្រសិនបើខ្ញុំមិនបានទទួលកំណប់ទ្រព្យពីប្រព័ន្ធបន្ទាប់មកខ្ញុំបានទទួលនូវសម្បត្តិនៃកុសលនិងគុណធម៌នេះយ៉ាងរហ័សនិងជាអ្នកគ្រប់គ្រងក្រុមនេះព្រះវិញ្ញាណដែលសង្កត់សង្កិនមានគម្រោងបង្កបញ្ហាជាយូរមកហើយតើអ្នកហ៊ានប្រឆាំងយ៉ាងណាខួរក្បាលរបស់អ្នកមានបញ្ហាអ្វីមួយហេតុអ្វីខ្ញុំមិនហ៊ានប្រឆាំងទប់ទល់នឹងអ្នកតើអ្នកមិនគិតថាប្រព័ន្ធនេះមានសមត្ថភាពនិងមានតម្លៃបំផុតទេហេតុអ្វីបានជាអ្នកបែបនេះតើអ្នកបានធ្វើអ្វីខ្លះសមត្ថភាពរបស់ខ្ញុំគឺជាអ្វីដែលខ្ញុំបានចំណាយថាមពលមានកំណត់របស់ខ្ញុំដើម្បីសម្រេចបានដូច្នេះអ្នកអាចទាញយកអត្ថប្រយោជន៍ពីវាឥឡូវនេះអត្ថប្រយោជន៍នៃការបរិភោគផ្លែឈើស្ងួតអ្នកមិនមែនជាកូនមនុស្សទេអ្នកក៏មិនព្រមហៅខ្ញុំដែរខ្ញុំបានឮថាចៅវាយនៅតែចង់បានការទុកចិត្តរបស់ខ្ញុំគឺសម្រាប់ហេតុផលនេះដែលខ្ញុំគ្រាន់តែជាមិត្តប៉ុណ្ណោះវាគ្រាន់តែជាការសោកស្ដាយដែលអ្នកនៅសល់តែផ្នែកតូចមួយប៉ុណ្ណោះខ្ញុំនឹងរងចាំអ្នកនៅពេលដែលខ្ញុំត្រឡប់ទៅព្រលឹងរបស់ខ្ញុំហើយត្រឡប់មករកអ្នកប្រសិនបើអ្នកមិនធ្វើមកខ្ញុំនឹងត្រឡប់មករកអ្នកវិញខ្ញុំទៅលោកឲ្យលោកអ្នកដឹងថាខ្ញុំគិតយ៉ាងណាចំពោះរឿងអាស្រូវនេះវាជា Fanga ដែលសុំនឹងស្លាប់ចាំខ្ញុំត្រឡប់ទៅចិនវិញដើម្បីសងសឹកតើនេះជាអ្វីមិនគួរទេវាជាបណ្ដាសាមែនទេខ្ញុំយល់ថានេះគឺជាសញ្ញានៃដាវ Denfield ដែល Saint King និងអ្នកអតីតបានទទួលមរតកដូចគ្នានេះដែលនេះជាសញ្ញានៃផ្លូវដ៏អស្ចារ្យនៃហេតុនិងផលការទទួលសញ្ញានេះនឹងនាំឲ្យមានការយល់ដឹងអំពីផ្លូវនៃហេតុនិងផលការអនុវត្តនឹងជួយអ្នកឲ្យទទួលបានភាពជោគជ័យប៉ុន្តែសញ្ញានេះក៏ដូចជាឈុតមួយតារាបណា Demon God ត្រឡប់ទៅពិភពព្រៃវិញគាត់នឹងដឹងពីទីតាំងរបស់ខ្ញុំភ្លាមនេះនឹងមានការឆ្លោះគ្នារហូតដល់ស្លាប់ដូច្នេះត្រូវថែខ្លួនជាមុនសិនបន្ទាប់ពីអ្វីត្រូវបានដោះស្រាយរួចខ្ញុំបាននិយាយថាមិនមានអ្វីត្រូវព្រួយបារម្ភទេមេឃកំពុងធ្លាក់ចុះមានបុរសខ្ពស់ម្នាក់ចង់ត្រឡប់មកប្រាប់ខ្ញុំ
ដូនតាបាននិយាយថាទៅហើយនៅពេលនោះហៅឈឺនឹងខ្លាចជាអ្នកបរិសុទ្ធមកដល់ហើយបាយទុននេះគួរញ៉ាំហើយត្រូវញ៉ាំឲ្យឆ្ងាញ់ហើយនេះបាទមូលហេតុនៃបំណែកមេអំបៅត្បូងពេជ្រផ្លែឈើអារក្សអ្នកប្រាកដណាស់វាជាម្រាមដៃមាសរបស់ខ្ញុំសង់បោថងដែលបានយកវាមកលើខ្លួនគាត់ដើម្បីក្លាយជាមេត្រកូលប្រសិនបើគំនិតដែលនៅសេសសល់របស់ព្រះអារក្សអាចបង្កើតប្រព័ន្ធហុកហេតុនិងឥទ្ធិពលដ៏អស្ចារ្យចេញពីខ្យល់ស្ដើងដោយផ្អែកលើគំនិតខាងក្នុងរបស់គាត់នោះខ្ញុំជាប្រព័ន្ធនៃហេតុនិងផលប៉ុន្តែខ្ញុំមិនមានគុណសម្បត្តិនិងគុណធម៌ទេមូលហេតុនិងផលគឺជារឿងដែលគួរឲ្យចាប់អារម្មណ៍បំផុតបន្ទាប់ពីបានកែលម្អវាជាចុងក្រោយខ្ញុំនឹងបន្តហៅវាថាប្រព័ន្ធហុកហេតុនិងឥទ្ធិពលដ៏អស្ចារ្យខ្ញុំនឹងធ្វើវានៅពេលអនាគតខ្ញុំនឹងបន្តកែលម្អអ្នកហើយអ្នកនឹងមានភាពស័ក្តិសមនៅថ្ងៃណាមួយជំហានបន្ទាប់នៃឈ្មោះនេះគឺការទាញយកធម្មពលពីថ្លុកឈាមដើម្បីពង្រឹងក្បាច់គុណបងប្រុសហុងយុនតើអ្នកកំពុងធ្វើអ្វីអ្នកកំពុងធ្វើចលនាដ៏ធំបែបនេះទោះបីខ្ញុំឈួតក៏ដោយការស្រូបយកតែធ្វើឲ្យផ្ទៃនៃថ្លុកឈាមបន្ទាបជើងខ្លួនឯងពីរបីជើងបងប្រុសហុងយុនតើកម្លាំងកាយរបស់គាត់មិនខ្លាំងជាងខ្ញុំទេហាហាហាក្បាច់គុណកម្លាំងបច្ចុប្បន្នរបស់ខ្ញុំគឺល្អជាងអ្នកដោយផ្អែកលើរូបរាងកាយរបស់ខ្ញុំតែម្នាក់ឯងបើមេធ្មប់ដូនតាគូផ្សំនឹងអំណាចនៃច្បាប់សេចក្តីសុចរិតជាដើមនោះគួរតែអាចប្រកួតប្រជែងជាមួយតៃឈីនបានរបស់ល្អទាំងអស់ដែលយើងទទួលបាននៅតាមផ្លូវត្រូវបានផ្លាស់ប្ដូរទៅជាខ្ញុំមិនមានពេលវេលាដើម្បីកែលម្អកម្លាំងផ្ទាល់ខ្លួនរបស់ខ្ញុំដល់កម្រិតនៃកំណត់ពីណាទេហេតុអ្វីបានជាអ្នកមិនធ្វើលំហាត់ទាំង7ឥឡូវនេះបងហ៊ូតើអាចបញ្ចប់វាបានទេនេះមិនគ្រប់គ្រាន់ទេវាជារឿងចម្លែកដែលសិល្បៈសម្ងាត់នៃឈាមឈ្មោះសូវអាចបញ្ជូនសម្លេងដោយផ្ទាល់តាមឈាមប៉ុន្តែនេះក៏បង្ហាញផងដែរថាព្រះមហាពោធិសត្វបានទទួលស្គាល់ខ្ញុំថាជាអ្នកទី13អត្តសញ្ញាណនៃបុព្វការីជនទាំង5មិនអីទេហាហាហាពេលនោះទើបខ្ញុំដឹងថាអ្នកបានភ្ញាក់ហើយដូច្នេះខ្ញុំបានស្រែករកអ្នករាល់គ្នាមានការរំខានហេតុអ្វីបានជាអ្នកគួរសមនឹងខ្ញុំជាបងប្រុសនៃក្លឹបប្រតិបត្តិខាងវិញ្ញាណរបស់អ្នកខ្ញុំទើបតែហាត់ចប់ហើយហៀបនឹងចេញមកចុះវាវិញតើវាមានអារម្មណ៍ថាវាអាចដាស់វិមានផេងទេការគ្រប់គ្រងនៃវង្សបុរាណគឺជាសិទ្ធិអំណាចធម្មជាតិរបស់មេធ្មប់ដូនតាឥឡូវនេះវាហាក់ដូចជាអ្នកមានសិទ្ធិរបស់ខ្ញុំចង់ប្រាប់អ្នករាល់គ្នាជាអ្នកកាន់សាសនាតើយ៉ាងថោកវាទើបតែត្រូវបាននិយាយថាការបង្កើតដែលគាត់បានបង្កើតឡើងនៅក្នុងយោយោរបស់អ្នកត្រូវបានខូចខ្ញុំមានចិត្តចង់ទៅមើលដូច្នេះខ្ញុំគិតថាតើអ្នកបានភ្ញាក់មុនឬអត់បើគ្មានបងប្អូនដូចយើងទេយើងនឹងទៅជាមួយមិត្តរួមសាសនាតាវយិនយូអានសេក្នុងដំណើរកំសាន្តដូជោរបស់ខ្ញុំគឺជាដូជោដែលអ្នកបានសុំមិត្តអ្នកកាន់សាសនាតាវសេនអាតូមដើម្បីជួយអ្នកស្វែងរកយិនអេថមក្រោយពីជនជាតិទៅរូបនេះលោកស្នេហ៍ហើយគាត់ក៏តាំងនៅទីនោះកាលពីមួយរយៈមុនការបង្កើតដ៏ធំនៃផែនដីនិងយៈរបស់ផែនដីត្រូវបានបង្កើតឡើងដើម្បីប្រមូលផ្ដុំធម៌ពលខាងវិញ្ញាណនៃផែនដីនិងដើម្បីទប់ស្កាត់ទំនាញផែនដីមិត្តរបស់ Atomic Davis បាននិយាយថាប្រសិនបើនរណាម្នាក់បំបែកការបង្កើតបន្ទាប់ពីដឹងពីចលនាមិនប្រក្រតីនោះវាមិនចាំបាច់នោះទេខ្ញុំនឹងទៅពិនិត្យវាដោយខ្លួនឯងជាមួយបងប្រុសយិនយូអានសេជាមុនសិនបើមិនអញ្ចឹងទេទោះសត្រូវនៅលើដីក៏ដោយក៏បងប្រុសបើបងមិនប្រាប់ខ្ញុំក៏ព្រមធីហ្វយូទើបតែដាំដុះដល់កម្រិតដ៏អស្ចារ្យបន្ថែមបងប្អូនទៀតលុះត្រាតែកងទ័ពក្រហមចាញ់មុខហើយបង្ក្រាបខ្ញុំខ្លាចថាវាពិបាកនឹងជួបប្រទេសនិងបាតុភូតចម្លែកនៅទីហោស្ថានឥឡូវនេះឌីងឌូអ្នកត្រូវត្រឡប់ទៅរកមេដឹកនាំតាវិញដើម្បីដាក់ទោសអ្នកឈានពានយ៉ាងធ្ងន់ធ្ងរឬសរសៃសុទ្ធទាំង6ជាមួយឬទៀនលីងឬសរសៃសុទ្ធ6នេះគឺជាអារម្មណ៍ទាំង7ពីកំណើតនៃដើមឫស្សីដែលត្រូវបានលើកឡើងទាញយកផ្នែកនៃប្រភពដូច្នេះវាអាចត្រូវបានចាត់ទុកថាជាកំណត់រកខាងវិញ្ញាណដ៏សំខាន់បំផុតមួយនៅក្នុងชั้นទីវាអាចជាជួនអ្នកដែលចូលក្នុងទីសក្ការៈរបស់ខ្ញុំយកដីសុទ្ធ6មកជាមួយប៉ុន្តែមិនល្អដូចខ្ញុំទេជោក៏ជាផ្ទះរបស់ហៅជាដែរហើយឆ្វេងមិញប្រសិនបើអ្នកមានពេលទំនេរអ្នកអាចចូលរួមជាមួយពួកយើងបានទីដើរអភិវឌ្ឍដែលត្រូវបានជ្រើសរើសដោយកុលសម្ព័ន្ធហៅជានិងកុលសម្ព័ន្ធឆ្វេងមិញគឺនៅជិតអ្នកជោមិនរំខានហងយ៉ាងទេគាត់ពិតជាចាប់អារម្មណ៍លើឆ្វេងមិញទំពាំងសុទ្ធទាំង6មួយយ៉ាងនេះខ្ញុំនឹងធ្វើការសម្រេចចិត្តថាអ្នកអាចញ៉ាំសាច់ដោយគ្មានសាច់អ្នកមិនអាចរស់នៅដោយគ្មានឫស្សីបានទេបងប្អូនយកឃើញហើយតើអ្នកដឹងទេថាស្រុកកំណើតនៃណាតើវាអរគុណដល់ការចម្លងរបស់អ្នកផ្សេងឬបងប្រុសនិយាយប្រសិនបើគាត់មិនបានជួយខ្ញុំទេតើខ្ញុំអាចធ្វើវាបានដោយរបៀបណាវឌ្ឍនភាពគឺជារបស់យើងទាំងអស់គ្នាដូច្នេះហេតុអ្វីយើងត្រូវជួយគ្នាចាប់ពីពេលនេះទៅបងប្រុសហងយននឹងក្លាយជាក្រុមទាំង13និងសាខាចំនួន5នៃត្រកូលវូរបស់យើង13ខ្ញុំបានដឹងរួចហើយប៉ុន្តែនេះកំណត់យើងតែប៉ុណ្ណោះដរាបណាអ្នកដឹងខ្ញុំនឹងដោះស្រាយជាមួយបញ្ហាយោជាមុនសិនបើដូច្នេះមែនមានរឿងអីបងប្អូនសូមទូរស័ព្ទមកខ្ញុំគ្រប់ពេលហៅមកខ្ញុំ